សួស្តីអ្នកទាំងគ្នាជួបគ្នាម្ដងទៀតហើយនៅក្នុងវីដេអូនេះយើងនឹងសម្រាប់ទីការរឿងថ្មីមួយទៀតដែលមានចំណងជើងថា Bad Boys ផលិតឆ្នាំ1995ដែលនឹងខ្ញុំពីប៉ូលីស2នាក់ជាកម្ពុជាប៉ូលីសតែម្ដងនិយាយទៅសំបីតែមេរបស់ពួកគាត់ហ្នឹងក៏អញញើដែររឿងក្តីមកមុំហ្នឹងគឺមិនហ៊ានប្រើទេតទៅរឿងក្តីហ្នឹងធំដុំខ្លាំងណាស់បានហ៊ានទាញចូលមកដោយសារតែពួកគាត់ហ្នឹងគឺចេញប្រតិបត្តិការម្ដងណាក៏បង្កនៅការចលាចលពេញទីក្រុងដែរបង្កនៅការខូចខាតនេះច្រើនខ្លាំងមែនទែនបើគិតជាទឹកលុយហ្នឹងគឺរាប់សិបម៉ឺនដុល្លារណោះដូច្នេះដើម្បីកុំឲ្យគ្នាទៅរងចាំយូរនឹងចង់នឹងថាតើប៉ូលីសទាំងពីរនាក់ហ្នឹងគឺពិតជាសាហាវដូចជាអ្វីដែលមានបាននិយាយដែរឬក៏អត់តោះយើងទៅតាមដានការសម្រាយសេរីលំអិតជាមួយនឹងadminទាំងអស់គ្នាសេរីកាលឡើងនៅទីក្រុងម៉ាមីសារ៉ាអាមេរិកដើម្បីបង្ហាញយើងឃើញពីប្រុសពីរនាក់ម្នាក់ហ្នឹងគឺឈ្មោះថា Marcos ដែលគេនឹងគឺជាប៉ូលីសហើយម្នាក់ទៀតគឺឈ្មោះថា Mike គឺជាប៉ូលីសដូចគ្នាហើយអ្នកទាំងពីរនាក់ហ្នឹងគឺជាមិត្តរួមការងារមួយគ្នាជាដៃគូមួយគ្នាជាមិត្តភក្តិជិតស្និទ្ធជាមួយនឹងគ្នាទៀតផងឥឡូវហ្នឹង Marcos ជាមួយនឹង Mike ហ្នឹងកំពុងតែបើកឡានទំនើបមកគ្រឿងបោះម៉ាយណាបើកនៅតាមផ្លូវហើយបើកបដាហ្នឹងក៏ឆ្លោះប្រកែកគ្នាមិនដាមិនដឹងតែឆ្លោះរឿងអីទេនិយាយទៅនិយាយគ្នាឡើងបលវែកពេញហ្នឹងឯងរហូតទៅបន្តិចក្រោយមកឆ្លោះគ្នាឡើងពេកហ្នឹង Mike ហ្នឹងក៏បានជប់ឡើងនៅតាមផ្លូវដើម្បីឆ្លោះគ្នាអស់ចិត្តសិនអញ្ចឹងណាភ្លាមនោះក៏ស្រាប់តែមាននារីដ៏ស្រស់ស្អាតម្នាក់ហ្នឹងគឺបានដើរចូលមករកពួកគេដែលវាគឺបានធ្វើអ្នកទាំងពីរនាក់ហ្នឹងមើលឡើងស្លើភ្នែកទៅហើយក៏ប៉ុន្តែមានណាតាមពិតទៅនារីម្នាក់ហ្នឹងគឺជានុយដែលត្រូវបានគ្នារបស់គេហ្នឹងដាក់មកដើម្បីបញ្ឆោតបន្លប់អារម្មណ៍ក្រុមរបស់ Mike ជាមួយនឹង Marcos ក្នុងចេតនាដើម្បីប្លន់ចូលឡានទំនើបរបស់ Mike ហ្នឹងឯងនៅកន្លែងហ្នឹងដៃគូមិត្តភក្តិជិតស្និទ្ធរបស់គេហ្នឹងគឺល្អមើលខ្លាំងមែនទែនបើទោះជានៅក្នុងស្ថានភាពណាក៏ដោយហ្នឹងក៏នៅតែរកឃើញហេតុផលដើម្បីយកមកឆ្លោះគ្នាតតបាននិយាយទៅដែល Marcos ហ្នឹងគឺបានចោត Mike ថា Mike ហ្នឹងមានលុយទៅទិញឡានទំនើបឥឡូវឃើញអត់មានចោលប្លន់មានអីឆ្លោះគ្នាឯឡបលវែកពេញនឹងហ្មងទាំងចោលហ្នឹងបែកភីទៅហើយរហូតដល់បន្តិចក្រោយមកអ្នកទាំងពីរនាក់ហ្នឹងក៏មានឱកាសធ្វើការវាយប្រហារត្រឡប់ទៅកាន់ចោលវិញដើម្បីបញ្ជូនចោលជាប់ចាប់ចោលហ្នឹងដាក់គុកបានឲ្យជោគជ័យសេរីមកកាត់រយៈពេលប្រហែលថ្ងៃកន្លងផុតទៅនឹងបានបង្ហាញយើងឃើញពីក្រុមអក្រិតជនមួយក្រុមដឹកនាំដោយបរិសម្នាក់ឈ្មោះទៅគូចិត្តដែលពួកគេឥឡូវហ្នឹងកំពុងតែមានផែនការក្នុងការប្លន់យកគ្រឿងញៀនដែលមានតម្លៃប្រមាណជាជាង100លានដុល្លារណោះពីប៉ុស្តិ៍ប៉ូលីសនិយាយទៅគឺសាហាវខ្លាំងមែនតើនៅក្នុងប៉ុស្តិ៍ប៉ូលីសហ្នឹងក៏ពួកគេប្លន់ដែរក្រុមរបស់គូចិត្តបានរៀបចំយុទ្ធសាស្ត្ររៀបចំតាក់ទិចរបស់គេហ្នឹងយ៉ាងល្អឥតខ្ចោះដែលបានយកគ្នារបស់គេម្នាក់ហ្នឹងឲ្យស្លៀកពាក់ធ្វើជាប៉ូលីសបន្ទាប់មកគេនឹងក៏បានបាញ់សម្រាប់គ្នារបស់គេនឹងទម្លាក់នៅតាមផ្លូវហើយហ្វូចេតនឹងក៏បានតាក់ទងទៅប្រាប់ប៉ូលីស911ណាប្រាប់ថាអូគេនឹងគឺបានឃើញមានប៉ូលីសម្នាក់ត្រូវបានអក្រិតជននឹងបាញ់ប្រហារនៅតាមផ្លូវដែលវាគឺបានធ្វើឲ្យក្រុមប៉ូលីសនៅទីក្រុងម៉ាមីនឹងបានលោកគ្នារស់រានបញ្ញាប់មកកាន់កន្លែងកើតហេតុនៅបានផ្ដល់ឱកាសឲ្យក្រុមរបស់ហ្វូចេតនឹងធ្វើការលុកលុយចូលទៅក្នុងប៉ុស្តិ៍ប៉ូលីសនៅបានលួចយកគ្រឿងញៀនចេញពីប៉ុស្តិ៍ប៉ូលីសតាមប្រមាណនឹងលួចខ្ទេចខ្ទីតែម្ដងដឹកតាមរយៈប្រព័ន្ធលួណាពួកគេនឹងគឺស្គាល់ផ្លូវមានមធ្យោបាយច្បាស់លាស់របស់គេតែម្ដងដែលចុងក្រោយពួកគេនឹងក៏អាចប្លន់យកគ្រឿងញៀនទាំងអស់ហ្នឹងក្នុងតម្លៃជាង100លានដុល្លារហ្នឹងគឺប្លន់បានតែជោគជ័យតែម្ដងខ្សែរឿងមកកម្មការ Marcos នេះវិញឥឡូវហ្នឹងគេកំពុងតែនៅជាមួយនារីម្នាក់ឈ្មោះ Teresa ដែលត្រូវជាភរិយារបស់គេនិយាយទៅ Marcos ហ្នឹងគឺរៀបការមានប្រពន្ធមានកូនហើយគេហ្នឹងគឺស្រឡាញ់គ្រួសាររបស់គេហ្នឹងខ្លាំងមែនតើ Marcos បន្ទាប់ពីបានផ្អែមល្ហែមជាមួយនឹង Teresa ភរិយារបស់គេហើយហ្នឹងពួកគេហ្នឹងក៏បាននាំកូនរបស់ពួកគេហ្នឹងមកញ៉ាំអាហារពេលព្រឹករហូតដល់បន្តិចក្រោយមកម៉ៃហ្នឹងក៏បានមកដល់កន្លែងហ្នឹងដែរនិយាយទៅម៉ៃហ្នឹងចេញចូលផ្ទះរបស់ Marcos ដូចផ្ទះរបស់ខ្លួនឯងអញ្ចឹងដោយសារតែដូចជាអ្វីដែលមានបានបញ្ជាក់អញ្ចឹងអ្នកទាំងពីរហ្នឹងគឺដៃគូមួយគ្នាយូរហើយពួកគេហ្នឹងក៏ជាមិត្តភក្តិជិតស្និទ្ធជាមួយនឹងគេខ្លាំងដែរអញ្ចឹងហើយគ្រួសាររបស់ Marcos ហ្នឹងក៏ដូចជាគ្រួសាររបស់ Mike ដែរភ្លាមបន្ទាប់ពី Mike អង្គុយញ៉ាំអាហារពេលព្រឹកជុំគ្នាជាមួយនឹងក្រុមគ្រួសាររបស់ Marcos បន្ទាប់មកក្តារគូសួរបងប្អូនហ្នឹងខាងប៉ុស្តិ៍ប៉ូលីសហ្នឹងក៏បានតាក់ទងមកអញ្ចឹងហើយ Mike ជាមួយនឹង Marcos ហ្នឹងក៏បានបញ្ញាមកកាន់ប៉ុស្តិ៍ប៉ូលីសនិងបានជួបគ្នាជាមួយនឹងបរិសម្នាក់ឈ្មោះថា Conrad ដែលគេហ្នឹងគឺជាកាពីតែនជាមេប៉ូលីសជាមេរបស់អ្នកទាំងពីរនាក់ហ្នឹងឯង Conrad នៅកន្លែងហ្នឹងគឺបានធ្វើការរៀបរាប់ប្រាប់ទៅកាន់ Marcos ជាមួយនឹង Mike អំពីរឿងរ៉ាវតាក់ទងជាមួយនឹងការដែលក្រុមអក្រិតជនដែលគេសម្ដៅទៅលើក្រុមរបស់ Fujet ហ្នឹងឯងដែលបានប្លន់យកគ្រឿងញៀនដែលមានតម្លៃប្រមាណជាជាង100លានដុល្លារចេញពីប៉ុស្តិ៍ប៉ូលីសទៅបានយ៉ាងងាយតែម្ដងនៅកន្លែងហ្នឹង Conrad បានធ្វើការសន្និដ្ឋានថារឿងដែលបានកើតឡើងគឺច្បាស់ជាមានរនុកក្នុងចែកជាពុំខានទេព្រោះថាបើសិនជាគ្មានអ្នកក្នុងឲ្យដៃឲ្យព័ត៌មានទេគឺមិនងាយធ្វើទៅរួចទេក្នុងកំឡុងពេលដែលអ្នកទាំងពីរនាក់ហ្នឹងកំពុងតែបន្តនិយាយគ្នានារីម្នាក់ឈ្មោះថា Alison ដែលគេហ្នឹងគឺមានតួនាទីជាកាពីតែនដែរណាកាពីតែនដូចគ្នាគ្រាន់តែកាពីតែននៅ department ផ្សេងនៅផ្នែកផ្សេងគឺផ្នែកសវនកម្មផ្ទៃក្នុងផ្នែកត្រួតពិនិត្យផ្ទៃក្នុងអញ្ចឹងណាដែលពួកគេហ្នឹងគឺបានដាក់ការសង្ស័យថារឿងដែលបានកើតឡើងហ្នឹងគឺមានការឲ្យដៃដូចគ្នាក៏ប៉ុន្តែគេគឺសង្ស័យមក department មកផ្នែកតែម្ដងអញ្ចឹងហើយ Alison ហ្នឹងក៏បានធ្វើការគម្រាមប្រាប់ទៅកាន់ Conrad ថាបើសិនជា Conrad ហ្នឹងមិនអាចបំបីរឿងក្តីហ្នឹងត្រឹមរយៈពេល72ម៉ោងទេពួកគេនឹងចេញរបាយការណ៍រំលាយអង្គភាពប៉ូលីសរបស់ Conrad ហ្នឹងចោលតែម្ដងព្រោះតែគ្មានប្រយោជន៍ទេបើសិនជាមិនអាចការពាររបស់នៅក្នុងប៉ុស្តិ៍ប៉ូលីសបាន Marcos ជាមួយនឹង Mike បើទោះជាបានលឺអញ្ចឹងហើយក៏ដោយហ្នឹងពួកគេហ្នឹងគឺមិនខ្វាយខ្វល់ទេនិយាយទៅមើលទៅហាក់ដូចជាធម្មតារហូតតទៅមេរបស់គេគឺ Conrad ហ្នឹងបានដើរចូលមកបញ្ជាក់ពួកគេម្ដងទៀតថាពួកគេហ្នឹងគឺចាំបាច់ទៅរកក្រុមមធ្យោបាយធ្វើអីទៅបំបីរឿងគេហ្នឹងឲ្យបានលឿនតាមដែលធ្វើទៅបានបើមិនអញ្ចឹងទេអង្គភាពរបស់ពួកគេហ្នឹងគឺនឹងអាលាយខ្សលលេងបើទៅទឹកអញ្ចឹងមួយសន្ទុះក្រោយមក Mike ជាមួយនឹង Marcos ហ្នឹងគឺបានចាប់ដើមធ្វើការងារភ្លាមៗដែរដែលពួកគេហ្នឹងគឺបានមកស៊ើបព័ត៌មានពីបរិសម្នាក់ឈ្មោះតាជូជូដែលជាអតីតបណ្ដាញរបស់គេណាក៏ប៉ុន្តែនៅកន្លែងហ្នឹងជូជូហ្នឹងគឺបានបដិសេធថាគេហ្នឹងគឺអត់ដឹងរឿងអីទេនិយាយទៅអត់មានព័ត៌មានអីតាក់ទងជាមួយនឹងរឿងថ្នាំញៀនទេហើយឥឡូវហ្នឹងគេហ្នឹងគឺឈប់ធ្វើជាកិញ្ញប៉ូលីសអីទៀតហើយគេផ្ដោតលើការងាររបស់គេជាជាងឡានជាអីចឹងណាក្រោយពីសំណុំជូជូមិនទទួលបានដំ
រយអីហ្នឹងម៉ែជាមួយនឹង Marcos គឺបានធ្វើដំណើរមកកាន់ទីតាំងនៃក្លឹបបដាមកកន្លែងនៅបានជួបគ្នាជាមួយនារីម្នាក់ឈ្មោះថា Max ដែលជាអតីតសង្សាររបស់ Mike ហ្នឹងឯងនៅកន្លែងហ្នឹងខ្ញុំក៏បានផងថា Max គឺធ្លាប់ធ្វើការងារជានារីកំដរហ្នឹងគឺទៅកំដរភ្ញៀវអ្នកមានជប់លៀងញ៉ាំស្រាជុំគ្នាអីចឹងណាអញ្ចឹងហើយ Mike ហ្នឹងគឺចង់ឲ្យ Max ហ្នឹងជួយស៊ើបមើលទៅតាមមានអ្នកមានចង់ថ្មីណាតាក់ទងមកនារីបំរើសេវាទៅអង្គុយញ៉ាំស្រាជប់លៀងជុំគ្នាអីអត់ទេព្រោះថាឥឡូវហ្នឹងពួកគេគឺគ្មានតម្រុយអីទេអញ្ចឹងហើយអ្នកមានចង់ថ្មីណាក៏ដោយដែលចាស់លើខ្ជាក់ហ្នឹងគឺជាតម្រុយនិងជាជនសង្ស័យសម្រាប់ពួកគេហើយបន្តិចក្រោយមក Mike ជាមួយនឹង Marcos នោះគឺបានបន្តធ្វើដំណើរមកកាន់ទីតាំងនៃផ្ទះរបស់បរិម្នាក់ជាអ្នកទទួលត្រូវនឹងការដាក់ម៉ាស៊ីនត្រជាក់នៅប៉ុស្តិ៍ប៉ូលីសដែលសារតែឆ្នាំញៀនហ្នឹងគឺត្រូវបានគេយកចេញតាមប្រឡោះម៉ាស៊ីនត្រជាក់ហ្នឹងអញ្ចឹងហើយទៅបានជាជាងហ្នឹងគឺបានធ្លាក់ទៅជាជនសង្ស័យដែរអញ្ចឹងណាបន្ទាប់ពីចូលមកដល់ក្នុងផ្ទះអ្នកទាំងពីរហ្នឹងគឺបានស្រែកហៅម្ចាស់ផ្ទះក៏ប៉ុន្តែអត់មានអ្នកគេឆ្លើយតបទេស្ងាត់ជ្រាបតែម្ដងរហូតដល់បន្តិចក្រោយមក Mike ហ្នឹងក៏មានអារម្មណ៍ថាហាក់ដូចជាស្អុយអញ្ចឹងហើយក៏បានសួរ Marcos Marcos មានផលមកអត់អញ្ចឹងហើយ Marcos ហ្នឹងក៏បានឆ្លើយតែកុំចេះតែចោលអត់មានផលទេដែលគាត់តែដឹងអញ្ចឹងភ្លាមអ្នកទាំងពីរហ្នឹងក៏បានដកភ្លើងឡើងដោយសារតែបាននឹងថារឿងហ្នឹងគឺមិនសូវស្រួលទេរហូតដល់តែពួកគេហ្នឹងចូលមកដល់ក្នុងបន្ទប់មុនក៏បានឃើញថាម្ចាស់ផ្ទះដែលជាអ្នកទទួលខុសត្រូវការធ្វើម៉ាស៊ីនត្រជាក់ហ្នឹងគឺត្រូវបានគេសម្លាប់បំបិតមាត់បាត់ទៅហើយដែលនេះគឺបានបញ្ជាក់យ៉ាងច្បាស់ថាក្លិនស្អុយមុនហ្នឹងគឺមិនមែនជាក្លិនផោមរបស់ Marcos នោះទេក៏ប៉ុន្តែវាគឺជាក្លិនស្អុយចេញពីសាកសពរបស់បរិសម្នាក់ដែលជាជាងម៉ាស៊ីនត្រជាក់ហ្នឹងឯងកន្លែងមួយម៉ាក់នេះវិញនឹងបានធ្វើតាមសំណើរបស់ Mike ដែលបានបញ្ជូនគ្នាជាមួយនារីម្នាក់ដែលជាមេការរុញនារីហ្នឹងឲ្យទៅញ៉ាំស្រាកំដរភ្ញៀវអ្នកមានហើយនាងគឺបានសួរដូចជាអ្វីដែល Mike បានប្រាប់ចឹងណាសួរតើឥឡូវហ្នឹងមានអ្នកមានជើងថ្មីណាទៅលក់ដីបានអីហ្នឹងមកសួររននារីដើម្បីទៅកំដរញ៉ាំស្រាឬក៏អត់ចំណែកមេការនាងក៏បានប្រាប់តមានបរិសម្នាក់ដែលមើលទៅទំនងហាក់ដូចជាទើបតែមានថ្មីថ្មោងហើយមហោនារីទៅញ៉ាំស្រាកំដរអញ្ចឹងទៅហើយ Mac ឯងហ្នឹងគឺទៅអត់អីទេត្រូវហើយនៅថ្ងៃបន្ទាប់ Mac បានរៀបចំខ្លួនឲ្យស្អាតដើម្បីទៅជួបគ្នាជាមួយនឹងភ្ញៀវក៏ប៉ុន្តែនាងមិនហ៊ានទៅតែម្នាក់ឯងនោះទេដែលបានអស់នារីម្នាក់ឈ្មោះតា Julia ដែលត្រូវជាមិត្តភក្តិរបស់នាងហ្នឹងមិត្តភក្តិចិត្តស្និទ្ធនៅបន្ទប់ជាមួយនឹងគ្នាហ្នឹងឲ្យទៅជាមួយគ្នាទៅគ្រាន់បានជាគ្នាបន្តិចក្រោយមក Mac ជាមួយនឹង Julia ក៏បានជួបគ្នាជាមួយនឹងបរិសម្នាក់ឈ្មោះតា Eddie ដែលគេនឹងឯងគឺជាភ្ញៀវដែលបានហៅអ្នកទាំងពីរនាក់ហ្នឹងឲ្យមកញ៉ាំស្រាកំដរគេជប់លេងជុំគ្នាហ្នឹងឯងនៅកន្លែងហ្នឹង Mac គឺបានសម្គាល់ឃើញថានៅខាងលើតុគឺមានថ្នាំញៀនមកកញ្ចប់ដូចគ្នាវាបិទជាមួយនឹងថ្នាំញៀនដែលត្រូវបានក្រុមចោរហ្នឹងប្លន់ចេញពីប៉ុស្តិ៍ប៉ូលីសមកហើយនៅកន្លែងហ្នឹងយើងក៏បានដឹងថាតាមពិតទៅ Eddie ហ្នឹងគឺជាអតីតប៉ូលីសហើយគេនឹងឯងគឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកផ្សេងទៀតនៃក្រុមចោរប្លន់របស់ Full Jet នៅក្នុងកំឡុងពេលនៃការនិយាយគ្នា Julia នឹងគឺមានអារម្មណ៍ថាហាក់ដូចជាឈឺ PP អញ្ចឹងហើយក៏បានសុំទៅបន្ទប់ទឹកមួយផ្លែតអញ្ចឹងណាដែលភ្លាមៗនោះក្រុមរបស់ Full Jet នឹងក៏បានចូលមកដល់និងបានជួបគ្នាជាមួយនឹង Mac ហើយនឹង Eddie ដែល Full Jet នឹងគឺបានបង្ហាញនូវការខកចិត្តចំពោះ Eddie នឹងខ្លាំងមែនទែនដែល Eddie នឹងគឺបញ្ញាក្នុងការបង្ហាញសកម្មភាពរបស់គេនឹងភ្លាមខ្លាំងពេកព្រោះតែពួកគេនឹងគឺទើបតែប្លន់លើថ្នាំញៀននឹងចេញពីប៉ុស្តិ៍ប៉ូលីសមកថ្មីថ្មោងដូច្នេះហើយដោយសារតែខ្លាចបែកការ Full Jet ក៏បានបាញ់សម្លាប់ Mac ឲ្យស្លាប់បបោជីវិតភ្លាមនៅនឹងកន្លែងបន្ទាប់មកក៏បានបន្តបាញ់សម្លាប់ Eddie ដើម្បីបំបត្តិមាត់ខណៈដែល Julia នោះវិញនឹងគឺបានឃើញរាល់សកម្មភាពទាំងអស់និងបំរុងនៅរត់គេចចេញពីកន្លែងនឹងទៅហើយក៏ស្រាប់តែកូនចៅរបស់ Full Jet នឹងបានឃើញនិងបានដេញតាមពីខាងក្រោយបើទោះជាកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលគ្រោះថ្នាក់បំផុតនៅក្នុងជីវិតរបស់ខ្លួនក៏ដោយក៏ប៉ុន្តែនៅទីបំផុត Julia ក៏នៅតែអាចគេចផុតចេញពីក្រុមរបស់ Full Jet នឹងបានដោយសុវត្ថិភាពមួយសន្ទុះក្រោយមកក្រុមប៉ូលីសនឹងគឺបានមកដល់កន្លែងកើតហេតុហើយ Mike បន្ទាប់ពីឃើញថា Max អតីតសង្សាររបស់គេនឹងគឺត្រូវបានគេបាញ់សម្លាប់គេនឹងគឺមានការឈឺចាប់ខ្លាំងមែនទែនក៏ប៉ុន្តែមិនដឹងថាធ្វើអីកើតតែមកកាត់ត្រឡប់មកកាន់នារីដែលជាមេការណែវិញគាត់នឹងក៏មិនរួចខ្លួនដែរដែល Full Jet នឹងគឺបានបញ្ជូនកូនចៅរបស់គេនឹងឲ្យមកសម្លាប់គាត់ម្នាក់ទៀតដើម្បីផ្ដាច់តម្រុយនិយាយទៅកុំឲ្យមានតម្រុយសូម្បីតែបន្តិចតែម្ដងក្នុងពេលដំណើរគ្នានេះដែរ Mike នឹងក៏បានមករកនារីមេការនឹងបំរុងនិយាយគ្នាតាក់ទងជាមួយនឹងរឿងរបស់ Mac ដែរក៏ប៉ុន្តែនៅពេលដែលចូលមកដល់ក៏បានឃើញថាបរិយាកាសនឹងហាក់ដូចជាមិនសូវស្រួលទេចឹងហើយ Mike នឹងក៏បានតាក់ទងហៅជំនួយឲ្យមកជួយគេចឹងណាខណៈដែលគេនឹងក៏បានបន្តដើរចូលទៅក៏បានឃើញថានារីមេការនឹងត្រូវបានគេសម្លាប់ស្លាប់បបជីវិតបាត់ទៅហើយដែលភ្លាមនោះកូនចៅរបស់ Full Jet ដែលកំពុងតែមានវត្តមាននៅកន្លែងនឹងនៅឡើយនឹងគឺបានធ្វើការវាយប្រហារសម្ដៅទៅកាន់ Mike ឡើងធ្លាយកញ្ចក់ចេញទៅខាងក្រៅក៏ប៉ុន្តែសំណាងល្អកងជំនួយដែលត្រូវបាន Mike ហៅនៅមុននឹងគឺបានមកដល់តាន់ពេលវេលាដែលវាគឺបានធ្វើឲ្យកូនចៅរបស់ Full Jet នឹងមិនអាចធ្វើអ្វីទៅលើ Mike បាននិងបានសម្រេចចិត្តចាក់ចេញពីកន្លែងនឹងទៅបាត់ទៅកន្លែងមកពុំវេលាហើយវិញយើងឃើញថាក្នុងកំឡុងពេលដែល Conrad មេប៉ូលីសនឹងកំពុងតែនិយាយស្ដីឲ្យជាវិចោលទៅកាន់ Marcos ចំពោះការដែលពួកគេមិនទាន់អាចបំបែករឿងក្តីបាននឹងក៏ស្រាប់តែ Julia នឹងគឺបានតាក់ទងមកយើងឃើញថា Julia នឹងគឺបានមកដល់ផ្ទះរបស់នាងហើយនឹងគឺតាក់ទងមកប៉ូលីសនឹងបានប្រាប់ថានាងគឺបានឃើញអំពីរឿងរ៉ាវដែលបានកើតឡើងឃើញហេតុការណ៍នៃការបាញ់សម្លាប់ Mac អីចឹងណានឹងចង់រាយការណ៍ក៏ប៉ុន្តែនាងគឺនិយាយគ្នាតែជាមួយនឹង Mike ទេក៏ព្រោះតែ Mac នៅភក្តិស្និទ្ធរបស់នាងគឺបានប្រាប់ថានាងគឺទុកចិត្តតែ Mike អញ្ចឹងណាចំណែក Conrad ដោយសារតែឃើញថា Mike អត់នៅកន្លែងហ្នឹងហើយខ្លាចថា Julia ក៏ត្រូវបានគេសម្លាប់បំបិតមាត់មុនពេលដែលបាននិយាយគ្នាជាមួយនឹង Mike ចឹងហើយក៏បានបង្ខំឲ្យ Marcos នឹងបន្លំខ្លួនធ្វើជា Mike និយាយគ្នាជាមួយនឹង Julia រីឯ Julia ដោយសារតែនាងគឺមិនបានជួបគ្នាជាមួយនឹង Mike ទេចឹងហើយក៏បានជឿថា Marcos នឹងគឺជា Mike ដែលបានប្រាប់អំពីរឿងរ៉ាវដែលបានកើតឡើងក៏ដូចជាទីតាំងដែលនាងកំពុងតែតាំងនៅហ្នឹងឲ្យទៅកាន់ Marcos បន្តិចក្រោយមក Marcos ក្នុងអត្តសញ្ញាណដែលបន្លំខ្លួនជា Mike ហ្នឹងគឺបានមកដល់ផ្ទះរបស់ Julia ហើយពេលដែលមកដល់ហ្នឹងគឺត្រូវបាន Julia ហ្នឹងស្វាគមន៍ជាមួយនឹងដបង baseball ក៏ប៉ុន្តែមិនអីនោះទេបន្តិចក្រោយមកពួកគេហ្នឹងក៏បានសម្របសម្រួលនិយាយយល់គ្នាវិញយើងទៅហើយ Marcos ហ្នឹងក៏បានប្រាប់ទៅកាន់ Julia ហ្នឹងឲ្យបញ្ញារៀបចំរង្វាន់ចាក់ចេញពីកន្លែងហ្នឹងដោយសារតែគេហ្នឹងគឺបានទីដឹងថាក្រុមឃាតករដែលបានសម្លាប់ Mac គឺច្បាស់ជាបានដឹងអំពីអាស័យតាមផ្ទះរបស់ Julia នឹងកំពុងតែមកអីចឹងណាអ្វីគឺដូចជាការគិតរបស់ Marcos អញ្ចឹងនៅ
នៅមុនពេលដែលពួកគេអាចចាចេញនឹង Full Jet នឹងគឺបានបញ្ជូនកូនចៅឃាតករដែលជាខ្មាំងកំភ្លើងរបស់គេនឹង3នាក់ឲ្យមកតាមសម្លាប់ Julia ក៏ប៉ុន្តែនៅកន្លែងហ្នឹងបេសកកម្មរបស់ពួកគេនឹងគឺទទួលបរាជ័យហើយ Marcos នឹងគឺបានបាញ់សម្លាប់កូនចៅខ្មាំងកំភ្លើងម្នាក់ឲ្យស្លាប់បងជីវិតនិងបាននាំ Julia នឹងបើកឡានរួចគេខ្លួនចេញពីកន្លែងហ្នឹងបានដោយជោគជ័យមួយសន្ទុះក្រោយមក Marcos បាននាំ Julia នឹងមកដល់ផ្ទះរបស់ Mike ដើម្បីលាក់ខ្លួនហើយផ្ទះរបស់ Mike នឹងគឺធំខ្លាំងមែនតើដែលយើងក៏បានដឹងថាតាមពិតទៅ Mike នឹងគឺជាកូនអ្នកមានហើយឪពុកម្ដាយរបស់គេនឹងគឺបានបន្សល់ទុកនូវទ្រព្យសម្បត្តិឲ្យគេច្រើនខ្លាំងមែនតើក៏ប៉ុន្តែការដែលគេធ្វើជាប៉ូលីសនឹងមិនដើម្បីតែប្រាក់ខែតែគឺដោយសារតែគេនឹងគឺស្រឡាញ់ការងារជាប៉ូលីសចឹងណាមកដល់ត្រង់ចំណុចហ្នឹង Marcos គឺនៅតែបន្តបន្លំខ្លួនធ្វើជា Mike ដែរទេដែលគេនឹងគឺបានប្រាប់ទៅកាន់ Julia នឹងថាឲ្យចាំគេនៅផ្ទះរបស់គេនឹងសិនហើយនិយាយទៅគេមានការតែចេញទៅក្រៅបន្តិចចឹងណាហើយបន្តិចក្រោយមកយើងក៏បានឃើញថា Marcos នឹងគឺបានមកដល់ប៉ុស្តិ៍ប៉ូលីសវិញហើយនឹងបានជួបជុំគ្នាជាមួយនឹង Mike ដែល Mike នឹងគឺត្រូវបានកូនចៅរបស់ Full Jet នោះវាយដំណំគួរសមដែរកំពុងតែសំតកកចឹងណា Mike ជាមួយនឹង Marcos បន្ទាប់មកក៏បានបន្តមកជួបគ្នាជាមួយនឹង Conrad មេរបស់ពួកគេនឹងមករាយការណ៍អំពីរឿងរ៉ាវដែលបានកើតឡើងរៀងៗខ្លួនអីចឹងទៅហើយបន្ទាប់ពីដឹងរឿងហើយហ្នឹង Mike នឹងគឺច្រឡោតតតងដែរចំពោះការដែល Marcos នឹងបានបន្លំខ្លួនធ្វើជាគេក៏ប៉ុន្តែ Conrad មេរបស់គេនឹងគឺបានសង្កត់ទាំងពីរតែម្ដងដែលបានគម្រាមអ្នកទាំងពីរអ្នកហ្នឹងឲ្យបន្តរក្សាអត្តសញ្ញាណរបស់ពួកគេនឹងដដែលបានន័យថានៅចំពោះមុខរបស់ Julia Marcos គឺនៅតែបន្តបន្លំខ្លួនធ្វើជា Mike គណៈដែល Mike នឹងគឺបន្លំធ្វើជា Marcos វិញអញ្ចឹងណាហើយដោះស្រាយរឿងប្រពន្ធកូននឹងអីហ្នឹងដោះស្រាយរឿងខ្លួនទៅខ្សែរឿងមកកាន់ទីតាំងផ្ទះរបស់ Marcos ដោយសារតែទៅបាន Conrad មេរបស់គេនឹងបង្ខំទៅឲ្យពួកគេនឹងគឺគ្មានជំរើសទេ Marcos ជាមួយនឹង Mike នឹងគឺទៅដោះស្រាយជាមួយនឹង Teresa ភរិយារបស់ Marcos ដែល Marcos នឹងគឺបានកុហក Teresa ថាគេនឹងគឺមានបេសកកម្មត្រូវចេញទៅធ្វើការនៅក្រៅរដ្ឋនៅរដ្ឋផ្សេងមួយទៀតអញ្ចឹងហើយគឺចាំបាច់ឲ្យ Mike នឹងស្នាក់នៅផ្ទះរបស់ពួកគេនឹងមករយៈដើម្បីមើលថែទាំកូនមើលថែទាំ Teresa អញ្ចឹងណានិយាយទៅពីអ្នកនឹងនៅចំមុំមុខរបស់ Julia មិនត្រឹមតែបន្លំអត្តសញ្ញាណគ្នាទៅវិញទៅមកទេក៏ប៉ុន្តែ Marcos នឹងគឺចាំបាច់ត្រូវទៅរស់នៅក្នុងផ្ទះរបស់ Mike នឹងធ្វើដូចជា Mike នៅជាមួយនឹង Julia នៅជាមួយនឹងអីអញ្ចឹងណាអញ្ចឹងហើយបានជា Marcos នឹងចាំបាច់ត្រូវទៅសហការគ្នាជាមួយនឹង Mike ដើម្បីមកយកលេសកុហក Teresa ប្រពន្ធរបស់គេនឹងឯងបន្តិចក្រោយមក Marcos បន្ទាប់ពីបានកុហក Teresa ប្រពន្ធរបស់គេបានជោគជ័យហើយហ្នឹងគេនឹងក៏បានត្រឡប់មកជួបគ្នាជាមួយនឹង Julia វិញតែនៅកន្លែងនេះ Julia នឹងគឺមានការងឿងឆ្ងល់ដោយសារតែឃើញថានៅផ្ទះរបស់ Marcos ដែលបន្លំខ្លួនធ្វើជា Mike ហ្នឹងគឺសិតតែរូបភាពរបស់អ្នកផ្សេងអញ្ចឹងណាអញ្ចឹងហើយក៏បានសួរ Marcos ថារូបរបស់អ្នកគេអីចឹងទៅហើយ Marcos នឹងក៏បានបន្តកុហកថារូបថតទាំងអស់ហ្នឹងគឺជារូបថតរបស់ដៃគូប៉ូលីសគេដៃគូគេនឹងគឺឈ្មោះថា Marcos ហើយគេនឹងគឺស្រឡាញ់គ្នាជិតស្និទ្ធជាមួយនឹង Marcos នឹងខ្លាំងមែនតើបានដាក់រូបថតរបស់ Marcos នឹងឡើងពេញផ្ទះអញ្ចឹងតាមពិតទៅរូបថតទាំងអស់ហ្នឹងគឺជារូបថតរបស់ Mike សោះក្រោយពីនិយាយនេះបានបន្តិច Marcos នៅក្នុងអត្តសញ្ញាណបន្លំខ្លួនធ្វើជា Mike ហ្នឹងគឺបាននាំ Julia ហ្នឹងមកអង្គុយមើលរូបថតរបស់ជនល្មើសមួយចំនួនចុងសរសៃមួយចំនួនដែលគេសង្ស័យថាជាអ្នកដែលបានសម្លាប់ Mark ហ្នឹងហើយបន្ទាប់ពីអង្គុយមើលមកមួយសន្ទុះក្រោយមក Julia ហ្នឹងក៏អាចចំណាំមុខរបស់បរិសម្នាក់ដែលជាកូនចៅរបស់ Full Jet និងជាអ្នកដែលបានបាញ់សម្លាប់ Mark ដែលវាគឺបានផ្ដល់តម្រុយឲ្យក្រុមរបស់ Marcos ក៏ដូចជា Mike ហ្នឹងដើម្បីបន្តស៊ើបអង្កេតខ្សែរឿងមកកាត់ថ្ងៃបន្ទាប់ Mike ជាមួយនឹង Marcos ហ្នឹងគឺបានមកជួបជុំគ្នានៅប៉ុស្តិ៍ប៉ូលីសដើម្បីធ្វើការងាររបស់ពួកគេហើយយើងឃើញថាអ្នកទាំងពីរនាក់ហ្នឹងគឺនៅតែបន្តឆ្លោះគ្នានិយាយទៅឆ្លោះតាំងពីដើមរឿងរហូតមកដល់កណ្ដាលរឿងទៅហើយហ្នឹងក៏នៅតែឆ្លោះគ្នាដែរហើយមូលហេតុដែលអ្នកទាំងពីរនាក់នេះឆ្លោះគ្នាគឺ Mike ហ្នឹងខឹងថា Marcos ហ្នឹងយកអាវរបស់គេនឹងយកមកពាក់ហើយ Marcos ហ្នឹងគឺខឹងថា Mike ហ្នឹងនិយាយផ្អែមល្ហែមជាមួយនឹង Teresa ប្រពន្ធរបស់គេអីចឹងទៅអ្នកទាំងពីរនាក់ហ្នឹងបន្ទាប់ពីឆ្លោះគ្នាលេងអស់ចិត្តហើយហ្នឹងពួកគេហ្នឹងក៏បានបំបីផ្លូវគ្នាទៅធ្វើការងាររៀងខ្លួនទៅដែល Mike ហ្នឹងគឺបានមកនិយាយគ្នាជាមួយនារីម្នាក់ឈ្មោះថា Francis ដែលនាងគឺជាបុគ្គលិកធ្វើការងារនៅប៉ុស្តិ៍ប៉ូលីសនឹងដែរហើយ Mike នៅកន្លែងហ្នឹងគឺបានពឹងទៅកាន់ Francis ហ្នឹងឲ្យជួយលួចឡុកចូលទៅក្នុងប្រព័ន្ធរបស់ប៉ូលីសដើម្បីមើលប្រវត្តិរបស់ Eddie ដែលសារតែ Eddie ហ្នឹងគឺជាអតីតប៉ូលីសនឹងត្រូវបានគេបាញ់សម្លាប់ជាមួយនឹង Mike ត្រូវបាន Full Jet បាញ់សម្លាប់ជាមួយនឹង Mike កាលពីពេលមុនហ្នឹងហើយមកដល់កន្លែងហ្នឹងដោយសារតែក្រុមប៉ូលីសរបស់ Mike មិនមានផុសតាងណាមួយបញ្ជាក់ថា Eddie មានជាប់ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវដែលបានកើតឡើងតែប្រមាណហ្នឹងទេអញ្ចឹងហើយការដែលឡុកចូលទៅមើលប្រវត្តិរបស់ Eddie ហ្នឹងគឺមិនត្រូវបានអនុញ្ញាតទេនិយាយទៅតើតែអ្នកដែលមានសិទ្ធិអញ្ចឹងហើយបានជា Mike ហ្នឹងព្យាយាមមកសុំជំនួយពី Francis ដែលសារតែ Francis ហ្នឹងជាទូទៅគឺអាចចូលទៅមើលប្រព័ន្ធហ្នឹងបានអញ្ចឹងណាចំណែក Francis នាងក៏បានព្យាយាមជួយ Mike ដែរដែលបានព្យាយាមឡុកចូលទៅក្នុងប្រព័ន្ធអញ្ចឹងណាក៏ប៉ុន្តែឡុកចូលអត់បានទេនាងប្រាប់ថាអូអត់បានទេនាងបានតែធ្វើនេះអញ្ចឹងណាមកដល់មើលប្រវត្តិរបស់ប៉ូលីសដូចគ្នាហ្នឹងគឺគេមិនអោយទេឃើញអត់វាយចូលទៅត្រេតអញ្ចឹងបន្តិចក្រោយមក Mike ជាមួយនឹង Marcos នោះគឺបានត្រឡប់មកដល់ផ្ទះរបស់ Mike វិញដែលបានជួបគ្នាជាមួយនឹង Julia ហើយ Marcos នោះក៏បានណែនាំ Mike ពិតប្រាកដហ្នឹងឲ្យស្គាល់គ្នាជាមួយនឹង Julia ក៏ប៉ុន្តែក្នុងអត្តសញ្ញាណជា Marcos ទេបន្លំខ្លួនធ្វើ Marcos អញ្ចឹងណាក្រោយពីនិយាយណែនាំស្គាល់គ្នាហើយហ្នឹង Mike ពិតប្រាកដហ្នឹងក៏បានកលែងទឹកឃើញថាឆ្កែរបស់ Julia ហ្នឹងគឺបានជួអាចដាក់សឡង់ជួអាចដាក់កម្រាលរបស់គេហ្នឹងឡើងពេញតែម្ដងដែលវាគឺបានធ្វើឲ្យ Mike ពិតប្រាកដហ្នឹងមានអារម្មណ៍តែខឹងសម្បាជាមួយនឹង Marcos ខ្លាំងមែនទែនក៏ប៉ុន្តែប្រកបណាស់ Mike ពិតប្រាកដហ្នឹងបើទោះជាខឹងយ៉ាងណាក៏ដោយហ្នឹងក៏មិនអាចថាឲ្យទៅកាន់ Marcos បានដែរដែលសារតែកំពុងស្ថិតក្នុងបេសកកម្មអញ្ចឹងហើយគឺបានតាមតែប្រាប់ Marcos នេះខ្សឹបថាមិនអីទេអាពូម៉ាឯងតែចប់ការងារហ្នឹងគឺដឹងគ្នាហើយបន្តិចក្រោយមក Mike ជាមួយនឹង Marcos ហ្នឹងគឺបានទុកឲ្យ Julia ហ្នឹងនៅផ្ទះតែម្នាក់ឯងទៀតហើយដែលពួកគេហ្នឹងគឺបានមកកាន់ទីតាំងនៃក្លឹបមកកន្លែងដើម្បីមកបន្តស្វែងរកតម្រុយរបស់ជនសង្ស័យដែលជាកូនចៅរបស់ Full Jet ដែលត្រូវបាន Julia ហ្នឹងជួយកំណត់អត្តសញ្ញាណឲ្យនៅទីនោះអ្នកទាំងពីរនាក់ហ្នឹងគឺនៅតែបន្តឆ្លោះប្រកែកគ្នាដែលវាគឺបានធ្វើឲ្យកូនចៅរបស់ Full Jet ហ្នឹងចាប់អារម្មណ៍នឹងបានចំណាំរបស់ Marcos នឹងបានដឹងថា Marcos នឹងឯងគឺជាប៉ូលីសដែលបាននាំ Julia ហ្នឹងគេចខ្លួន
ចំណាយ Marcos ជាមួយនឹង Mike បន្ទាប់ពីឆ្លោះគ្នាអស់ចិត្តហើយពួកគេនឹងក៏បានបំបែកគ្នាតាមរយជនសង្ស័យក៏ប៉ុន្តែគ្មានតរយទេ Mike នឹងគឺអាឡែងតែដើរមើលស្អាតខណៈដែល Marcos ណោះវិញនឹងក៏បានឆ្លៀតចូលទៅក្នុងបន្ទប់ទឹកដើម្បីនោមដែលភ្លាមៗនោះកូនចៅរបស់ Fuchet ពីរនាក់នឹងក៏បានធ្វើការវាយប្រហារទៅកាន់ Marcos និយាយទៅចាត់ការ Marcos នឹងឡើងទួសាច់ឡើងទាំងហាមចរិតដែរនឹងក៏ប៉ុន្តែចុងក្រោយ Marcos គឺនៅតែអាចយកឈ្នះទៅលើកូនចៅរបស់ Fuchet ទាំងពីរនាក់នឹងបានដែលបានវាយពួកគេនឹងឡើងទួសាច់តែម្ដង Marcos ក្រោយមកក៏បានបញ្ជួបជុំគ្នាជាមួយនឹង Mike វិញខណៈដែល Julia ណាវិញនឹងក៏បានលួចយកកំភ្លើងរបស់ Marcos នឹងបានមកកាន់ទីតាំងនៅកន្លែងក្លឹបនឹងដែរដោយសារតែនាងគឺចង់ស្វែងរកឃាតករដែលបានសម្លាប់ Mac នឹងដើម្បីសងសឹកក៏ប៉ុន្តែនៅកន្លែងហ្នឹងនៅមុនពេលដែល Julia នឹងអាចឃើញក្រុមរបស់ Fuchet ដែលជាអ្នកបាញ់សម្លាប់ Mac នឹងក្រុមរបស់ Fuchet នឹងក៏បានឃើញ Julia នឹងមុននឹងបានចាត់ចែងគ្នាចុះមកចាត់ការ Julia អញ្ចឹងណារហូតដល់បន្តិចក្រោយមក Julia នឹងក៏បានកន្លែងទៅឃើញ Fuchet នឹងបានដកកំភ្លើងដែលគេបានយកមកនឹងបំរុងនឹងបាញ់ Fuchet ទៅហើយ Mike ជាមួយនឹង Marcos នឹងក៏បានចូលមកដល់នឹងបានខាត់ Julia ដែលធ្វើឲ្យ Julia នឹងបាញ់ខុសខណៈដែលកូនចៅរបស់ Fuchet នឹងក៏បានចូលមកដល់ដើម្បីធ្វើការវាយប្រហារទៅកាន់អ្នកទាំង3នាក់ហ្នឹងបន្ទាប់ពីបានប្រទីបទងគ្នាជាមួយនឹងកូនចៅរបស់ Fuchet បានបន្តិច Mike Marcos ជាមួយនឹង Julia នឹងក៏បាននៅគ្នាមកដណ្ដើមយកឡានមួយដែលគេចតនៅខាងមុខហ្នឹងនឹងបានបើកគេខ្លួនចេញពីកន្លែងហ្នឹងហើយកំពុងតែបើកនៅតាមផ្លូវបដាហ្នឹងអ្នកទាំង3នាក់ហ្នឹងគឺនៅតែបន្តប្រកែកគ្នាឆ្លោះគ្នានៅតាមផ្លូវទៀតនិយាយទៅគឺអត់ឈប់ទេរហូតដល់បន្តិចក្រោយមកពួកគេហ្នឹងក៏បានកលែងឃើញថាឡានដែលពួកគេដណ្ដើមមកហ្នឹងក៏ដងឆែបគឺជាឡានដឹកគ្រឿងផ្ទុះណារីឯកូនចៅរបស់ Fuchet ប្រកាសណាពួកគេហ្នឹងគឺមិនដោះលែងអ្នកទាំង3នាក់ហ្នឹងដែលងាយនោះទេដែលពួកគេហ្នឹងគឺបានបន្តបើកឡានមួយដេញតាមបាញ់ប្រហារពីខាងក្រោយតែភ្លាមៗហ្នឹង Mike ហ្នឹងក៏បាននឹកឃើញថាអញ្ចឹងឯស៊ីក៏ផ្ទុះហ្មងអញ្ចឹងហើយក៏បានទម្លាក់គ្រឿងផ្ទុះទាំងអស់នោះចុះទៅខាងក្រោមនៅបានបាញ់កំភ្លើងប្រមាណគ្រាប់ធ្វើឲ្យវាផ្ទុះឡើងឆេះផ្ទុះទាំងឡានកូនចៅរបស់ Fuchet ហ្នឹងស្លាប់បបងជីវិតនៅនឹងកន្លែងអស់ទៅបន្ទាប់ពីនោះមកអ្នកទាំង3នាក់ហ្នឹងក៏បាននាំគ្នាមកទិញអវ៉ាន់នៅទីតាំងនៃហាងលក់ទំនិញមកកន្លែងហើយនៅពេលដែលចូលមកហ្នឹងម្ចាស់ហាងហ្នឹងក៏បានកន្លែងទៅឃើញថានៅក្នុងកៅអៅរបស់ Marcos ជាមួយនឹង Mike ហ្នឹងគឺមានកំភ្លើងហើយដោយសារតែគិតថាអ្នកទាំងពីរនាក់ហ្នឹងគឺជាមនុស្សអាក្រក់អញ្ចឹងហើយក៏បានដកកំភ្លើងឡើងធ្វើការផ្ចង់ទៅកាន់អ្នកទាំងពីរនាក់ហ្នឹងដែលភ្លាមៗហ្នឹង Mike ជាមួយនឹង Marcos ហ្នឹងក៏បានធ្វើការបកស្រាយតែកុំទាន់ធ្វើចិត្តឲ្យជាពួកគេហ្នឹងគឺមិនមែនជាមនុស្សអាក្រក់នោះទេពួកគេហ្នឹងគឺជាប៉ូលីសបើមិនជឿទេចាំផ្លែចាំគេបង្ហាញបានសម្គាល់ខ្លួនឲ្យមើលអញ្ចឹងណារីឯម្ចាស់ហាងគាត់ទៅលឺចឹងភ្លាមហ្នឹងក៏បានដកបានសម្គាល់ខ្លួនប៉ូលីសមកកភ្លុះទៅម្ដងដាក់លើតុតែមិនបាញ់មកបោកគេដែលឃើញអត់នៅកន្លែងគាត់ហ្នឹងក៏មានលក់បានសម្គាល់ខ្លួនប៉ូលីសដែរនិយាយទៅគឺអាណាធិបតេយ្យតែម្ដងណាគេហ្នឹងក៏អាចប្រឡំខ្លួនធ្វើប៉ូលីសបានដែរម៉ៃជាមួយនឹង Marcos បន្ទាប់ពីមិនអាចបញ្ជាក់ម្ចាស់ហាងថាពួកគេនឹងគឺជាប៉ូលីសបានហ្នឹងណាពួកគេនឹងគឺបានបន្តឆ្លោះប្រកែកគ្នាឡើងបែកផ្សែងទៀតហើយរហូតដល់តែ Julia ហ្នឹងមើលទៅឃើញថាអូយធុញទ្រាន់ខ្លាំងមែនតើលែងខ្វល់លើម្ចាស់ហាងភ្ជុំកំភ្លើងអីទៀតហើយគឺបានដើរចេញពីកន្លែងហ្នឹងធ្វើប្រងើយតែម្ដងហើយមិនខុសពីដើមរឿងទេម៉ៃជាមួយនឹង Marcos បន្ទាប់ពីឃើញថាម្ចាស់ហាងហ្នឹងគឺបែកអារម្មណ៍ជាមួយនឹងការចាក់ចេញរបស់ Julia ពួកគេនឹងគឺបានដកភ្លើងឡើងប្រោគ្នាភ្ជុំសម្ដៅទៅកាន់ម្ចាស់ហាងដែលបានធ្វើម្ចាស់ហាងហ្នឹងគឺអស់អាលីងតែម្ដងហើយចុងក្រោយម៉ៃជាមួយនឹង Marcos នោះក៏បានឆ្លៀតប្លន់យកស្រាប្លន់យករបស់របរប្រើប្រាស់មួយចំនួនពីម្ចាស់ហាងដោយអត់ឲ្យលុយទៀតផងមួយសន្ទុះក្រោយមកយើងឃើញថា Marcos ក្នុងអត្តសញ្ញាណប្រឡំខ្លួនធ្វើជាម៉ៃហ្នឹងគឺបាននាំ Julia ត្រឡប់មកដល់ផ្ទះរបស់ម៉ៃវិញហើយខណៈដែល Julia ណាវិញហ្នឹងគឺបានចាប់ផ្ដើមសង្ស័យហើយថា Marcos ហ្នឹងគឺកុហកគេអញ្ចឹងណា Marcos ហ្នឹងគឺមិនមែនជាម៉ៃគេអញ្ចឹងហើយ Julia ហ្នឹងគឺបានចាប់ផ្ដើមនិយាយដល់ Marcos ដែលថាគេហ្នឹងគឺចំណែនជាមួយនឹងប្រពន្ធរបស់ Marcos ខ្លាំងមែនតើ Marcos ហ្នឹងគឺគេសំដៅទៅលើម៉ៃហ្នឹងឯងព្រោះតែ Marcos ហ្នឹងគឺមើលទៅតាក់ទាញខ្លាំងមែនតើបើសិនជាគេជាមនុស្សស្រីវិញនៅក្បែរ Marcos ហ្នឹងគឺដឹងតែលងតែម្ដង Marcos ពិតប្រាកដរបស់យើងគាត់ទៅលើចឹងភ្លាមហ្នឹងគឺនៅអត់សក់ទេបានទៅទិញទូរស័ព្ទតាក់ទងទៅផ្ទះរបស់គេហ្នឹងភ្លាមតែម្ដងហើយបន្ទាប់ពីលើកទូរស័ព្ទនឹងបានលឺសំឡេងរបស់ម៉ៃកំពុងតែនិយាយលេងជាមួយនឹង Teresa លក្ខណៈថាស្ដាប់ទៅហាក់ច្រឡំពាក្យសម្ដីគេហ្នឹងគឺកាន់តែខឹងហើយនៅបានបញ្ញាប់បញ្ញាទីឡាននាំ Julia ហ្នឹងមកកាន់ទីតាំងផ្ទះរបស់គេភ្លាមតែម្ដង Marcos បានវាយខ្នោះ Julia ជាប់ជាមួយនឹងចង្កូតឡានបន្តមកគេហ្នឹងក៏បានដើរលបអើតមើលសកម្មភាពរបស់ម៉ៃជាមួយនឹង Teresa ភរិយារបស់គេហ្នឹងពីក្រៅផ្ទះដែលភ្លាមនោះយើងក៏បានឃើញថាកូនចៅរបស់ Fuchet ពីរនាក់ក៏កំពុងតែមានវត្តមាននៅកន្លែងហ្នឹងដែរដែលពួកគេហ្នឹងគឺទៅបាន Fuchet ហ្នឹងបញ្ជូនឲ្យមកតាមដានផ្ទះរបស់ Marcos ដែលបន្ទាប់ពីឃើញថា Marcos ហ្នឹងអើតលើមនៅផ្ទះរបស់ខ្លួនឯងហ្នឹងពួកគេហ្នឹងគឺឆ្ងល់ខ្លាំងមែនទែនថាប៉ាហ្នឹងមិនបានមកធ្វើដូចចោលអញ្ចឹងនៅផ្ទះខ្លួនឯងសោះចំណែក Marcos នៅពេលដែលមើលនៅខាងក្រោមមិនឃើញអីហ្នឹងគេហ្នឹងគឺបានព្យាយាមតោងឡើងទៅខាងលើដើម្បីមើលក្នុងបន្ទប់ទៀតគេលោឃើញអ្នកទាំងពីរនាក់ធ្វើអីចឹងណារហូតតតែមិនប្រយ័ត្នហ្នឹងក៏បានធ្លាក់ពីកលើផ្ទះហ្នឹងមកប៉ះសញ្ញាផ្ទះលន់ដល់ក្រាំងនៅខាងក្រោមហើយបន្ទាប់លើសម្លេងក្ដុងក្ដាំងម៉ៃជាមួយនឹង Teresa ហ្នឹងក៏បានអាចមើលតាមប្អួយដែលម៉ៃហ្នឹងគឺគិតថាប្រហែលជាសត្រូវហ្នឹងមកវាយប្រហាយទៅបានប្រាប់ទៅកាន់ Teresa ហ្នឹងឲ្យបញ្ញាប់ទៅមើលក្មេងៗខណៈដែលគេហ្នឹងគឺបានកាន់កាភ្លើងចេញមកខាងក្រៅបន្ទាប់មកក៏បានលោតទៅសង្គ្រោះ Marcos ហ្នឹងឲ្យយកតែម្ដងថែតែបានយកកាភ្លើងភ្ជុំក្បាលរបស់ Marcos ទៀតផងរហូតដល់តែកលែងឃើញថាជា Marcos ហ្នឹងក៏បានដកកាភ្លើងចេញក៏ប៉ុន្តែ Marcos ហ្នឹងគឺអត់ព្រមឈប់ទេគឺនៅតែបន្តគ្នាជាមួយនឹង Mike ដោយសារតែគេហ្នឹងគឺបានឃើញ Mike អើតាមប្អួយជាមួយនឹង Teresa គិតថា Mike មានអីជាមួយនឹង Teresa អញ្ចឹងណាចង់ឲ្យខឹងគឺបានវាយតបជាមួយនឹង Mike ហ្នឹងវាយយកយទៅអត់ព្រមឈប់ទេសកម្មភាពរបស់អ្នកទាំងពីរហ្នឹងគឺបានធ្វើឲ្យកូនចៅរបស់ Fuchet ដែលកំពុងតែតាមដានហ្នឹងបាយតលេងទិញហើយពីរនាក់ហ្នឹងមិត្តភក្តិមួយគ្នាតែមិនបានវាវាយគ្នាមើលទៅចង់សម្លាប់គ្នាអញ្ចឹងវាពួកហ្នឹងគិតអីវាហើយក្នុងកំឡុងពេលនៃការ
ការឆ្ងល់ចុះឆ្ងល់ឡើងហ្នឹងគ្នារបស់គេម្នាក់ទៀតហ្នឹងក៏បានឲ្យយោបល់ថាសួរមិនបាច់គិតច្រើនទេពួកវាពងវាយគ្នាអត់ដឹងខ្លួនចឹងដាក់ចូលទៅដាក់ម្នាក់មកគ្រាប់ចេញពីកន្លែងហ្នឹងទៅចប់រឿងមកក៏ប៉ុន្តែមានតែបានធ្វើអញ្ចឹងណាគ្នាបលិសរបស់ម៉ៃពីរនាក់ផ្សេងទៀតដែលត្រូវបានម៉ៃប្រកបនៅកន្លែងហ្នឹងដែរហ្នឹងគឺបានចេញមកនៅបានភ្ជុងអ្នកទាំងពីរនាក់ហ្នឹងនឹងចាប់ពួកគេបាននៅកន្លែងហ្នឹងទៅចំណែកម៉ៃគេហ្នឹងគឺបានព្យាយាមនិយាយសម្រួលគ្នាជាមួយនឹង Marcos ដែលបានប្រាប់ Marcos ហ្នឹងឲ្យធ្វើចិត្តឲ្យត្រជាក់យីអាលបយោនេះមិត្តភក្តិជាមួយនឹងគ្នារាប់ឆ្នាំឯងធ្វើមើលតែមិនដឹងចិត្តឯងមើលច្បាស់មើលឯងហ្នឹងគឺជាណាគេអ្វីស្គាល់គ្នាយូរឯងគិតថាឯងហ្នឹងមានអីជាមួយនឹងប្រពន្ធរបស់ពូម៉ែឯងមិនមែនវាទៅមួយទេហើយ Marcos ដល់បានលើអញ្ចឹងទៅរៀងស្ងប់ចិត្តនឹងភ្ញាក់ខ្លួនព្រឺតែម្ដងថាឯងពូម៉ែឯងបកកើតសោះវិញមិនសមណាគិតអញ្ចឹងទេអ្វីពូម៉ែឯងសុំទោសផងរីអាម៉ៃគេនឹងក៏បានប្រាប់ទៅកាន់ Marcos ថាតែមិនទេពូម៉ែឯងមិនប្រកាន់ទេបើឥឡូវហ្នឹងបញ្ញារើអ្វីអាវ៉ាន់ហ្នឹងចេញពីកន្លែងហ្នឹងទៅកុំឲ្យធ្វើរិសាឃើញតែមិនអញ្ចឹងទេផែនការយើងហ្នឹងគឺបែកខ្ចាយខ្ទេចអស់ហើយផ្សេងមកកាត់ថ្ងៃបន្ទាប់ក្រុមប៉ូលីសរបស់ម៉ៃហ្នឹងគឺបានចាប់ផ្ដើមសួរចម្លើយកូនចៅរបស់ Fujet ពីរនាក់ដែលពួកគេចាប់បានហ្នឹងឯងក៏ប៉ុន្តែពួកហ្នឹងក៏អត់មានដឹងខ្យល់អីទេនិយាយទៅគេគ្រាន់តែស្គាល់ឈ្មោះរបស់ Fujet ដឹងថាអ្នកដែលបជាគេមកហ្នឹងគឺជា Fujet តែប៉ុណ្្នឹងឯងក៏ប៉ុន្តែបើទោះជាអញ្ចឹងក៏ដោយបន្ទាប់ពីម៉ៃហ្នឹងសិញ្ចឹងគិតបន្តិចមកហ្នឹងគេហ្នឹងក៏បានចាប់អារម្មណ៍ឃើញថាឆ្នាំញ៉េហ្នឹងដូចច្រើនណាមិនសមណាគ្មានណាគេដឹងរឿងអញ្ចឹងសោះអញ្ចឹងហើយនៅថ្ងៃបន្ទាប់ម៉ៃជាមួយនឹង Marcos ហ្នឹងក៏បានលួចមកកាក់ជួបគ្នាជាមួយនឹង Jojo អតីតកិញ្ញសម្ងាត់របស់ពួកគេហ្នឹងម្ដងទៀតដោយសារតែលើកមុនគឺអត់ជឿទេអត់ជឿ Jojo ហ្នឹងថាមិនដឹងរឿងអីសោះទេអញ្ចឹងហើយលើកហ្នឹងពួកគេហ្នឹងគឺប្រើថ្នាំខ្លាំងជាមួយនឹង Jojo ហ្នឹងខ្លាំងមែនតើហើយនៅទីបំផុត Jojo ហ្នឹងក៏បានសារភាពថាហ្នឹងឯងគេដឹងរឿងក៏ប៉ុន្តែដឹងបន្តិចទេគេគ្រាន់តែដឹងថាមានមនុស្សមួយក្រុមហ្នឹងគឺបានជួលក្មេងប្រុសកូនដែលមានម្នាក់ដែលមានជំនាញផ្នែកគីមីហ្នឹងឲ្យទៅធ្វើការងារមួយឲ្យគេដែលទំនងជាការងារតាក់ទងជាមួយនឹងការធ្វើអាថ្នាំហ្នឹងពីផលិតផលពាក់កណ្ដាលសម្រាប់ឲ្យទៅជាផលិតផលសម្រាប់ដែលអាចលក់បានដែរមើលទៅតាមរយៈព័ត៌មានដែលទទួលបានពី Jojo យប់ឡើង Mike Marcos ជាមួយនឹង Julian ហ្នឹងក៏បាននៅគ្នាជិះឡានមួយទៅឈប់នៅមុខផ្ទះរបស់ក្មេងប្រុសកូនអ្នកមានហ្នឹងដើម្បីតាមដានរហូតដល់ផឹកឡើងទើបបានឃើញឡានក្មេងប្រុសកូនអ្នកមានហ្នឹងបើកចេញពីផ្ទះពួកគេហ្នឹងក៏បាននៅគ្នាបើកតាមពីខាងក្រោយនៅបានមកដល់ទីតាំងនៃកំពង់ផែមកកន្លែងនៅទីនោះក្រុមរបស់ Mike ហ្នឹងក៏បាននៅគ្នាប្រើកៅយិតមើលទៅកាន់ទីតាំងនៅបានដឹងថាកន្លែងហ្នឹងគឺជាសបុករបស់ Fujet ហ្នឹងឯងគ្មានកន្លែងណាទៀតទេគណៈដែល Fujet នៅនោះវិញហ្នឹងក៏បានមើលតាមរយៈកៅយិតនៅបានឃើញក្រុមរបស់ Mike ហ្នឹងច្បាស់តែម្ដងក៏ប៉ុន្តែគេហ្នឹងគឺបានបញ្ជាប្រាប់កូនចៅរបស់គេហ្នឹងថាមិនបាច់ធ្វើអីពួកហ្នឹងទេគ្រាន់តែបើកឡានតាមពីក្រោយឲ្យដឹងអំពីកន្លែងស្នាក់នៅរបស់ពួកគេហ្នឹងទៅបានហើយផ្សេងមកកាត់ទៅកាន់ Teresa ជាមួយនឹងកូនរបស់នាងណោះវិញក្នុងកំឡុងពេលដែលពួកគេកំពុងតែមើលទូរទស្សន៍ហ្នឹងពួកគេហ្នឹងក៏បានប្រទះឃើញព័ត៌មានចូលផ្សាយអំពីសកម្មភាពរបស់ Marcos ឪពុករបស់ពួកគេប្តីរបស់ពួកគេក៏ដូចជាម៉ៃហ្នឹងនៅទីក្រុងមួយហ្នឹងគឺសកម្មភាពបន្ទាប់ពី Marcos ជាមួយនឹងម៉ៃហ្នឹងបានប្រយុទ្ធគ្នាជាមួយនឹងកូនចៅរបស់ Fujet ក្នុងកំឡុងពេលនៃការគេចចេញពីក្លឹបអញ្ចឹងហើយ Teresa ហ្នឹងក៏បានដឹងថា Marcos ហ្នឹងបានសហការគ្នាជាមួយនឹងម៉ៃដើម្បីកុហកនាងតាមពិតទៅ Marcos ហ្នឹងគឺគ្មានតែធ្វើការងារនៅរដ្ឋផ្សេងអីទេគឺនៅរដ្ឋហ្នឹងដដែលទេដែលវាគឺបានធ្វើឲ្យ Teresa ហ្នឹងមានការខឹងសម្បាខ្លាំងមែនទែនដែលមិនងងយូ Teresa ហ្នឹងក៏បានមករក Marcos ដល់ផ្ទះរបស់ម៉ៃតែម្ដងនៅបានប្រទះគ្នាជាមួយនឹង Julia ម៉ៃហើយនឹង Marcos ហ្នឹងនៅក្នុងកន្លែងហ្នឹងជុំគ្នាទាំងអស់គ្នាអញ្ចឹងហើយ Teresa ហ្នឹងក៏កាន់តែយល់ច្រឡំថាអ្នកទាំង3នាក់ហ្នឹងគឺមានអីជាមួយនឹងគ្នាដែល Teresa ហ្នឹងក៏ឡើងតែឆ្លោះប្រកែកគ្នាវល់វែកជាមួយនឹង Marcos ហ្នឹងគណៈដែល Julia ណាវិញហ្នឹងក៏កំពុងតែឆ្លោះប្រកែកគ្នាជាមួយនឹងម៉ៃដូចគ្នា Julia ហ្នឹងគឺខឹងម៉ៃដែលលាក់បាំងការពិតជាមួយនឹងនាងអញ្ចឹងហើយនាងគឺបានព្យាយាមចាក់ចេញពីអគារផ្ទះរបស់ម៉ៃហ្នឹងក្នុងកំឡុងពេលនៃការចាក់ចេញ Fujet ជាមួយនឹងកូនចៅរបស់គេហ្នឹងគឺបានចូលមកដល់បានប្រើកាភ្លើងយន្តធ្វើការបាញ់រះសម្បើទៅកាន់ក្រុមរបស់ម៉ៃនិយាយទៅបាញ់រះយកតែម្ដងគណៈដែលម៉ៃជាមួយនឹង Marcos នោះវិញហ្នឹងក៏បានព្យាយាមបាញ់តទល់គ្នាដែរហើយបន្តិចក្រោយមកក្រុមរបស់ Fujet ហ្នឹងក៏បានចាប់ខ្លួន Julia និងបាននាំនាងព្យាយាមគេចចេញពីកន្លែងហ្នឹងគណៈដែលម៉ៃជាមួយនឹង Marcos នោះវិញហ្នឹងក៏បានព្យាយាមដេញតាមបាញ់ប្រហារតទល់គ្នាឡើងផ្អើលផ្លូវតែម្ដងនៅទីបំផុតបើទោះជាម៉ៃជាមួយនឹង Marcos ព្យាយាមប្រយុទ្ធគ្នាជាមួយនឹងក្រុមរបស់ Fujet យ៉ាងណាក៏ដោយក៏ពួកគេហ្នឹងនៅតែអាចនាំ Julia រត់គេចខ្លួនចេញពីកន្លែងហ្នឹងបានជោគជ័យមួយសន្ទុះក្រោយមកម៉ៃជាមួយនឹង Marcos គឺបានត្រឡប់មកដល់ប៉ុស្តិ៍ប៉ូលីសវិញនិងបានជួបគ្នាជាមួយនឹង Conrad មេរបស់គេដែល Conrad ហ្នឹងគឺបានស្ដីបន្ទោសអ្នកទាំងពីរនាក់ហ្នឹងទៀតដែរចំពោះការដែលបាត់បង់សាក្សីទៅដល់ដៃរបស់ក្រិតជនហ្នឹងណាភ្លាមនោះ Fujet ហ្នឹងក៏បានតាក់ទងមកនិងបាននិយាយឌូដងទៅកាន់ម៉ៃដែលថាគេហ្នឹងគឺបានបាញ់សម្លាប់កូនអ្នកមានដែលមកជួយកែច្នៃគ្រឿងញៀនឲ្យគេហ្នឹងឯងដែលសារតែកូនអ្នកមានហ្នឹងគឺបានធ្វើឲ្យផែនការរបស់គេហ្នឹងត្រូវបានទុចបង្អាក់ហើយក្រៅពីនេះ Fujet ហ្នឹងក៏បានគំរាមទៅកាន់ម៉ៃផងដែរថាបើសិនជាម៉ៃហ្នឹងខ្វាយខ្វល់ជាមួយនឹងអាយុជីវិតរបស់ Julia ហ្នឹងក៏មកក្រុមរបស់ម៉ៃហ្នឹងមកញ៉ៃជាមួយនឹងគេសោះបន្ទាប់ពីទទួលបានសារគំរាមម៉ៃជាមួយនឹង Marcos ហ្នឹងគឺបានបន្តប្រជុំគ្នាជាមួយនឹង Conrad មេរបស់គេដែលភ្លាមនោះ Alison ហ្នឹងក៏បានចូលមកដល់ហើយបានហុចសបត់មួយហ្នឹងឲ្យទៅកាន់ Conrad ដែលថាឥឡូវហ្នឹងក្រុមរបស់ Conrad ហ្នឹងគឺលែងមានសិទ្ធិពាក់ព័ន្ធជាមួយនឹងរឿងក្តីមួយនឹងទៀតអីដែលពួកគេហ្នឹងគឺនឹងចាត់ចែងមនុស្សថ្មីឲ្យដោះស្រាយរឿងក្តីមួយហ្នឹងចំណែក Conrad បើទោះជាកំពុងតែស្ថិតក្នុងស្ថានភាពហ្នឹងហើយក៏ដោយហ្នឹងក៏គេហ្នឹងមិនបោះបង់នឹងក្តីមួយនឹងចោលដែរដែលបានប្រាប់ទៅកាន់ម៉ៃជាមួយនឹង Marcos ហ្នឹងថាកុំឲ្យខ្វាយខ្វល់ជាមួយនឹងពាក្យសម្ដីអត់ប្រយោជន៍របស់ Alison ហ្នឹងអីត្រូវធ្វើអីហ្នឹងគឺធ្វើទៅមិនបាច់ខ្វល់ទេមាននឹងអីទុកឲ្យគេជាអ្នកទទួលខុសត្រូវម៉ៃជាមួយនឹង Marcos ក្រោយពីបានទទួលភ្លើងខៀវពីមេហើយពួកគេហ្នឹងក៏មិនមានបងអង្គដែរនិយាយទៅគឺធ្វើការងារភ្លាមតែម្ដងដែលបានទៅនាំអ្នកទោសម្នាក់ដែលមានជំនាញផ្នែក IT ណាឲ្យមកហែកប្រព័ន្ធរបស់ប៉ូលីសក្នុងគោលបំណងដើម្បីមើលប្រវត្តិរបស់ AD
Eddie អតីតប៉ូលីសហើយបន្ទាប់ពី hack បានបន្តិចក្រោយមកពួកគេនឹងក៏ hack បានសម្រេចនឹងបានឃើញថា Eddie គឺមានជាប់ពាក់ព័ន្ធជាមួយនឹង Francis បានថា Eddie ជាមួយនឹង Francis នឹងគឺជាសង្សារជាមួយនឹងគ្នាអញ្ចឹងហើយបានជា Francis នឹងធ្វើជា lock ចូលទៅក្នុង system អត់បាននៅពេលដែល Mike នឹងបានពឹងឲ្យ Francis ជួយក្រោយពីបានដឹងអញ្ចឹង Mike ជាមួយនឹង Marcos នឹងគឺបានហៅ Francis មកសួរនាំហើយ Francis នឹងក៏បានសារភាពតែនាងជាមួយនឹង Eddie នឹងគឺពិតជាមានតំណែងទំនងជាសង្សារជាមួយនឹងគ្នាពិតប្រាកដមែនហើយនាងគឺត្រូវបានក្រុមរបស់ Fuchet នឹងគំរាមកំហែងអញ្ចឹងហើយបានជានាងនឹងគ្មានជំរឿធ្វើជារនុកក្នុងប្រព័ន្ធមានឲ្យទៅកាន់ក្រុមរបស់ Fuchet អញ្ចឹងហើយធ្វើឲ្យក្រុមរបស់ Fuchet នឹងមានលទ្ធភាពក្នុងការប្លន់យកថ្នាំញៀនចេញពីប៉ុស្តិ៍ប៉ូលីសនឹងឯងហើយក្រៅពីនេះ Francis នឹងក៏បានឲ្យលេខទូរស័ព្ទកូនចៅរបស់ Fuchet ម្នាក់ដែលជាអ្នកគំរាមនាងនឹងឲ្យទៅកាន់ Marcos ជាមួយនឹង Mike ផងដែរដែល Mike ក៏បានយកលេខទូរស័ព្ទនឹងតាក់ទងទៅកាន់កូនចៅរបស់ Fuchet ធ្វើហាក់ដូចជាច្រឡំលេខអញ្ចឹងបន្ទាប់មកគ្នារបស់គេនឹងក៏បានចាប់លេខទូរស័ព្ទជាប់និងបានដឹងអំពីទីតាំងនៃក្រុមរបស់ Fuchet ប្រហែលម៉ោងក្រោយមកក្រុមរបស់ Mike ដែលមានគ្នា4នាក់5នាក់ទាំង Julia ហ្នឹងគឺបានមកដល់ទីតាំងកន្លែងជួសជុលថ្នាំញៀនរបស់ Fuchet ហើយនៅកន្លែងហ្នឹងដោយសារតែកន្លែងទស្សនៈគឺវាបថុញញុចមិនអាចរងចាំកម្លាំងជំនួយបានក្រុមរបស់ Mike ហ្នឹងក៏បានធ្វើសកម្មភាពដែលបានបើកឡានធំមួយទម្លុះចូលទៅក្នុងទីតាំងកន្លែងជួសជុលថ្នាំញៀនរបស់ Fuchet ដែលបានធ្វើការបាញ់ប្រហារទល់គ្នាជាមួយនឹងកូនចៅរបស់ Fuchet បាញ់រះយោដែលធ្វើឲ្យផ្ទុះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅនៅក្នុងការប្រយុទ្ធមួយហ្នឹង Mike ជាមួយនឹង Marcos ហ្នឹងគឺត្រូវលបោះដូចគ្នាដែល Marcos ហ្នឹងគឺត្រូវបានគេបាញ់ចំជើងមកគ្រាប់ខណៈដែល Mike ហ្នឹងគឺត្រូវបានគេបាញ់ចំពោះប្រឆាត់ពោះក៏ប៉ុន្តែមិនសូវជារបួសធ្ងន់ធ្ងរអីប្រហែលទេខណៈដែល Fuchet នៅវិញហ្នឹងក៏បានបើកឡានទំនើបរបស់គេហ្នឹងរត់គេចខ្លួនចេញពីកន្លែងហ្នឹងតែម្នាក់ឯងចំណែក Marcos Mike ជាមួយនឹង Julia គឺបានបន្តបើកឡានរបស់ពួកគេហ្នឹងដេញតាម Fuchet ពីខាងក្រៅដូចគ្នានិយាយទៅដេញឡានប្រកៀកប្រកិតតែម្ដងដែល Marcos ធ្លាប់តែបើកឡានយឺតសើកមួយហ្នឹងគឺបានបើកឡានសុទ្ធយអត់មានបន្ថយដៃទេរហូតដល់បន្តិចក្រោយមកឡានទាំងពីរក៏បានបើកប្រកៀកប្រកិតគ្នាទៅក្បែរលបងមួយដែលមានតែមួយច្រកតូចប៉ុណ្ណោះឆ្លងកាត់ណាបើសិនជាឆ្លងកាត់អត់ផុតច្រកហ្នឹងទេគឺដឹងតែបុកលបងហ្នឹងចេះរយហើយចំណែក Mike នៅកន្លែងហ្នឹងដោយសារតែមិនសូវទុកចិត្តទៅលើទឹកដៃនៃការបើកឡានរបស់ Marcos គេហ្នឹងគឺប្រឡឹងចេញស៊ីផលិតអស់ទៅហើយក៏ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយនៅទីបំផុត Marcos ក៏នៅតែអាចយកឈ្នះបោកឈ្នះឡានរបស់ Fuchet នៅបានឆ្លងផុតអាផ្លូវហ្នឹងបានជោគជ័យខណៈដែលឡានរបស់ Fuchet ហ្នឹងក៏បានជ្រុលចកោតទៅបុកគ្នាជាមួយនឹងលបងធ្វើឲ្យមានរបួសយ៉ាងដំណំបន្តិចក្រោយមក Fuchet ហ្នឹងក៏បានចេញពីឡាននិងបានដើរប៉ាំងខ្ញាងព្យាយាមគេចខ្លួនចេញពីកន្លែងហ្នឹងខណៈដែល Mike ឯនោះវិញក៏បានដាក់មកគ្រាប់ចំជើងរបស់ Fuchet ធ្វើឲ្យគេហ្នឹងមានរបួសមិនអាចដើរទៅបានទៀតអ្នកទាំង3នាក់ហ្នឹងបន្ទាប់មកក៏បាននោះគ្នាដើរទៅជិត Fuchet ដែល Mike ហ្នឹងក៏នៅតែបន្តធ្វើការភ្ជង់កាភ្លើងសម្ដៅទៅកាន់ Fuchet ខណៈដែល Marcos ឯនោះវិញហ្នឹងក៏បានប្រាប់ទៅកាន់ Mike ហើយពូម៉ាក់អើយមិនបាច់បាញ់សម្លាប់អាមួយនឹងទេវាគ្មានតម្លៃឲ្យយើងបាញ់សម្លាប់វាទេហើយ Mike នៅកន្លែងហ្នឹងក៏ស្ដាប់តាមពាក្យសម្ដីរបស់ Marcos ទៀតដែលគេហ្នឹងក៏បានយកកាភ្លើងទុកវិញអញ្ចឹងណាខណៈដែល Fuchet ឯនោះវិញហ្នឹងក៏ស្រាប់តែបានរើសកាភ្លើងឡើងបំរុងនៅលោបបាញ់ប្រហារអ្នកទាំងពីរនាក់ហ្នឹងក៏ស្រាប់តែ Mike ហ្នឹងបានដឹងមុននឹងបានដកកាភ្លើងចេញមកវិញធ្វើការបាញ់ប្រមាណគ្រាប់ចំកដាដើមទ្រូងបញ្ចប់ជីវិតរបស់ Fuchet នៅកន្លែងហ្នឹងទៅអ្វីៗត្រូវបានបញ្ចប់ក្រុមប៉ូលីសរបស់ Conrad ហ្នឹងក៏បានមកដល់កន្លែងកើតហេតុដែលបាននោះគ្នាជួយព្យាបាលរបួសឲ្យ Marcos ជាមួយនឹង Mike បន្ទាប់មក Marcos ហ្នឹងក៏បានយកខ្នោដៃវាយដៃរបស់ Mike ហ្នឹងជាប់ជាមួយនឹងដៃរបស់ Julia ខណៈដែលគេហ្នឹងក៏បានដើរចាកចេញពីកន្លែងហ្នឹងត្រឡប់ទៅផ្ទះជួបជុំគ្នាជាមួយនឹង Teresa ប្រពន្ធកូនរបស់គេវិញទៅនឹងទុកឲ្យ Mike ហ្នឹងហែលហាលជាមួយនឹង Julia នៅកន្លែងហ្នឹងខ្សែរឿងកាលឡើងនៅទីក្រុង Miami ប្រទេសអាមេរិកដដែលទេគឺនៅរយៈពេល8ឆ្នាំបន្ទាប់ពីក្រុមប៉ូលីសរបស់ Mike ជាមួយនឹង Marcos ហ្នឹងបានបំបីរឿងក្តីតាក់ទងជាមួយនឹងការប្លន់ថ្នាំញៀនចេញពីប៉ុស្តិ៍ប៉ូលីសរបស់ Fuchet ហើយឥឡូវហ្នឹងក្រុមប៉ូលីសរបស់ Mike ជាមួយនឹង Marcos ហ្នឹងកំពុងទៅតាមដានបំបីរឿងក្តីមួយទៀតតាក់ទងជាមួយនឹងថ្នាំញៀនដែរគឺជារឿងក្តីតាក់ទងជាមួយនឹងថ្នាំញៀនធំខ្លាំងមែនតើដែលពួកគេមិនធ្លាប់ជួបប្រទេសណានៅកន្លែងហ្នឹង Mike ជាមួយនឹង Marcos ហ្នឹងគឺបានប្រឡំខ្លួនចូលរួមនៅក្នុងកម្មវិធីមួយដែលត្រូវបានរៀបចំឡើងដោយក្រុមជនសង្ស័យហើយបន្ទាប់ពីមើលឃើញថាអាកាសល្អបានចូលមកដល់ហើយហ្នឹង Mike ជាមួយនឹង Marcos ហ្នឹងគឺបានបង្ហាញខ្លួនមកនិងបានធ្វើការភ្ជុំកាភ្លើងសម្ដៅទៅកាន់ពួកហ្នឹងស្ថានភាពកាន់តែមានភាពតានតឹងរហូតដល់បន្តិចក្រោយមកក្រុមជនសង្ស័យម្នាក់ហ្នឹងក៏បានធ្វើសកម្មភាពចាប់ Marcos ជាប់ធ្វើជាចំណាត់ខ្មាំងនិងបានយកកាភ្លើងហ្នឹងភ្ជុំចំកណ្ដាលក្បាលរបស់ Marcos ដើម្បីគំរាមទៅកាន់ Mike ហ្នឹងឲ្យទម្លាក់កាភ្លើងចុះក៏ប៉ុន្តែអ្វីៗខុសពីការរំពឹងទុក Mike ហ្នឹងហាក់ដូចជាមិនខ្វាយខ្វល់អំពី Marcos ទេគឺនៅតែបន្តភ្ជុំកាភ្លើងសម្ដៅទៅកាន់ពួកហ្នឹងដែលបានគំរាមថាឲ្យដកកាភ្លើងចុះឲ្យទម្លាក់កាភ្លើងចុះបើមិនព្រមទម្លាក់ទេបាញ់ងាប់ឥឡូវហ្នឹងមិនខ្វល់ទេចំណែក Marcos នៅពេលដែលបានលើអញ្ចឹងគឺក្តៅឆេវតែម្ដងដែលបានចាប់ដើមឈ្លោះប្រកែកគ្នាជាមួយនឹង Mike ទៀតហើយនិយាយថាឲ្យ Mike អញ្ចឹង Mike ឯងគ្មានខ្វល់ខ្វល់អំពីយើងនេះយើងនឹងគឺមានប្រពន្ធមានកូនបើយើងងាប់ទៅបើណាគេចិញ្ចឹមប្រពន្ធចិញ្ចឹមកូន Mike ជាមួយនឹង Marcos នៅតែបន្តឈ្លោះប្រកែកគ្នាបែរជាអូហូជាស្ទឹងនិយាយទៅមិនខ្វះរឿងឈ្លោះគ្នាមកពីរនាក់ហ្នឹងចេញពីរឿងមួយចូលរឿងមួយដែលវាគឺបានធ្វើឲ្យក្រុមជនសង្ស័យហ្នឹងគឺវល់ឆ្ងល់ក្នុងចិត្តតែពីរនាក់ហ្នឹងជាដៃគូមួយគ្នាមិនវាមើលទៅឆ្លោះប្រកែកគ្នាមិនចេះចប់មិនចេះហើយអញ្ចឹងបន្តិចក្រោយមកសមាជិកនៃក្រុមជនសង្ស័យហ្នឹងគឺបានធ្វើសកម្មភាពដែលបានដកកាភ្លើងក៏ប៉ុន្តែ Mike ហ្នឹងគឺបានធ្វើសកម្មភាពមុនដែលបានធ្វើការបាញ់ប្រហារសម្លាប់ពួកហ្នឹងសម្លាប់ទាំងអ្នកដែលបានចាប់ Marcos នេះធ្វើជាចំណាត់ខ្មាំងជួយរំដោះ Marcos ហើយ Marcos ជាមួយនឹង Mike ក៏បានចាប់ផ្ដើមធ្វើការប្រយុទ្ធគ្នាជាមួយនឹងពួកហ្នឹងឡើងរំជួយដីរំជួយទឹកអស់ហើយក្នុងកំឡុងពេលនៃការប្រយុទ្ធគ្នា Mike បានសង្កត់ឃើញអក្រិតជនម្នាក់ដកកាភ្លើងបំរុងដើម្បីសម្លាប់ Marcos ចឹងហើយគេហ្នឹងក៏បានលោតទៅជួយដែលបានដាក់មកគ្រាប់ទៅក៏ប៉ុន្តែគ្រាប់ភ្លើងរបស់គេហ្នឹងគឺបានរត់កាត់គូតរបស់ Marcos ដែលធ្វើឲ្យ Marcos ហ្នឹងស្រែកឡើងដោយការជួយចាប់និយាយទៅស្រែករោដូចគោរោមេអញ្ចឹងនៅមុនពេលដែលវាបានហោះទៅសម្លាប់អក្រិតជនម្នាក់ហ្នឹង
បានឲ្យជោគជ័យមិនយូរប្រហែលក្រុមប៉ូលីសដែលជាកងជំនួយរបស់ម៉ៃជាមួយនឹង Marcos នោះគឺបានមកដល់កន្លែងនឹងដែរដែលពួកគេនឹងគឺបានពាត់កន្លែងនេះចិត្តតែម្ដងអញ្ចឹងហើយក្រុមជនសង្ស័យហ្នឹងដែលសារតែមើលឃើញថាមិនអាចយកឈ្នះបានពួកគេនឹងក៏បានទម្លាក់អាវុធចុះចាញ់និងត្រូវបានក្រុមប៉ូលីសហ្នឹងចាប់ខ្លួនយកទៅឃុំឃាំងដើម្បីបន្តនីតិវិធីក្នុងកំឡុងពេលដែល Marcos ជាមួយនឹង Mike កំពុងតែបន្តប្រកែកគ្នាថាណាអ្នកបាញ់កាប៉េះគូរបស់ Marcos នឹងក្រុមប៉ូលីសរបស់គេនឹងក៏បានចូលមកដល់ដើម្បីប្រាប់ទៅកាន់ Mike ថាពួកគេនឹងគឺបានឆែកឆេរមើលកន្លែងកើតហេតុនឹងសពគ្រប់អស់ហើយឃើញថ្នាំញៀនតែពីរកញ្ចប់ទេមិនមានថ្នាំញៀនច្រើនដូចជាអ្វីដែលគិនសម្ងាត់របស់ Mike នឹងបានផ្ដោតដំណឹងមកឲ្យ Mike ទេរីឯ Mike បន្តទៅលើអញ្ចឹងគេនឹងគឺហាក់ដូចជាអកសើដែរដែលបានប្រាប់ទៅកាន់គ្នារបស់គេថាមិនអីទេតែចាំគេដោះស្រាយមួយមេខ្លួនឯងបន្ទាប់មកគេនឹងក៏បាននាំ Marcos នឹងជាធម្មពេជ្រចាក់ចេញពីកន្លែងដើម្បីទៅកាន់មន្ទីរពេទ្យព្យាបាលកាប៉េះគូរបស់គេទៅខ្សែនឹងបានកាត់បង្ហាញយើងស្គាល់បរិសម្នាក់ផ្សេងទៀតឈ្មោះតា Johnny ដែលគេនឹងគឺជាមេខ្លោងជួលថ្នាំញៀនជនជាតិគុយបាដ៏ធំនិយាយទៅគឺជាទិសដៅគឺជាគោលដៅរបស់ក្រុម Mike ជាមួយនឹង Marcos ដែលបានស៊ើបអង្កេតនឹងឯងហើយឥឡូវនឹង Johnny កំពុងតែប្រជុំជាមួយនឹងកូនចៅរបស់គេដែលសារតែគេនឹងគឺបានដឹងអំពីសកម្មភាពនៃក្រុមប៉ូលីសរបស់ Mike ជាមួយនឹង Marcos នឹងឯងហើយគេនឹងគឺបានប្រាប់ទៅកាន់កូនចៅរបស់គេនឹងឲ្យប្រយ័ត្នប្រយែងនិយាយទៅពេលដែលដល់ថ្នាំញៀនដល់អីផ្សេងៗហ្នឹងកុំឲ្យដល់នៅកន្លែងដដែលប្រើប្រាស់មធ្យោបាយដដែលធ្វើមធ្យោបាយផ្សេងដូរ schedule បានទៅដូរការវិភាគរហូតអញ្ចឹងណាត្រឡប់មក Mike ជាមួយនឹង Marcos របស់យើងវិញក្នុងកំឡុងពេលនៃការជាធម្មបញ្ជាក់ទៅកាន់មន្ទីរពេទ្យហ្នឹងអ្នកទាំងពីរនាក់ហ្នឹងគឺនៅតែបន្តប្រកែកគ្នាដែល Mike ហ្នឹងគឺបានចោទថា Marcos ហ្នឹងគឺមុខមើលទៅហាក់ដូចជាមិនខឹងទេក៏ប៉ុន្តែក្នុងចិត្តរបស់គេហ្នឹងក៏កំពុងតែខឹងតាក់ទងជាមួយអ្នកណាគេក៏ដោយដែលបានបាញ់កាប៉េះគូរបស់គេហ្នឹងហើយចំណែក Marcos គេក៏បានប្រាប់ទៅកាន់ Mike តើគេឥឡូវហ្នឹងគឺមិនងាយខឹងទេចិត្តរបស់គេហ្នឹងគឺធ្ងន់ខ្លាំងមែនតើបន្ទាប់មកគេក៏បានស្មារតីយើងឃើញថាគេហ្នឹងគឺបានជួបគ្នាជាមួយនឹង therapist គឺជួបគ្នាជាមួយនឹងគ្រូពេទ្យចិត្តសាស្ត្រជាអ្នកដែលជួយមនុស្សហ្នឹងមនុស្សដែលមានកំហឹងរាក់ក្នុងការទប់កំហឹងទប់អីរបស់ខ្លួនហ្នឹងកុំឲ្យឆាប់ខឹងពេកហើយ therapist ហ្នឹងគឺបានបង្រៀន Marcos ថាពេលណាក៏ដោយដែល Marcos រកខឹងអញ្ចឹងណាគឺឲ្យប្រើពាក្យថាអ៊ូសាធ្វើអញ្ចឹងទៅលែងខឹងហើយរីឯ Mike នៅពេលដែលលើ Marcos និយាយអាពាក្យអ៊ូសាហ្នឹងគេនឹងក៏បានសម័យពេលដែលគេជួបគ្នាជាមួយនឹង therapist ជាមួយនឹងគ្រូពេទ្យចិត្តសាស្ត្ររបស់គេដូចគ្នានិយាយទៅគេប្រើពាក្យគេព្រៀនប្រើពាក្យអ៊ូសានឹងដូចគ្នាគ្រាន់តែកលៈទេសៈគ្រាន់តែសកម្មភាពហ្នឹងគឺខុសគ្នាស្អីទៅមកកាន់ទីតាំងនៃក្លឹបមកកន្លែងនឹងបានណែនាំយើងស្គាល់បរិសម្នាក់ផ្សេងទៀតឈ្មោះតា Alexei ដែលគេនឹងគឺជា Russian mobs គឺជាមេក្រុម mafia ជនជាតិរុស្ស៊ីប្រចាំទីក្រុង Miami ហ្នឹងហើយគេនឹងគឺជាម្ចាស់ក្លឹបគេមានក្លឹបប្រមាណជា3ទៅ4ក្លឹបដែរនៅក្នុងទីក្រុង Miami នៅកន្លែងហ្នឹងយើងក៏បានផ្នែកថាក្រុមរបស់ Alexei នឹងគឺមានតំណែងតំណងគ្នាជាមួយនឹងក្រុមរបស់ Johnny ដែលក្រុមរបស់ Alexei នឹងគឺជាអ្នកផលិតនិងគ្រប់គ្រងថ្នាំញៀនឲ្យមកកាន់ក្រុមរបស់ Alexei គណៈដែល Alexei នឹងគឺយកថ្នាំញៀនទាំងអស់ហ្នឹងយកមកលក់ចែកចាយអតិថិជននៅក្នុងក្លឹបរបស់គេត្រឡប់មក Mike របស់យើងវិញគេនឹងក៏បានជូន Marcos មកដល់មន្ទីរពេទ្យហើយនឹងបានបកគល Marcos ឲ្យពេទ្យមើលថែទៅហើយគេនឹងក៏បាននិយាយទូរស័ព្ទជាមួយនឹងបណ្ដាញរបស់គេដែលបានស្ដីឲ្យបណ្ដាញរបស់គេអញ្ចឹងណាដែលផ្ដល់ដំណឹងឲ្យគេខុសផ្ដល់ដំណឹងឲ្យគេថាមានថ្នាំញៀនច្រើនក៏ប៉ុន្តែនៅពេលដែលគេទៅចាប់ហ្នឹងគឺចាប់បានតែពីរកញ្ចប់ទេធ្វើឲ្យគេនឹងគឺអាម៉ាស់មុខនៅចំពោះមុខក្រុមការងាររបស់គេអញ្ចឹងណា Mike បានបន្តគម្រាមទៅកាន់អាប៉ែដែលជាបណ្ដាញរបស់គេថាគេមិនខ្វល់ទេឆាប់ឲ្យព័ត៌មានតាក់ទងជាមួយនឹងអ្នកជួញដូរថ្នាំញៀនធំហ្នឹងឲ្យគេឲ្យបានបើមិនយកមិនបានទេប្រយ័ត្នតែគេទៅដល់កន្លែងហ្នឹងគឺទូសាច់ហើយស្អីទៅមកកាន់ទីតាំងនៃផ្ទះរបស់ Marcos ដែល Marcos ឥឡូវហ្នឹងកំពុងតែដេកនៅលើអាងទឹកជ័ររបស់គេសម្ដិលថ្ងៃមើលទៅហាក់ដូចជាលយខ្លាំងមែនតើតែភ្លាមៗនោះយើងក៏កលេសទៅឃើញថាមាននារីម្នាក់កំពុងតែនិយាយគ្នាជាមួយនឹងកូនស្រីរបស់ Marcos ដែលនាងឈ្មោះថា Sydney នាងគឺតែជាប្អូនស្រីបង្កើតរបស់ Marcos ហើយនាងនោះគឺជាប៉ូលីសដែរក៏ប៉ុន្តែជាប៉ូលីសផ្នែកបង្ក្រាបគ្រឿងញៀន Sydney គឺមិនកំពុងតែរស់នៅជាមួយនឹង Marcos ទេនាងគឺរស់នៅទីក្រុង New York ធ្វើការនៅ New York ចឹងណាចឹងហើយនាងមកផ្ទះរបស់ Marcos នោះគឺមកលេងទេហើយនាងក៏មិនបានសម្រាកនៅផ្ទះរបស់ Marcos ដែរគឺសម្រាកនៅសន្តាគារបន្តិចក្រោយមក Mike នេះគឺបានមកដល់ផ្ទះរបស់ Marcos ដែរមកនឹងគឺមកសួរសុខទុក្ខ Marcos ចង់ដឹងថាស្ថានភាពកាប៉េះគូរបស់ Marcos នឹងមិនហើយក្នុងកំឡុងពេលនៃការនិយាយគ្នា Mike នឹងក៏បានកលេសទឹកឃើញ Sydney នៅខាងក្នុងចឹងហើយក៏បានរត់ចូលទៅហើយ Sydney ក៏កលេសឃើញ Mike នឹងនាងគឺមានការសប្បាយចិត្តខ្លាំងមែនទែននឹងមករត់មកអោបថើប Mike ដែលមើលតែអ្នកទាំងពីរហ្នឹងគឺហាក់ដូចជាមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងគ្នាខ្លាំងមែនទែន Sydney បានសួរទៅកាន់ Mike ថា Mike ហ្នឹងបានប្រាប់អំពីទំនាក់ទំនងរវាងពួកគេហ្នឹងទៅកាន់ Marcos នៅដោយសារតែពួកគេឥឡូវហ្នឹងគឺកំពុងតែ dating គ្នាហើយ Mike គេហ្នឹងក៏បាននិយាយធ្វើអេអញតែតើអូនៅមិនទាន់បានប្រាប់ទេដោយសារតែកន្លែងសាក់ហ្នឹងគឺវាមិនទាន់ណយផលបន្តិចក្រោយមកក្រុមគ្រួសាររបស់ Marcos រួមទាំង Mike ហ្នឹងគឺបានអង្គុយញ៉ាំអាហារជុំគ្នាហើយ Sydney នៅកន្លែងហ្នឹងគឺបានព្យាយាមជំរុញ Mike ម្ដងទៀតដើម្បីឲ្យ Mike ហ្នឹងប្រាប់ Marcos អំពីទំនាក់ទំនងរបស់ពួកគេក៏ប៉ុន្តែ Mike នៅកន្លែងហ្នឹងគឺនៅតែបន្តរុញរាអញ្ចឹងហើយ Sydney ហ្នឹងក៏បានបង្ខំទៀតដែរដែលបានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាហ្នឹងថានាងគឺមានការរវល់ទៅត្រឡប់ទៅកាន់ស្នាគាររបស់នាងវិញហើយបន្ទាប់ពីប្រាប់ចប់ Sydney ហ្នឹងក៏បានចាក់ចេញទៅបាត់ទៅ Marcos ក្រោយមកក៏បានហៅ Mike មកនិយាយគ្នាតែពីរនាក់នៅក្បែរអាងទឹករបស់គេដែលគេហ្នឹងគឺបានបន្តបញ្ចេញកំហឹងដាក់ទៅកាន់ Mike ទៀតហើយនិយាយទៅគេខឹង Mike ហ្នឹងគ្រប់រឿងតែម្ដងមិនដឹងតែខឹងអីខ្លះទេដែល Mike ខ្លួនឯងហ្នឹងក៏មានការងឿងឆ្ងល់ដែរតែតាម Marcos ហ្នឹងខឹងគេរឿងអីគេមិនបានធ្វើអីព្រោះហ្នឹងហើយក្នុងកំឡុងពេលដែលអ្នកពីរនាក់ហ្នឹងកំពុងតែបន្តនិយាយគ្នាហ្នឹងឆ្កែរបស់ Marcos ហ្នឹងគឺបានដាក់កាត់ថាខ្សែច្រវាក់ជាប់ជាមួយនឹងករបស់វាហ្នឹងគឺបានប្រទាក់គ្នាជាមួយនឹងបកគោទប់អាងទឹករបស់ Marcos ដែលវាគឺបានធ្វើឲ្យអាងទឹកនោះធ្លាយចេញទឹកចេញមកនិងបានរុញ Marcos នោះធ្លាក់ចូលក្នុងទឹកខណៈដែលក្រុមគ្រួសាររបស់ Marcos ក៏ដូចជា Mike ឯនោះវិញគឺបាននឹងគ្នាស្អោតចំមកឲ្យទៅកាន់ Marcos ហើយភ្លាមៗនោះបណ្ដាញរបស់ Mike ហ្នឹងក៏បានតាក់ទងមកម្ដងទៀតដែរថាឥឡូវហ្នឹងគេហ្នឹងគឺមានតម្រុយថ្មីហើយចឹងហើយ Mike ហ្នឹងក៏បានបញ្ញាប់ស្អីប្រាប់ទៅកាន់ Marcos ហ្នឹងឲ្យឡើងមកដើម្បីបន្តការងាររបស់ពួកគេទៀតស្អីរឿងមិនកាន់Sydney ដែរវិញនាងបានមកកាន់ទីក្រុង Miami
មីនឹងមិនមែនមកដើម្បីមកលេង Marcos តែមួយមុខនោះទេគឺនឹងមកធ្វើការងារដែរណាគឺការងារតាក់ទងជាមួយនឹងការបំបីរឿងក្តីថ្នាំញៀនដូចគ្នាជាមួយនឹងរឿងក្តីដែល Mike ហើយនិង Marcos កំពុងទៅតាម Sydney បានសហការគ្នាជាមួយនឹងក្រុមការងាររបស់នាងបន្លំខ្លួនធ្វើជាឈ្មួញកណ្ដាលក្នុងការជួយលាងលុយឲ្យក្រុម Mafia ជនជាតិរុស្ស៊ីគឺក្រុម Mafia របស់ Alexei ហើយឥឡូវហ្នឹងនាងកំពុងរៀបចំដឹកលុយរបស់ Alexei ដើម្បីយកទៅតម្លាក់បន្តដើម្បីឲ្យគេលាងលុយហ្នឹងឲ្យទៅជាលុយស្របច្បាប់បន្ទាប់ពីរៀបចំហើយ Sydney ជាមួយនឹងតកងឡានម្នាក់ហ្នឹងគឺបានបើកឡានដឹកលុយចេញពីកន្លែងហ្នឹងដែលភ្លាមៗនោះយើងក៏បានឃើញថាមានក្រុម Mafia មួយក្រុមជាក្រុម Mafia ជនជាតិ Haiti ហ្នឹងគឺហាក់ដូចជាបានដឹងអំពីសកម្មភាពនៃការដឹកលុយរបស់ Sydney ចឹងហើយពួកគេហ្នឹងគឺបានរៀបចំគ្នាត្រៀមចាំប្លន់លុយហ្នឹងចេញពីឡានរបស់ Sydney យកមកធ្វើជាកម្មសិទ្ធិរបស់ពួកគេក្រៅពីនេះយើងក៏បានឃើញថាក្រុមរបស់ Mike ជាមួយនឹង Marcos ហ្នឹងក៏កំពុងតែរៀបចំកម្លាំងរបស់គេហ្នឹងតាមកន្លែងមួយដើម្បីតាមដានសកម្មភាពទាំងអស់ហ្នឹងដែរនិយាយទៅគេដឹងរឿងតាក់ទងជាមួយនឹងការលាងលុយលាងអីដែរចឹងណាក៏ប៉ុន្តែពួកគេហ្នឹងគឺមិនបានដឹងថា Sydney គឺជាអ្នកដែលជាប់ពាក់ព័ន្ធនិងក៏កំពុងតែធ្វើរឿងក្តីមួយនឹងដែរទេបន្តិចក្រោយមក Sydney ជាមួយនឹងតកងឡានរបស់នាងគឺបានឈប់ឡាននៅខាងលើដំបូលអគារមួយដែលភ្លាមៗនោះក្រុម Mafia ជនជាតិ Haiti ហ្នឹងគឺបានចាប់ផ្ដើមធ្វើសកម្មភាពដែលបានដើរលបចូលមកហ្នឹងបាញ់សម្លាប់តកងឡានហើយបន្ទាប់ពីឃើញអញ្ចឹង Sydney ក៏បានបញ្ញាយកដៃរបស់នាងហ្នឹងជន់ហ្គាឡានដើម្បីបើកទៅមុខគេចខ្លួនអញ្ចឹងណាក្នុងកំឡុងពេលដែល Sydney កំពុងតែបើកឡានគេចខ្លួនក៏ដូចជាប្រទេសពីទងគ្នាជាមួយនឹងក្រុម Mafia ជនជាតិ Haiti ម៉ែជាមួយនឹង Marcos ហ្នឹងគឺបានឃើញអញ្ចឹងហើយក៏បានបញ្ញាធ្វើសកម្មភាពបើកឡានលេងតាមដែលភ្លាមៗនោះសមាជិកនៃក្រុម Mafia ជនជាតិ Haiti ផ្សេងទៀតហ្នឹងក៏បានចាប់ផ្ដើមធ្វើសកម្មភាពដែរដែលពួកគេហ្នឹងគឺបានបើកឡានលេងតាមឡានរបស់ Sydney ដែលវាគឺបានធ្វើឲ្យពីទាំង3ហ្នឹងគឺបានចាប់ផ្ដើមបោកឆាកប្រយុទ្ធគ្នាតាមផ្លូវហ្នឹងឡើងក៏ក្រៅទីក្រុងតែម្ដងក្នុងកំឡុងពេលនៃការប្រយុទ្ធគ្នាក្រុមកំភ្លើងគេបាញ់មកកភ្លុះនៅខាងក្រៅហ្នឹងគ្មានបណ្ដាលឡានរបស់ Mike ហ្នឹងខូចខាតអីធ្ងន់ធ្ងរប្រហែលទេចុងក្រោយមកខូចខាតដោយសារតែ Marcos ហ្នឹងគឺបានចូលដៃភ្ញាក់ទៅអូខេចៃកភ្លើងបាញ់ចំតាប់លោរបស់ Mike ហ្នឹងធ្វើឲ្យខូចខាតយ៉ាងដំណំបន្តិចក្រោយមក Sydney ក៏ឲ្យបើកឡានគេចខ្លួនចេញពីក្រុម Mafia ជនជាតិ Haiti បានទៅជោគជ័យហើយមិនយូរប្រហែល Mike ជាមួយនឹង Marcos ហ្នឹងក៏បានតាមមកទាន់អញ្ចឹងហើយអ្នកទាំង3ហ្នឹងក៏បានចតឡាននៅកន្លែងហ្នឹងទៅព្រមទាំងបានដើរមកនិយាយគ្នានៅក្បែរមាត់សមុទ្រនៅទីនោះ Marcos គឺបាននិយាយបន្ទោសទៅកាន់ Sydney ខ្លាំងមែនតើថា Sydney ហ្នឹងគឺធ្វើការងារដែលមានគ្រោះថ្នាក់បន្ថយជីវិតអីចឹងទៅហើយមិនព្រមប្រាប់គេទេធ្វើការងារហ្នឹងតែម្នាក់ឯងមកដល់កន្លែងហ្នឹងហើយហ្នឹងត្រូវធ្វើការហ្នឹងក៏មិនព្រមប្រាប់គេដែរចំណែក Sydney នឹងក៏មកបកស្រាយថាឲ្យប្រាប់មិនបើធ្វើការងារនៅផ្នែកផ្សេងគ្នាហ្នឹងតែប្រាប់ហ្នឹងគេថាទម្លាយការសម្ងាត់អង្គភាពហ្នឹងគេដេញចោលទៀតអត់មានការងារបណ្ដោយក៏ប៉ុន្តែ Marcos បើទោះជាបានលឺចឹងហើយក៏ដោយហ្នឹងគេហ្នឹងគឺមិនព្រមស្ដាប់ហេតុផលរបស់ Sydney ទេគឺនៅតែបន្តនិយាយថាឲ្យទៅកាន់ Sydney នឹងបានគម្រាម Sydney ថាចាំមើលប្រាប់ម៉ែឲ្យហ៊ានធ្វើការងារអង្គថ្នាក់អញ្ចឹងរីឯ Mike បន្ទាប់ពីឃើញថាស្ថានភាពហាក់ដូចជាឡើងកម្ដៅហ្នឹងគេហ្នឹងក៏បានប្រាប់ទៅកាន់ Marcos ហ្នឹងឲ្យទៅចាំគេនៅឡានមុនទៅខណៈដែលគេហ្នឹងគឺបានបន្តនិយាយគ្នាជាមួយនឹង Sydney ដែលបានលងលោម Sydney ហ្នឹងថាឲ្យចែកព័ត៌មានគ្នាទៅនិយាយទៅជួយគ្នាធ្វើការងារបំបីរឿងក្តីមួយហ្នឹងទៅដោយសារតែ Sydney ហ្នឹងគឺធ្វើការងារនៅលើដែនដីរបស់គេនិយាយទៅដែនដីទីក្រុង Miami ហ្នឹងគឺគ្រប់គ្រងនៅខាងប៉ូលីសរបស់គេអញ្ចឹងណាចឹងហើយមានរឿងអីហ្នឹងគឺប្រាប់គ្នាទៅតាក់ទងគ្នាទៅគឺអាចការពារគ្នាបានផងក្នុងកំឡុងពេលដែលអ្នកទាំងពីរនាក់ហ្នឹងកំពុងតែបន្តនិយាយគ្នាមនុស្សមួយក្រុមហ្នឹងគឺបានបើកឡានចូលមកដល់និងបានប្រមូលលុយចេញពីឡានរបស់ Sydney ដាក់ចូលក្នុងឡានរបស់ពួកគេនិងបានបើកចាក់ចេញដែលយើងក៏បានដឹងថាមនុស្សមួយក្រុមហ្នឹងគឺជាគោលដៅដែល Sydney ត្រូវតម្លាក់លុយឲ្យនឹងឯងអញ្ចឹងហើយ Sydney ពេលដែលឃើញអញ្ចឹងនាងក៏បានប្រាប់ទៅកាន់ Mike ថាការងាររបស់នាងនឹងថ្ងៃហ្នឹងគឺចប់ហើយអញ្ចឹងហើយគឺត្រូវបំបីផ្លូវគ្នាអញ្ចឹងហើយនាងក៏បានបំបីផ្លូវគ្នាជាមួយនឹង Mike ហើយនិង Marcos នៅកន្លែងហ្នឹងទៅមួយសន្ទុះក្រោយមក Mike ជាមួយនឹង Marcos ហ្នឹងគឺបានត្រឡប់មកដល់ប៉ូលីសវិញហើយមេរបស់គេគឺ Conrad ហ្នឹងគឺចាំទទួលស្វាគមន៍ពួកគេតែម្ដងស្វាគមន៍ជាមួយនឹងការរអ៊ូរទាំស្ដីឲ្យជេរបចោឲ្យឡើងពេញ office ដោយសារតែពួកគេហ្នឹងគឺបានបង្កនឹងការខូចខាតតាមផ្លូវហ្នឹងច្រើនខ្លាំងមែនទែនប្រតិកម្មមួយហ្នឹងណាខូចឡានអស់ជាង20ខូចទូកអស់មួយក្នុងកំឡុងពេលនៃការនិយាយគ្នាយើងឃើញថា Conrad ហ្នឹងក៏បានប្រើប្រាស់មធ្យោបាយហ៊ូសាដើម្បីទប់កំហឹងរបស់គេដែរដោយសារតែគេហ្នឹងគឺមិនខុសពី Mike ហើយនិង Marcos ទេគឺកំពុងតែជួបគ្នាជាមួយនឹងខាង therapist គឺខាងគ្រូពេទ្យចិត្តសាស្ត្រខាងទប់អារម្មណ៍ទប់កំហឹងអីចឹងណាបន្ទាប់ពីទប់អារម្មណ៍ទប់កំហឹងបានហើយ Conrad ហ្នឹងក៏បានចាប់ផ្ដើមសួរនាំស៊ីជម្រៅជាមួយនឹង Mike ហើយនិង Marcos ហើយបន្ទាប់ពីដឹងរឿងខ្លះហើយហ្នឹងគេហ្នឹងក៏បានប្រាប់ទៅកាន់ Mike ហើយនិង Marcos ថាឲ្យបន្តការងាររបស់គេដែលគេមិនចង់ឃើញក្រុមជនជួញដូរថ្នាំញៀនហ្នឹងប្រងព្រាតពេញផ្លូវនៅក្នុងទីក្រុង Miami របស់គេទេអញ្ចឹងហើយ Mike ជាមួយនឹង Marcos ហ្នឹងធ្វើអីធ្វើទៅឲ្យតែសម្រេចកិច្ចការមួយហ្នឹងបំបីរឿងក្តីមួយហ្នឹងបានខ្សែហ្នឹងមកកាន់ទីតាំងនៃផ្ទះរបស់ Johnny ណាវិញយើងឃើញថា Johnny គឺបានយកលុយដែលគេលក់ថ្នាំញៀនបានតែប្រមាណគឺមានចំនួនច្រើនខ្លាំងមែនតើហ្នឹងយកមកលាក់នៅខាងក្នុងផ្ទះរបស់គេក្នុងបន្ទប់សម្ងាត់មួយយ៉ាងជ្រៅតែម្ដងហើយដោយសារតែឥឡូវហ្នឹងវាជ្រៅខ្លាំងពេកវាល្ងិតខ្លាំងពេកហ្នឹងគឺបានកើតជាសត្វកដោហើយកដោហ្នឹងគឺបានស៊ីលុយរបស់គេហ្នឹងដាច់ជាកំណាត់អញ្ចឹងហើយ Johnny ហ្នឹងក៏បានចេញបញ្ជាទៅកាន់កូនចៅរបស់គេហ្នឹងថាឲ្យបញ្ញាប់ដោះស្រាយរឿងហ្នឹងភ្លាមៗទៅបើមិនអញ្ចឹងទេលុយរបស់គេហ្នឹងគឺទៅជាសម្រាមហើយដោះស្រាយធ្វើយ៉ាងណាឲ្យមានមនុស្សហ្នឹងមកកំចាត់កដោទាំងអស់ហ្នឹងចេញទៅបងម៉ែជាមួយនឹង Marcos ណាវិញពួកគេហ្នឹងគឺបានមកជួបគ្នាជាមួយនឹងបណ្ដាញរបស់គេដែលផ្ទាល់តែម្ដងបណ្ដាញរបស់គេហ្នឹងក៏ជនជាតិ Haiti ដែរអញ្ចឹងហើយគេមកហ្នឹងគឺចង់ដឹងថាតើក្រុម Mafia ជនជាតិ Haiti ដែលបានប្លន់ឡានដឹកលុយរបស់ Sydney ហ្នឹងគឺកំពុងតែលាក់ខ្លួននៅកន្លែងណានៅកន្លែងហ្នឹងអបិជាបណ្ដាញរបស់ម៉ែជាមួយនឹង Marcos ហ្នឹងពីដំបូងគឺអត់ព្រមប្រាប់ទេធ្វើជាអត់ដឹងអញ្ចឹងណាក៏ប៉ុន្តែបន្ទាប់ពី Mike ហើយនិង Marcos ហ្នឹងលេងថ្នាំខ្លាំងដែលបានប្រើដំបងហ្នឹងវាយកំទេចសម្ភារៈនៅក្នុងហាងរបស់គេហ្នឹងទើបបានគេហ្នឹងយល់ព្រមប្រាប់
មួយសន្ទុះក្រោយមកម៉ែកជាមួយនឹងម៉ាកូសនឹងគឺបានមកដល់ទីតាំងលាក់ខ្លួនរបស់ក្រុមម៉ាហ្វៀជនជាតិហៃទីពេលដែលចូលមកដល់ហ្នឹងឆាកប្រយុទ្ធហ្នឹងក៏បានចាប់ផ្ដើមតែម្ដងនិយាយទៅគ្មាននិយាយគ្នាច្រើនទេគឺបានបាញ់គ្នាផុងផាំងទៅវិញទៅមកអញ្ចឹងណាដែលចុងក្រោយម៉ែកជាមួយនឹងម៉ាកូសនឹងក៏បានបាញ់សម្លាប់សមាជិកនៃក្រុមម៉ាហ្វៀជនជាតិហៃទីហ្នឹងអស់តែម្ដងដល់សល់តែម្នាក់ទៀតទុកសួរចម្លើយណាម៉ែកបានសួរទៅកាន់មេដឹកនាំនៃក្រុមម៉ាហ្វៀជនជាតិហៃទីតើពួកគេហ្នឹងបានតម្រុយតាក់ទងជាមួយសកម្មភាពនៃការដឹកលុយរបស់ស៊ីដនីហ្នឹងដោយរបៀបម៉េចក៏ប៉ុន្តែមេដឹកនាំនៃក្រុមម៉ាហ្វៀជនជាតិហៃទីហ្នឹងគឺអត់ព្រមប្រាប់នោះទេបើទោះជាសួរយ៉ាងណាក៏ដោយអញ្ចឹងណារហូតដល់បន្តិចក្រោយមកម៉ាកូសនឹងក៏បានមើលកាមេរ៉ាមើលចុះមើលឡើងក៏បានឃើញថាកាមេរ៉ាហ្នឹងហាក់ដូចជាមានតម្រុយតាក់ទងជាមួយសកម្មភាពរបស់ក្រុមម៉ាហ្វៀជនជាតិហៃទីអញ្ចឹងហើយពួកគេហ្នឹងក៏បានឈប់សួរនិងបានយកកាមេរ៉ាហ្នឹងមកកាន់ទីតាំងនៃហាងលក់កាមេរ៉ាមកកន្លែងដើម្បីឲ្យអ្នកជំនាញហ្នឹងជួយឆែកមើលនៅខាងក្នុងហ្នឹងមើលវីដេអូទៅឃើញលោកមានតម្រុយអីថ្មីចំណែកម្ចាស់ហាងលក់កាមេរ៉ាដែលសារតែគេហ្នឹងគឺស្ទើរដែរព្រោះតែគេហ្នឹងគឺជាកូនរបស់ម្ចាស់ហាងទេនិយាយទៅម្ចាស់ហាងប្រកាសតែមានបបបសោហ្នឹងគឺអត់នៅហើយគេហ្នឹងគឺបានយកកាមេរ៉ាមួយហ្នឹងដោតជាប់ជាមួយនឹងខ្សែមួយដែលលីងជាប់ជាមួយនឹងប្រព័ន្ធ screen ប្រព័ន្ធកុំព្យូទ័រទាំងអស់នៅក្នុងហាងរបស់គេអញ្ចឹងណាអញ្ចឹងហើយនៅពេលដែលពួកគេឆែកមើលរូបភាពក៏ដូចជាវីដេអូនៅក្នុងកាមេរ៉ាមួយហ្នឹងវាក៏បានបង្ហាញនៅ color screen ផ្សេងទៀតនៅក្នុងហាងគេដែរនិយាយទៅបង្ហាញគ្រប់កន្លែងតែម្ដងហើយបន្តិចក្រោយមកបន្ទាប់ពីឆែកចុះឆែកឡើងហ្នឹងក៏បានឆែកប៉ះរឿង18បូកដែលធ្វើឲ្យផ្អើលពេញហាងតែម្ដងនិយាយទៅណាគេហ្នឹងក៏មើលមុខដែរចំណែកម៉ែកជាមួយនឹង Marcos បន្ទាប់ពីមើលឃើញថាហាក់ដូចជាមិនមានតម្រុយអីថ្មីនៅក្នុងកាមេរ៉ាមួយហ្នឹងពួកគេហ្នឹងក៏បានដើរចូលមកក្នុងបន្ទប់មួយនិងបានអង្គុយនិយាយគ្នាហើយរកពាក្យសម្ដីក៏ដូចជាសកម្មភាពរបស់ពួកគេតាមប្រមាណហ្នឹងក៏ទៅបានបញ្ចាំងទៅតាម screen ទៅតាមកញ្ចក់ទូរទស្សន៍ទាំងអស់នៅក្នុងហាងហ្នឹងដែលពួកគេហ្នឹងក៏អត់ដឹងខ្លួនទេ Marcos បាននិយាយរំលឹកដែលថាទង្វើដែល Mike បានធ្វើមកលើគេហ្នឹងឥឡូវហ្នឹងគឺបានធ្វើឲ្យគេហ្នឹងមានអារម្មណ៍ថាឈឺគូតខ្លាំងមែនតើនិយាយទៅគេសំដៅទៅលើការដែល Mike ហ្នឹងបានបាញ់ចំកបេះគូរបស់គេហ្នឹងឯងក៏ប៉ុន្តែដោយសារតែនិយាយកាត់អ្នកស្ដាប់មកស្ដាប់ហាក់ដូចជា Mike ជាមួយនឹង Marcos ហ្នឹងគឺមានអីជាមួយនឹងគ្នាអញ្ចឹងអ្នកទាំងពីរនាក់ហ្នឹងគឺនៅតែបន្តនិយាយគ្នាចូលមនោសញ្ចេតនាផងអីផងអាអ្នកនិយាយចេះតែនិយាយទៅអាអ្នកមើលនឹងចេះតែមើលចេះតែវិភាគទៅរឿងវែងឆ្ងាយបែកអូស្ទឹងអំពីស្នេហារបស់ Marcos ជាមួយនឹង Mike អីណាណីចឹងទៅរហូតដល់បន្តិចក្រោយមក Marcos ហ្នឹងទើបបានសម្គាល់ឃើញថាចំកណ្ដុងឆែបនិយាយមុខកាមេរ៉ាទៅកាមេរ៉ានឹងប្រចាំគ្រប់កន្លែងទៀតអញ្ចឹងហើយដល់មិនមកអង្គយូរអ្នកទាំងពីរនាក់ហ្នឹងក៏បានបញ្ញាដាក់ហេបប្រូចាក់ចេញពីហាងមួយហ្នឹងទាំងអាម៉ាស់មុខស្អែកមកកាត់ត្រឡប់មកកាន់ប៉ូប៉ូលីសវិញ Mike ជាមួយនឹង Marcos បន្ទាប់ពីធ្វើការងារអស់មកកភ្លុះមកកភ្លេហើយរកព័ត៌មានអីមិនបានអត់ប្រយោជន៍មួយថ្ងៃពេញហ្នឹងគេហ្នឹងគឺបានបញ្ចូលគ្នាជាមួយនឹង hacker របស់ប៉ូលីសវិញនៅបានឆែកចូលក្នុងប្រព័ន្ធរបស់ប៉ូលីសមើលព័ត៌មានតាក់ទងជាមួយនឹងប្រវត្តិរបស់មេក្រុមជនទោសថ្នាំញៀនគឺចលនេះនឹងឯងបន្ទាប់មក Mike ហ្នឹងក៏បានបន្តបញ្ចុះអបែ hacker ហ្នឹងឲ្យជួយ hack ចូលទៅក្នុងប្រព័ន្ធទូរស័ព្ទក្នុងផ្ទះរបស់ចលនេះដើម្បីចង់ដឹងថាតើចលនេះហ្នឹងតាក់ទងទៅណាទៅដីខ្លះនិយាយអីខ្លះអីចឹងទៅដើម្បីងាយស្រួលក្នុងការរៀបចំផែនការបន្ទាប់ចំណែកអបែ hacker ពីដំបូងគឺបានបដិសេធអត់ព្រមធ្វើទេដែលគេថាធ្វើអញ្ចឹងអត់ត្រូវទេវាខុសច្បាប់វាតើតែមានការយល់ព្រមពីមេបានអាចធ្វើបានក៏ប៉ុន្តែបន្ទាប់ពី Mike ហ្នឹងបានសូប៉ាន់ជាមួយនឹងសម្បត្តិកុនលំដាប់ចំនួន3សន្លឹកអបែ hacker ហ្នឹងគឺលែងខ្វល់រឿងច្បាប់អីទៀតហើយដែលបានចាប់ផ្ដើមធ្វើការងារ hack ចូលទៅក្នុងប្រព័ន្ធទូរស័ព្ទក្នុងផ្ទះរបស់ Johnny និងបានអង្គុយស្ដាប់អំពីការសន្ទនារវាងកូនចៅរបស់ Johnny ជាមួយនឹងក្រុមហ៊ុនកម្ចាត់សត្វល្អិតដែលកូនចៅរបស់ Johnny នឹងកំពុងតែតាក់ទងហៅក្រុមហ៊ុនកម្ចាត់សត្វល្អិតហ្នឹងឲ្យទៅជួយកម្ចាត់កណ្ដុរនៅក្នុងផ្ទះរបស់ពួកគេតាមរយៈព័ត៌មានមួយហ្នឹង Mike ជាមួយនឹង Marcos ហ្នឹងគឺបានមកដល់ផ្ទះរបស់ Johnny ដែលបានបន្លំធ្វើជាបុគ្គលិកនៃក្រុមហ៊ុនកម្ចាត់សត្វល្អិតហើយពួកគេហ្នឹងក៏បានឆ្លៀតឱកាសបង្កប់កាមេរ៉ានៅក្នុងផ្ទះរបស់ Johnny ក្នុងពេលជាមួយគ្នានោះដែរយើងឃើញថា Alexi ជាមួយនឹងដៃគូរបស់គេដែលជាក្រុម Mafia ជនជាតិរុស្ស៊ីហ្នឹងគឺបានមកដល់ផ្ទះរបស់ Johnny ដែរដែលគេមកហ្នឹងគឺមានគោលបំណងក្នុងការចរចាតម្លៃនៃការទិញផលិតផលទិញថ្នាំញៀនពី Johnny ហ្នឹងឲ្យចុះថ្លៃតិចទៅដោយសារតែគេគិតថាពួកគេហ្នឹងគឺជាអ្នកចែកចាយបន្ថយជាមួយនឹងហានិភ័យផ្សេងៗខណៈដែលក្រុមរបស់ Johnny ឯនេះវិញគឺចាំតែយកលុយអីចឹងទៅការចរចានៅកន្លែងហ្នឹងគឺមិនទទួលបាននូវផ្លែផ្កាល្អនោះទេសម្រាប់ Alexi ដោយដៃគូរបស់ Alexi ហ្នឹងគឺត្រូវបានក្រុមរបស់ Johnny សម្លាប់និយាយទៅកាប់ជាកង់ដាក់នៅក្នុងធុងមួយបន្ទាប់មក Johnny ក៏បានបន្តយកសុវត្ថិភាពក្រុមគ្រួសាររបស់ Alexi ហ្នឹងយកមកគម្រាមAlexi ហ្នឹងយល់ព្រមចុះហត្ថលេខាដើម្បីប្រកួតក្លឹបទាំងប្រមាណរបស់គេហ្នឹងឲ្យមកកាន់ Johnny ហ្នឹងកាន់កាប់វិញត្រឡប់ទៅ Mike ជាមួយនឹង Marcos ណោះវិញ Marcos ហ្នឹងគឺបានបន្តការងារបង្កប់កាមេរ៉ាខណៈដែល Mike ឯនេះវិញហ្នឹងក៏បានលួចចូលមកក្នុងផ្ទះរបស់ Johnny ហើយគេហ្នឹងក៏បានឃើញថាមានឯកសារមួយចំនួនត្រូវបានគេកិនចោលនៅក្នុងធុងសំរាមចឹងហើយក៏បានយកឯកសារទាំងអស់ហ្នឹងដាក់ចូលមកក្នុងអាវរបស់គេបន្ទាប់មក Mike ហ្នឹងក៏បានបន្តដើរចូលមកក្នុងចង្កានបាយនិងបានឃើញមានសិតតែឈាមតែម្ដងដែលវាគឺជាឈាមដៃគូរបស់ Alexi ដែលត្រូវបានកូនចៅរបស់ Johnny កាប់សម្លាប់នៅកន្លែងហ្នឹងឯងចឹងហើយ Mike ហ្នឹងក៏បានយកម្រាមដៃមួយដែលនៅសល់លើហ្នឹងយកមកទុកដើម្បីបន្តនីតិវិធីបន្តការតាមដានអីចឹងទៅដែលភ្លាមៗនោះកូនចៅរបស់ Johnny ម្នាក់ហ្នឹងក៏បានចូលមកទាន់ចឹងហើយ Mike ហ្នឹងគឺគ្មានជំរឿទេគឺបានធ្វើការវាយប្រហារទៅកាន់កូនចៅរបស់ Johnny និងបានប្រាប់ទៅកាន់ Marcos ហ្នឹងឲ្យបញ្ញាប់ចាក់ចេញពីផ្ទះហ្នឹងភ្លាមៗទៅដោយសារតែផែនការរបស់ពួកគេហ្នឹងគឺបានបែកកាយចំណែកកូនចៅរបស់ Johnny ផ្សេងទៀតហ្នឹងគឺបានដឹងរឿងហ្នឹងដែរចឹងហើយពួកគេហ្នឹងក៏បានចេញមកខាងក្រៅផ្ទះតាមបាញ់ Mike ជាមួយនឹង Marcos ក៏ប៉ុន្តែបាញ់មិនទាន់នោះទេចុងក្រោយ Mike ជាមួយនឹង Marcos គឺនៅតែអាចបើឡានគេខ្លួនចេញពីកន្លែងហ្នឹងបានតែជោគជ័យបន្តិចក្រោយមក Mike ជាមួយនឹង Marcos ហ្នឹងគឺបានត្រឡប់មកដល់ប៉ូប៉ូលីសវិញហើយ Mike ហ្នឹងគឺបានយកអាម្រាមដៃដែលគេយកពីផ្ទះរបស់ Johnny មកហ្នឹងគេស្លឹកតិចរបស់ Marcos នឹងប្រើ Marcos នឹងឲ្យទៅតេស្តមើលកញ្ចៅដៃមើលបោះណាគេក៏ប៉ុន្តែ Marcos នឹងគឺអារម្មណ៍មិនល្អទេខឹងអត់ព្រមតេស្តទេអញ្ចឹងហើយ Mike នឹងក៏បានយកអាម្រាមដៃហ្នឹងឲ្យទៅកាន់អ្នកផ្សេងជួយតេស្តឲ្យទៅបន្ទាប់មកគេនឹងក៏បានបន្តយកឯកសារកិនដែលគេយកពីផ្ទះរបស់
ចនេះដែរហ្នឹងយកទៅឲ្យអពេ hacker ហ្នឹងជួយតេស្តមើលរៀបវាឡើងវិញអញ្ចឹងណាចង់នឹងថាឯកសារហ្នឹងគឺជាឯកសារអីមានព័ត៌មានអីខ្លះចឹងទៅមិនយូរប្រហែលក្រោយពីយកឯកសារទាំងអស់ហ្នឹងតម្រៀបនៅក្នុង computer hacker ហ្នឹងក៏បានដឹងថារូបទាំងអស់ហ្នឹងគឺមានព័ត៌មានតាក់ទងជាមួយនឹងកប៉ាល់គឺកប៉ាល់ដឹកថ្នាំញៀនណាដែលកប៉ាល់ហ្នឹងគឺមានឈ្មោះថា Dixie 7 ហើយប្រកាសណាម៉ែជាមួយនឹង Marcos ហ្នឹងគឺអត់ដឹងថាអាកប៉ាល់ Dixie 7ហ្នឹងគឺចតនៅកន្លែងណាអីកន្លែងនេះនោះទេដែលភ្លាមៗនោះ Marcos ហ្នឹងក៏បាននឹកឃើញថាអាពួកដែលគេចាប់ការពីដើមរឿងពួកហ្នឹងគឺជាអ្នកទិញថ្នាំញៀនពីក្រុមរបស់ Johnny ដោយផ្ទាល់ចឹងហើយប្រហែលជាពួកនឹងដឹងព័ត៌មានអីចឹងណាដែលមិនមកយូរម៉ែជាមួយនឹង Marcos ហ្នឹងគឺបានចាប់ចម្រិតអ្នកទោសម្នាក់ចេញពីក្នុងគុកជាអ្នកទោសដែលពួកគេបានចាប់ការពីដើមរឿងដើម្បីមកសួរចម្លើយចឹងណាចង់ដឹងថាតើពួកគេហ្នឹងបានទិញថ្នាំញៀនពីក្រុមរបស់ Johnny នៅកន្លែងណានិយាយទៅសួរចង់ដឹងអំពីទីតាំងរបស់កប៉ាល់ Dixie 7ហ្នឹងឯងចំណែកឯអ្នកទោសម្នាក់ហ្នឹងប្រកាសណាគេហ្នឹងគឺគ្មានជំរឿនទេដោយសារតែម៉ែជាមួយនឹង Marcos ហ្នឹងគឺគំរាមផងវាយផងអញ្ចឹងហើយគេហ្នឹងក៏បានយល់ព្រមប្រាប់ខ្សែនោះមកកាត់ថ្ងៃបន្ទាប់យើងឃើញថាស៊ីនីគេត្រូវបាន Johnny ហ្នឹងហៅមកនិយាយគ្នារឿងការងារនៅមាត់សមុទ្រហើយស៊ីនីហ្នឹងគឺបានបំពាក់នៅប្រព័ន្ធស្រូបសំឡេងថតសំឡេងនៅក្នុងអាវរបស់នាងក៏ប៉ុន្តែ Johnny ហ្នឹងគឺឆ្លាតខ្លាំងមែនតើគេហ្នឹងគឺមិនទុកចិត្តណាគេទេដែលបានអូសស៊ីនីហ្នឹងចូលទៅក្នុងទឹកដើម្បីនិយាយគ្នាដែលវាគឺបានធ្វើឲ្យប្រព័ន្ធថតសំឡេងហ្នឹងមិនអាចថតបានបន្ទាប់មក Johnny ក៏បានបន្តប្រាប់ទៅកាន់ស៊ីនីថាក្រុម Mafia ជនជាតិរុស្ស៊ីរបស់ Alexei ហ្នឹងគឺត្រូវបានគេរំលាយអស់ហើយអញ្ចឹងឲ្យស៊ីនីហ្នឹងត្រឡប់មកធ្វើការជាអ្នកលាងលុយឲ្យគេវិញទៅគេនឹងផ្ដល់ផលប្រយោជន៍ឲ្យទៅកាន់ស៊ីនីហ្នឹងយ៉ាងពេញចិត្តរីស៊ីនីប្រកាសណានេះគឺជាអ្វីដែលក្រុមរបស់នាងចង់បាននឹងឯងអញ្ចឹងហើយនាងក៏បានយល់ព្រមជាមួយនឹង Johnny ហ្នឹងដែលគ្មានស្ទាក់ស្ទើរបន្តិចក្រោយមកម៉ៃជាមួយនឹង Marcos ហ្នឹងគឺបានមកជួបគ្នាជាមួយនឹងស៊ីនីម្ដងទៀតដែល Marcos គឺនៅតែបន្តនិយាយល្អរទាំអំពីការងាររបស់ស៊ីនីគណៈដែលម៉ៃកណោវិញក៏បានបញ្ចុះស៊ីនីដែលថាឥឡូវហ្នឹងពួកគេនឹងគឺមានតម្រុយដែលឈានទៅដល់ការបំបីរឿងក្តីរបស់ Johnny រឿងក្តីគ្រឿងញៀនហ្នឹងណាចឹងហើយគេចង់ឲ្យស៊ីនីហ្នឹងពជាពេលការងាររបស់នាងបន្តិចនិងមកចូលរួមជាមួយនឹងពួកគេដើម្បីបំបីរឿងក្តីហ្នឹងចំណែកស៊ីនីពីដំបូងគឺហាក់ដូចជាស្ទាក់ស្ទើរក៏ប៉ុន្តែបន្ទាប់ពីគិតបន្តិចមកនាងក៏បានយល់ព្រមតាមសំណើរបស់ម៉ៃផ្សេងនោះមកកាត់ថ្ងៃបន្ទាប់យើងឃើញថាអ្នកទោសដែលត្រូវបានម៉ៃជាមួយនឹង Marcos ចាប់ចម្រិតចេញពីគុកមកហ្នឹងគឺបាននាំម៉ៃ Marcos ហើយនឹងស៊ីនីមកចាំខ្លំមើលជើងទូកជួយនៅថ្នាំញៀនរបស់ក្រុម Johnny នៅទីតាំងនៃកំពង់ផែមកកន្លែងនៅទីនោះម៉ៃជាមួយនឹងស៊ីនីគឺបានបង្ហាញនូវភាពស្និទ្ធស្នាលហើយ Marcos នឹងក៏បានសួរនាំអញ្ចឹងហើយម៉ៃនឹងគឺគ្មានជំរឿសទេក៏ត្រូវបង្ខំចិត្តប្រាប់ Marcos នៅកន្លែងហ្នឹងទៅអំពីទំនាក់ទំនងរវាងគេជាមួយនឹងស៊ីនីរីឯ Marcos គេនឹងគឺមានការខឹងសម្បាជាមួយនឹងម៉ៃខ្លាំងមែនតើដែលខឹងនោះគឺខឹងដោយសារតែម៉ៃមិនព្រមប្រាប់គេដោយខ្លួនឯងទេចាំរហូតតតែគេសួរនាំបានប្រាប់គេអញ្ចឹងហើយគេនឹងគឺបានឆ្លោះប្រកែកគ្នាជាមួយនឹងម៉ៃរហូតដល់បន្តិចក្រោយមកជើងទូកកូនចៅរបស់ Johnny ហ្នឹងក៏បានបើកចូលមកដល់អញ្ចឹងហើយអ្នកតាពីហ្នឹងក៏បានទុកការឆ្លោះប្រកែករបស់ពួកគេនឹងម្ដងនិងបានបន្តការងាររបស់ពួកគេមួយសន្ទុះក្រោយមកយើងក៏បានឃើញថាជើងទូកដែលកូនចៅរបស់ Johnny យកមកហ្នឹងគឺសិតតែមកឈូសតែម្ដងមិនដឹងថាមានអីនៅក្នុងនោះទេដែលពួកគេនឹងក៏បានរៀបចំមកឈូសទាំងអស់ហ្នឹងដាក់ចូលទៅក្នុងឡានវ៉ែនមួយនិងបានបើកចាក់ចេញពីកន្លែងហ្នឹងអញ្ចឹងហើយ Mike Marcos ជាមួយនឹង Sydney គឺបានកាក់ឡានរបស់អ្នកដំណើរដើម្បីយកឡានដេញតាមឡានកូនចៅរបស់ Johnny ក៏ប៉ុន្តែ Sydney នៅកន្លែងហ្នឹងក៏អត់ទៅទេដោយសារតែនាងគឺខ្លាចថាផែនការរបស់នាងឬក៏អត្តសញ្ញាណរបស់នាងហ្នឹងគឺត្រូវបានបែកធ្លាយអញ្ចឹងហើយ Mike ហើយនិង Marcos ហ្នឹងគឺបានយកអ្នកទោសដែលគេចាប់ចម្រិតមកហ្នឹងញាត់ចូលទៅក្នុងគូឡាននិងបានបន្តបើកឡានរបស់ពួកគេដេញតាមឡានកូនចៅរបស់ Johnny បន្ទាប់ពីអ្នកទាំងពីរនាក់ហ្នឹងបើកតាមឡានបានបន្តិចកូនចៅរបស់ Johnny ដែលបើកឡានតាមពីក្រោយហ្នឹងគឺបានដឹងនិងបានផ្ដល់ដំណឹងប្រាប់ទៅកាន់កងឡានវ៉ែនហ្នឹងឲ្យបើកឡានរត់ទៅអញ្ចឹងហើយ Mike ជាមួយនឹង Marcos ហ្នឹងក៏បានបើកឡានដេញតាមពីខាងក្រោយឡានវ៉ែនហ្នឹងរហូតដល់បន្តិចក្រោយមកយើងក៏បានឃើញថាឡានវ៉ែនហ្នឹងគឺមិនត្រឹមដឹកតែមកឈូសនោះទេគឺមានដឹកសាកសពទៀតដឹកសាកសពច្រើនខ្លាំងមែនតើរហូតដល់ដេញគ្នាយូរទៅសាកសពទាំងអស់ហ្នឹងក៏បានធ្លាក់មកលើថ្នល់ឡើងប្រងព្រាតពេញហ្នឹងបន្តិចក្រោយមក Mike ជាមួយនឹង Marcos ហ្នឹងគឺបានដេញទៅកងឡានវ៉ែនមកដល់ទីតាំងនៃអគារមួយកន្លែងហើយទៅកងឡានហ្នឹងក៏បានឈប់ឡានដែលបានប្លង់ឡានចោលនិងបានរត់គេចខ្លួនចេញពីកន្លែងហ្នឹងគណៈដែល Mike ជាមួយនឹង Marcos នៅវិញគឺត្រូវបានកូនចៅរបស់ Johnny ផ្សេងទៀតហ្នឹងធ្វើការកាក់ផ្លូវនិងបានបាញ់រះមកកាន់ឡានរបស់ពួកគេក៏ប៉ុន្តែសំណាងល្អពួកគេហ្នឹងគឺបានគេចខ្លួនទាន់និងបានបន្តដេញតាមទៅកងឡានវ៉ែនហ្នឹងមកដល់ទីតាំងនៃកន្លែងរថភ្លើងសាធារណៈមួយកន្លែង Mike ជាមួយនឹងកងឡានវ៉ែនដែលជាកូនចៅរបស់ Johnny បានបន្តវាយតប់គ្នានៅខាងក្នុងរថភ្លើងគណៈដែល Marcos នៅវិញហ្នឹងគឺតោនៅខាងក្រៅមិនទាន់អាចចូលទៅខាងក្នុងបាននៅឡើយទេរហូតដល់បន្តិចក្រោយមក Mike ជាមួយនឹងកងឡានវ៉ែនហ្នឹងគឺបានវាយគ្នាធ្លាយកញ្ចក់ចេញមកដល់ខាងក្រៅនៅបានបន្តវាយគ្នានៅខាងក្រៅទៀតអត់ឈប់ទេហើយនៅទីបំផុត Mike ក៏អាចយកឈ្នះទៅលើកងឡានវ៉ែនដែលបានរុញទៅកងឡានហ្នឹងឲ្យធ្លាក់ទៅលើរថភ្លើងចូលទៅខាងក្រោមកិនស្លាប់អាបនជីវិតនៅកន្លែងហ្នឹងទៅមួយសន្ទុះក្រោយមកប៉ូលីសបានមកដល់កន្លែងកើតហេតុហើយ Conrad ដែលជាមេរបស់ Mike ជាមួយនឹង Marcos ហ្នឹងក៏បានមកដែរហើយមិនខុសពីលើកមុនទេជួបភ្លាមហ្នឹងគឺជេរបចោលយកតែម្ដងដោយសារតែខឹងជាមួយអ្នកទាំងពីរហ្នឹងថ្ងៃណាហ្នឹងក៏ធ្វើឲ្យជីវិតរបស់គាត់ស្មុគស្មាញដែរនិយាយទៅមិនដែលធ្វើការងារហ្នឹងឲ្យស្ងប់ស្ងាត់ទេបើមិនខ្ទេចឡានខ្ទេចម៉ូតូទេគឺមានសាកសពពីពេញផ្លូវចឹងឲ្យគាត់ដោះស្រាយឆ្លើយជាមួយនឹងមេរបស់គាត់បន្តទៀតចឹងណាហើយប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេអាកំពុងតែជេរមិនទាន់ចប់សបួរផងហ្នឹង Conrad ហ្នឹងក៏បានកន្លែងទៅឃើញថា Mike ជាមួយនឹង Marcos ហ្នឹងគឺបានចាប់ចម្រិតអ្នកទោសយកមកដាក់នៅក្នុងគូឡានទៀតចឹងហើយគាត់ហ្នឹងគឺមិនហ៊ានសូម្បីតែមើលនិយាយទៅរបៀបថាអស់អីនិយាយហ្មងរបៀបថាចប់ពីរឿងមួយចូលរឿងមួយហ្មងចឹងហើយ Conrad ហ្នឹងក៏លែងហ៊ាននៅកន្លែងហ្នឹងដែរដែលបានត្រឡប់ទៅកាន់ការិយាល័យរបស់គាត់វិញទៅចំណែក Mike ជាមួយនឹង Marcos ពួកគេហ្នឹងគឺមិនទាន់ចប់គ្នាទេដែលអ្នកទាំងពីរនាក់ហ្នឹងគឺនៅតែបន្តឆ្លោះប្រកែកគ្នាចឹងណាព្រោះតែ Marcos ហ្នឹងគឺនៅតែមិនអស់ចិត្តចំពោះការដែល Mike ហ្នឹងក៏ហក់គេអំពីទំនាក់ទំនងរវាង Mike ហ្នឹងជាមួយនឹង Sydney បងស្រីរបស់គេចឹងហើយគេហ្នឹងក៏បានបញ្ជាក់ប្រាប់ទៅ
កាន់ម៉ៃតាគេហ្នឹងគឺបានផ្លាស់ប្ដូរទីតាំងមកគេហើយកន្លែងធ្វើការជាដៃគូជាមួយនឹងម៉ៃនឹងទៀតហើយបន្ទាប់ពីបញ្ចប់បេសកកម្មមួយហ្នឹងគេនឹងដូរទៅធ្វើការនៅផ្នែកផ្សេងហើយខ្សែរឿងមកកាន់ទីតាំងនៅផ្ទះរបស់ Marcos វិញយើងឃើញថាប្រពន្ធរបស់ Marcos កំពុងតែរៀបចំតុបតែងខ្លួនឲ្យកូនស្រីរបស់ពួកគេដែលសារតែសង្សាររបស់នាងនឹងមកយកនាងទៅដើរលេងជាមួយគ្នានៅពេលបន្តិចទៀតហ្នឹងហើយ Marcos មើលទៅគេគឺហាក់ដូចជាមិនសូវសប្បាយចិត្តចំពោះរឿងហ្នឹងប្រហែលទេចឹងហើយនៅពេលដែលឮសំឡេងមនុស្សចុចកណ្ដឹងទ្វារហ្នឹងគឺបានកាន់អាដងវេកូនគោចាំទទួលតែម្ដងក៏ប៉ុន្តែបើកទ្វារមកហ្នឹងក៏បានឃើញថាមិនមែនជាសង្សារកូនស្រីរបស់គេទេគឺជាម៉ែក Marcos បានហៅម៉ែកចូលទៅក្នុងផ្ទះដើម្បីនិយាយគ្នាហើយម៉ែកហ្នឹងក៏បានបង្ហាញនូវអារម្មណ៍សោកស្ដាយចំពោះការដែលគេហ្នឹងគឺមិនបានប្រាប់អំពីទំនាក់ទំនងរវាងគេជាមួយនឹង Sydney ប្អូនស្រីរបស់ Marcos ហ្នឹងទៅកាន់ Marcos បានទាន់ពេលវេលាហើយក្រៅពីនេះគេនឹងក៏ថែមតែបានសន្យាថាគេនឹងគឺលែងកុហកម៉ៃទៀតចាប់ពីពេលនោះទៅដែលថែមតែបានសារភាពថាគេនឹងឯងគឺជាអ្នកដែលបានបាញ់ក្រកអភ្លើងទម្លុះកាប៉េះគូរបស់ Marcos នឹងពិតប្រាកដមែនបន្តិចក្រោយមកមានមនុស្សគឺបានមកចុចកណ្ដឹងផ្ទះរបស់ Marcos ម្ដងទៀតហើយ Marcos នឹងក៏បានទៅបើកទ្វារនិងបានឃើញថាលើនឹងគឺជាសង្សារកូនស្រីរបស់គេពិតប្រាកដមែនចឹងហើយគេនឹងក៏បានធ្វើជាកាចនៅសួរនាំថាមកអីមកណាគេសង្សារកូនស្រីរបស់ Marcos មើលទៅគឺហាក់ដូចជាភ័យខ្លាំងមែនតើនឹងបានប្រាប់ទៅកាន់ Marcos ថានឹងឯងពូខ្ញុំមកយកកូនស្រីរបស់ពូចេញទៅដើរលេង Marcos បានបន្តស្លត់សួរថាចឹងអូនឯងនេះឈ្មោះអីហើយអាយុប៉ុន្មានឯងប្រាប់ពូអស់សង្សារកូនស្រីរបស់ Marcos បានបន្តឆ្លើយទាំងញ័រមាត់បាតពូបាទនឹងឯងខ្ញុំឈ្មោះ Richie ពូហើយខ្ញុំអាយុ6-10ឆ្នាំហើយឆ្នាំហ្នឹងចំណែក Marcos គាត់ទៅលឺចំភ្លាមហ្នឹងក៏បានភ្ញាក់ព្រឹបយកតែម្ដងដែលបានលន់មកថាអីអាលបយកអាយុ6-10ឆ្នាំមុខមើលទៅ30ហើយមុខនេះភ្លាមនោះម៉ៃហ្នឹងគឺបានចូលមកធ្វើអន្តរាគមន៍ដែរដែលគេហ្នឹងគឺបានធ្វើរកហាក់ដូចជា gangster ទៅចេញពីគុកទៅចេញពីអីចឹងណាដែលបានសម្លុតទៅកាន់ Richie ហ្នឹងឡើងភ័យតែម្ដងបន្ទាប់មក Marcos ហ្នឹងគឺបានធ្វើជាបន្តសួរទៅកាន់ Richie ទៅថា Richie ហ្នឹងនៅស៊ីនមែនដែល Richie ហ្នឹងក៏បានឆ្លើយថាបាទពូខ្ញុំនៅស៊ីនអញ្ចឹងហើយ Marcos ហ្នឹងក៏បានប្រាប់ថាបើនៅស៊ីនយប់ហ្នឹងគឺទុកស៊ីនហ្នឹងនៅដដែលក៏មិនញ៉ែញ៉ែសោះហើយម៉ោង10គឺជូនកូនស្រីរបស់គាត់ហ្នឹងមកដល់ផ្ទះវិញបើសិនជាមិនមកដល់ទេគាត់ជាមួយនឹងមិត្តភក្តិរបស់គាត់ហ្នឹងនឹងទៅដល់កន្លែងតែម្ដងម៉ែជាមួយនឹង Marcos បន្ទាប់ពីបានសហការគ្នាសម្លុតក្មេងបានជោគជ័យហើយហ្នឹងពួកគេមើលទៅហាក់ដូចជាមានអារម្មណ៍ល្អសប្បាយចិត្តនឹងត្រូវរើគ្នាវិញអញ្ចឹងណាយ៉ាងហោចក៏បានចាប់ដៃគ្នាបន្តការងាររបស់ពួកគេហ្នឹងតទៅមុខទៀតខ្សែរឿងមកកាន់ទីតាំងនៃមន្ទីរពេទ្យមកកន្លែងជាទីតាំងដែលកូនចៅរបស់ Johnny បានដឹកសាកសពអាឡានដឹកសាកសពដែលម៉ែជាមួយនឹង Marcos បានដេញហ្នឹងគេផងដឹកសាកសពទាំងអស់ហ្នឹងយកមកបរិច្ចាគនៅមន្ទីរពេទ្យមួយហ្នឹងដើម្បីជាការពិសោធន៍ហើយម៉ែជាមួយនឹង Marcos ប្រកាសណាពួកគេនឹងគឺមានការសង្ស័យចំពោះសាកសពទាំងអស់ហ្នឹងអញ្ចឹងហើយពួកគេនឹងគឺបានឲ្យគ្នារបស់ពួកគេហ្នឹងមកប្រឡប់សន្តិសុខប្រឡប់ពេទ្យហ្នឹងឲ្យចេញទៅខាងក្រៅខណៈដែលពួកគេនឹងគឺបានលោបចូលមកក្នុងសាលដាក់សាកសពនឹងបានឆែកឆេរកន្លែងហ្នឹងឆែកឆេរទាំងអស់តែម្ដងតាំងពីក្តារមកឈូសតាំងពីសាកសពហ្នឹងលូកចូលទៅក្នុងគ្រឿងក្នុងទាំងអស់ហ្មងហើយនៅទីបំផុត Marcos នឹងគឺបានរកឃើញលុយច្រើនខ្លាំងមែនទែនដែលត្រូវបានគេប្រកបនៅក្នុងក្តារមកឈូសខណៈដែល Mike ឯនោះវិញហ្នឹងគឺបានរកឃើញថ្នាំញៀនច្រើនកញ្ចប់ខ្លាំងមែនទែនដែលត្រូវបានគេប្រកបនៅក្នុងសាកសពហើយថែមតែបានបោះថ្នាំញៀនមកកញ្ចប់ហ្នឹងឲ្យទៅកាន់ Marcos ផងដែរហើយដោយសារតែថ្នាំញៀនហ្នឹងកញ្ចប់ថ្នាំញៀនហ្នឹងគឺវាធ្លាយចឹងហើយមានថ្នាំញៀនពីរគ្រាប់ហ្នឹងគឺបានធ្លាក់ទៅលើកែវខណៈដែល Marcos ឯនោះវិញហ្នឹងគឺស្រែកទឹកនៅបានយកកែវហ្នឹងចាក់ទឹកផឹកចឹងទៅដែលមិនបានឃើញថ្នាំញៀនហ្នឹងទេអញ្ចឹងហើយ Marcos ហ្នឹងក៏បានផឹកទាំងថ្នាំញៀនហ្នឹងចូលទៅក្នុងខ្លួនទៅបន្តិចក្រោយមកក្រុមសន្តិសុខហើយនឹងក្រុមដែលរៀបចំសាកសពហ្នឹងគឺបានត្រឡប់ចូលមកក្នុងវិញអញ្ចឹងហើយ Mike ជាមួយនឹង Marcos ហ្នឹងក៏បានគ្នាចូលពួនដែល Mike គឺបានចូលពួនក្នុងទូខណៈដែល Marcos ឯនោះវិញហ្នឹងគឺឆ្លេកឆ្លាមមិនដឹងពួនឡើយណាក៏បានចូលទៅពួនជាមួយនឹងសាកសពមួយដែលភ្លាមនោះក្រុមដែលរៀបចំសាកសពហ្នឹងក៏បានរុញអាសាកសពចំសាកសពដែល Marcos កំពុងតែពួនហ្នឹងចេញទៅខាងក្រៅអញ្ចឹងហើយ Mike ហ្នឹងគឺគ្មានជំរឿសទេមានតែប្រាប់ទៅកាន់គ្នារបស់គេហ្នឹងឲ្យរោមមជ្ឈបាយយ៉ាងណាត្រឡប់ទៅកាន់ក្រុមសន្តិសុខក៏ដូចជាក្រុមដែលរៀបចំសាកសពហ្នឹងឲ្យចេញទៅក្រៅម្ដងទៀតដើម្បីផ្ដល់ឱកាសឲ្យពួកគេហ្នឹងរត់គេចេញពីកន្លែងហ្នឹងដោយមិនមានជំរឿគ្នារបស់ Mike ជាមួយនឹង Marcos ដែលនៅខាងក្រៅហ្នឹងគឺបានបើកឡានពេទ្យបំបុកទីតាំងនៃអគារមន្ទីរពេទ្យហ្នឹងអាលុំផ្នែកខាងមុខអញ្ចឹងហើយអ្នករៀបចំសាកសពជាមួយនឹងសន្តិសុខហ្នឹងក៏បានចេញមកមើលឈូឆរដូច្នេះហើយ Mike ជាមួយនឹង Marcos ហ្នឹងក៏បានបញ្ញានៅគ្នាគេខ្លួនចេញពីកន្លែងហ្នឹងបានតែជោគជ័យមួយសន្ទុះក្រោយមក Mike ជាមួយនឹង Marcos ហ្នឹងគឺបានមកដល់ទីតាំងនៅផ្ទះរបស់ Conrad មេរបស់ពួកគេដែលសារតែឥឡូវហ្នឹងពួកគេហ្នឹងក៏បានរកឃើញប៉ោះតាំងហើយមានតាំងទៅពីលុយមានតាំងពីថ្នាំញៀនអញ្ចឹងហើយពួកគេហ្នឹងគឺសុំការអនុញ្ញាតពីមេរបស់ពួកគេដើម្បីនាំកម្លាំងហ្នឹងទៅលុកលុយទីតាំងមន្ទីរពេទ្យហ្នឹងដើម្បីសង្គ្រោះចាប់ក្រុមរបស់ Johnny ហ្នឹងតែម្ដងក្នុងកំឡុងពេលដែល Mike កំពុងតែនិយាយគ្នាជាមួយនឹង Conrad យើងឃើញថាថ្នាំញៀនដែល Marcos បានលេបចូលក្នុងពោះហ្នឹងគឺចាប់ដើមប្រតិកម្មហើយដែល Marcos ហ្នឹងគឺអញ្ញាញួររំមើលទៅហាក់ដូចជាសបាយអាលើគ្មាននឹងខ្យល់អីទេហើយបន្តិចក្រោយមក Mike ជាមួយនឹង Conrad ហ្នឹងក៏បានសម្គាល់ដឹងដោយសារតែ Marcos ហ្នឹងបានចាប់ដើមផឹកទឹកនិយាយទៅទឹកនៅកន្លែងណាហ្នឹងក៏ផឹកដែរក្នុងថោផ្កាមានត្រីមានអីហ្នឹងក៏ផឹកដែរដោយសារតែគេហ្នឹងគឺក្តៅពេកក្នុងខ្លួនណាលេបថ្នាំរហូតដល់តែ2គ្រាប់ដូច្នេះហើយដើម្បីធ្វើការជួយសង្គ្រោះបឋម Mike ជាមួយនឹង Conrad ហ្នឹងគឺបានឲ្យ Marcos ហ្នឹងទៅត្រាំទឹកដើម្បីកាត់បន្ថយកម្ដៅក្នុងខ្លួនខ្សែរឿងមកកាត់ទៅពេលផឹកនៅថ្ងៃបន្ទាប់យើងឃើញថាក្រុមរបស់ Sydney ហ្នឹងគឺបានចាប់ផ្ដើមបន្តអនុវត្តផែនការរបស់ពួកគេដែល Sydney ហ្នឹងគឺបានមកជួបគ្នាជាមួយនឹង Johnny ចំណែកក្រុមរបស់ Mike ជាមួយនឹង Marcos នោះវិញហ្នឹងក៏បានចាប់ផ្ដើមធ្វើការងាររបស់ពួកគេដូចគ្នាដោយសារតែ Conrad មេរបស់ពួកគេហ្នឹងគឺបានអនុញ្ញាតឲ្យពួកគេហ្នឹងបែងចែកក្រុមជាពីរដែលមួយក្រុមហ្នឹងគឺទៅកាន់ទីតាំងនៃមន្ទីរពេទ្យដើម្បីប្រមូលផុសតាំងយកលុយយកថ្នាំញៀនរបស់ Johnny ហ្នឹងខណៈដែលមួយក្រុមផ្សេងទៀតហ្នឹងគឺមកកាន់ទីតាំងនៅផ្ទះរបស់ Johnny ដើម្បីចាប់ខ្លួន Johnny ក្នុងកំឡុងពេលដែលក្រុមរបស់ Mike ជាមួយនឹង Marcos កំពុងតែបន្តធ្វើសកម្មភាពកូនចៅរបស់ Johnny ណាវិញហ្នឹងគឺបានរកឃើញអំពីទំនាក់ទំនងរវាង Mike Marcos ហើយនិង Sydney អញ្ចឹងហើយពួកគេហ្នឹងគឺបានដឹងថា Sydney ហ្នឹងគឺជារនុកខ្នងទេនឹងបានចាប់ខ្លួន Sydney នៅកន្លែងហ្នឹងទៅកន្លែង
មកខាងក្រៅផ្ទះរបស់ Johnny ណាវិញយើងឃើញថា Alexi ដែលជាក្រុម Mafia ជនជាតិរុស្ស៊ីបន្ទាប់ពីបានបាត់បង់ក្លឹបរបស់គេបាត់បង់អ្វីៗគ្រប់យ៉ាងទៅកាន់ Johnny ហ្នឹងគេនឹងក៏មានគំនុំជាមួយនឹង Johnny ខ្លាំងមែនតើអញ្ចឹងហើយគេនឹងគឺបានស្ពីក៏ភ្លើងមានគ្រាប់ច្រើនខ្លាំងមែនតើជាប់ជាមួយនឹងខ្លួននៅបានចូលទៅក្នុងផ្ទះរបស់ Johnny សេកហៅ Johnny ដើម្បីមកយុទ្ធគ្នាជាមួយនឹងគេសងសឹកអញ្ចឹងណាដែលភ្លាមៗនោះក្រុមប៉ូលីសដែលជាគ្នារបស់ Mike ជាមួយនឹង Marcos ហ្នឹងក៏បានចូលមកដល់ដែរដែលបានភ្ជង់កាភ្លើងគម្រាមប្រាប់ទៅកាន់ Alexi ហ្នឹងឲ្យទម្លាក់កាភ្លើងចូលហើយដោយសារតែ Alexi នឹងមិនព្រមស្ដាប់ពួកគេនឹងក៏បានធ្វើការបាញ់ប្រហារបញ្ចប់ជីវិតរបស់ Alexi នៅកន្លែងហ្នឹងទៅងាកមកក្រុមរបស់ Mike ជាមួយនឹង Marcos នេះវិញពួកគេហ្នឹងគឺបានចាប់ផោះតាំងបានគ្រប់សពអស់ហើយនិយាយទៅលុយក៏ចាប់បានថ្នាំញៀនក៏ចាប់បានអញ្ចឹងហើយពួកគេនឹងគឺអាចដាក់បន្ទុកទៅកាន់ Johnny បានហើយក៏ប៉ុន្តែវាពិតជារឿងនៃគួរឲ្យសោកស្ដាយខ្លាំងមែនតើក្នុងកំឡុងពេលដែល Mike ជាមួយនឹង Marcos កំពុងតែសប្បាយចិត្តហ្នឹង Johnny នឹងក៏បានតាក់ទងមកដែលពួកគេនឹងក៏បានជិះយន្តហោះផុតព្រំដែននៃប្រទេសអាមេរិកចូលទៅដល់ក្នុងប្រទេសគុយបាយដែលពួកគេគឺថែមតែបាននាំ Sydney ហ្នឹងមកជាមួយផងដែរហើយ Johnny នឹងក៏បានគម្រាមប្រាប់ទៅកាន់ Marcos ថា Marcos នឹងបកគលលុយបកគលតំណែងបកគលថ្នាំញៀនរបស់ពួកគេនឹងទាំងអស់ឲ្យមកគេវិញបើមិនចឹងទេគេនឹងសម្លាប់ Sydney ចោលសារមកកាន់ប៉ូលីស Mike Marcos ជាមួយនឹង Conrad ហ្នឹងក៏បានពិភាក្សាជាមួយនឹងផ្នែកដែលពាក់ព័ន្ធដើម្បីចង់ដឹងថាតើពួកគេហ្នឹងគឺអាចចរចាយករបស់របរទាំងអស់ហ្នឹងមានលុយមានថ្នាំញៀនហ្នឹងទៅដោះដូរជាមួយនឹងចំណាត់ខ្មាំងដែរឬក៏អត់ក៏ប៉ុន្តែចលនាផលហ្នឹងគឺបានបញ្ជាក់ថាពួកគេហ្នឹងគឺមិនអាចធ្វើអញ្ចឹងបានទេនិយាយទៅគេមិនអនុញ្ញាតនោះឡើយហើយមិនត្រឹមតែប៉ុណ្្នឹងទេពួកគេហ្នឹងក៏មិនអាចបញ្ជូនកម្លាំងប៉ូលីសហ្នឹងចេញពីប្រទេសអាមេរិកចូលទៅក្នុងប្រទេសគុយបាយដើម្បីជួយសង្គ្រោះចំណាត់ខ្មាំងដែរដែលសារតែវាគឺផុតដែនអធិបតេយ្យភាពរបស់អាមេរិកក្រោយពីបានលើអញ្ចឹង Marcos ជាមួយនឹង Mike ហ្នឹងគឺបានដើរចេញពីបន្ទប់ប្រជុំធំចូលមកក្នុងបន្ទប់មួយទៀតហើយពួកគេហ្នឹងគឺបាននិយាយព្រមព្រៀងគ្នាថាបើទោះជាមានអីកើតឡើងក៏ដោយពួកគេត្រូវតែជួយសង្គ្រោះ Sydney ដែលពួកគេហ្នឹងគឺចង់ទៅជួយសង្គ្រោះ Sydney ដល់ប្រទេសគុយបាយហ្នឹងតែ2នាក់តែម្ដងក៏ប៉ុន្តែបន្ទាប់ពីដើរចេញមកដល់ខាងក្រៅហ្នឹងគ្នាប៉ូលីសរបស់ពួកគេផ្សេងទៀតហ្នឹងក៏ស្រាប់តែបានដើរចូលមកនៅបានប្រាប់ទៅកាន់ពួកគេថាបើទោះជាមានរឿងអីក៏ដោយត្រូវដោះឯកសណ្ឋានចេញក៏ដោយក៏ពួកគេនឹងចូលជាកម្លាំងជាមួយនឹង Mike ហើយនិង Marcos ដើម្បីជួយសង្គ្រោះ Sydney បងស្រីរបស់ Marcos ហ្នឹងឲ្យបានសារមកកាត់ថ្ងៃបន្ទាប់ក្នុងកំឡុងពេលដែល Mike Marcos ជាមួយនឹងមិត្តរួមការងាររបស់ពួកគេកំពុងតែរៀបចំអាវុធរៀបចំអីផ្សេងៗដើម្បីចាក់ចេញពីអាមេរិកទៅជួយសង្គ្រោះ Sydney បងស្រីរបស់ Marcos នៅឯប្រទេសគុយបាយហ្នឹង Conrad មេរបស់ពួកគេហ្នឹងក៏បានជាអធិបតេយ្យចូលមកដល់ហើយបាននាំកម្លាំងមួយផ្សេងទៀតគឺកម្លាំងខាង CIA ណាដើម្បីឲ្យមកជួយរបៀបថា Conrad ហ្នឹងគឺចង់ជួយក៏ប៉ុន្តែមិនអាចជួយដល់បើកចំហបានទេអញ្ចឹងហើយគាត់មានស្គាល់ណាគេមិត្តភក្តិជិតស្និទ្ធរបស់គាត់នៅក្នុង CIA នៅក្នុងអីផ្សេងៗហ្នឹងគឺគាត់ណែនាំឲ្យមកជួយជាកម្លាំងសម្រាប់ Mike ហើយនិង Marcos ហ្នឹងទៅប្រហែលម៉ោងក្រោយមកក្រុមរបស់ Mike ជាមួយនឹង Marcos ហ្នឹងគឺបានមកដល់ប្រទេសគុយបាយហើយដោយសារតែគ្នារបស់គេហ្នឹងគឺមានសាច់ញាតិបងប្អូននៅកន្លែងហ្នឹងអញ្ចឹងហើយពួកគេហ្នឹងគឺរកកម្លាំងមកជួយការងាររបស់ពួកគេបានច្រើនខ្លាំងមែនតើដែលពួកគេហ្នឹងគឺបានរៀបចំយុទ្ធសាស្ត្របែងចែកការងាររៀងៗខ្លួនដែលមកក្រុមហ្នឹងគឺ hack ចូលទៅក្នុងប្រព័ន្ធផ្ទះរបស់ Johnny hack មើលទៅលើគំរូ layout ប្លង់ផ្ទះរបស់ Johnny កន្លែងណាមានអីកន្លែងណាមានអីអញ្ចឹងណាហើយមកក្រុមផ្សេងទៀតហ្នឹងគឺបានប្រើប្រាស់ទីតាំងក្បែរហ្នឹងជីករូងក្រោមដីចូលទៅក្នុងបរិវេណនៃផ្ទះរបស់ Johnny ខណៈដែល Mike ជាមួយនឹង Marcos នៅវិញហ្នឹងគឺបានបន្លំខ្លួនចូលទៅក្នុងផ្ទះរបស់ Johnny បានដោយជោគជ័យមួយសន្ទុះក្រោយមកបន្ទាប់ពីបានរៀបចំកម្លាំងរៀបចំតាក់ទិចចាប់សពគ្រប់អស់ហើយហ្នឹងក្រុមរបស់ Mike ជាមួយនឹង Marcos ហ្នឹងក៏បានចាប់ផ្ដើមបើកការវាយប្រហារទៅកាន់ទីតាំងនៃផ្ទះរបស់ Johnny ដែលពួកគេហ្នឹងគឺបានសម្លាប់កូនចៅរបស់ Johnny ដែលជាទាហានយាមកាមនៅកន្លែងហ្នឹងអស់ច្រើនខ្លាំងមែនតើឆាបយុទ្ធរវាងក្រុមទាំងពីរគឺកាន់តែតានតឹងទៅដោយសារតែកូនចៅទាហានរបស់ Johnny ហ្នឹងគឺមានចំនួនច្រើនហើយមកអត់ដាច់ទេនិយាយទៅបន្តកតុយគ្នាអស់មួយឡានមកមួយឡានអញ្ចឹងណារហូតដល់ចុងក្រោយ Mike ជាមួយនឹង Marcos ហ្នឹងក៏អាចជួយសង្គ្រោះ Sydney បានដោយជោគជ័យនិងបាននាំ Sydney ហ្នឹងចេញពីកន្លែងហ្នឹងអញ្ចឹងហើយក្រុមមិត្តភក្តិរបស់ Mike ជាមួយនឹង Marcos ហ្នឹងក៏បាននាំគ្នាដកថយត្រឡប់ទៅវិញក៏តាមមុននឹងចេញទៅហ្នឹងគឺបាននាំគ្នាប្រើគ្រាប់បែកបំផ្ទុះផ្ទះរបស់ Johnny ហ្នឹងឲ្យផ្ទុះខ្ទេចទៅជាផេះផងខណៈដែល Mike Marcos Sydney ហើយនឹងគ្នារបស់គេម្នាក់ផ្សេងទៀតហ្នឹងគឺបាននាំគ្នាយកឡានរបស់ Johnny បើកចាក់ចេញពីកន្លែងហ្នឹងហើយ Johnny នៅពេលដែលឃើញអញ្ចឹងក៏បានឡើងឡានជាមួយនឹងកូនចៅរបស់គេហ្នឹងបន្តដេញតាមឡានរបស់ Mike ហើយនិង Marcos ហ្នឹងពីខាងក្រោយយ៉ាងប្រកៀកប្រកិតមួយសន្ទុះក្រោយមកក្រុមទាំងពីរហ្នឹងគឺបានបន្តបើកឡានដេញគ្នាមកដល់បន្ទាយទាហានអាមេរិកមួយកន្លែងដែលមានទីតាំងនៅក្បែរមាត់សមុទ្រហើយនៅពេលដែលឃើញអញ្ចឹងក្រុមរបស់ Mike ហ្នឹងគឺគ្មានបន្ថយល្បឿនទេគឺបានបន្តបើកឡានយ៉ាងលឿនទម្លុះល្បងចូលមកក្នុងបន្ទាយទាហានរបស់អាមេរិកផ្នែកខាងក្រៅដើម្បីធ្វើយ៉ាងណាឲ្យទាហានអាមេរិកហ្នឹងជួយការពារពួកគេ Mike បានឲ្យ Sydney ជាមួយនឹង Marcos រត់ទៅមុនខណៈដែលគេគឺបាញ់ទប់ទល់ជាមួយនឹងក្រុមរបស់ Johnny ហើយនិងកូនចៅរបស់ Johnny ម្នាក់ធ្វើយ៉ាងណាកុំឲ្យ Johnny នឹងអាចដេញតាមបានក៏ដូចជាការពារគ្នារបស់គេម្នាក់ផ្សេងទៀតដែលកំពុងតែជាប់នៅក្នុងឡានរហូតដល់បន្តិចក្រោយមក Mike ក៏ត្រូវបាន Johnny នឹងភ្ជង់កាភ្លើងជាប់ខណៈដែល Marcos ជាមួយនឹង Sydney នៅវិញនឹងក៏ត្រូវបានទាហានអាមេរិកបាញ់រាំងភ្លើងមិនឲ្យបន្តរត់មកខាងមុខទៀតទេ Marcos នៅកន្លែងនេះគឺបានបង្ហាញពីការខឹងសម្បារចំពោះទាហានអាមេរិកដែលបានបាញ់រាំងភ្លើងគេអញ្ចឹងណាក៏ប៉ុន្តែទាហានអាមេរិកនេះក៏បានប្រកាសប្រាប់ថាមិនបាញ់រាំងភ្លើងមិនមើលជំនាញខ្លួនជំវិញនឹងគឺសិតតែជាការមានតែរត់មកស្លាប់មែនហើយក្រោយពីលើអញ្ចឹងក្រុមទាំងពីរនឹងក៏បានបង្ហាញពីការប្រុងប្រយ័ត្នរៀងខ្លួនដែលកូនចៅរបស់ Johnny នឹងក៏បានសេប្រាប់ទៅកាន់ Sydney ឲ្យបោះភ្លើងរបស់នាងនឹងឲ្យមកកាន់គេមកភ្លាមៗនឹង Sydney នឹងក៏បានធ្វើតាមក៏ប៉ុន្តែបោះមកនឹងបែរជាបោះតម្រង់ក្របបែកដែលវាគឺបានធ្វើឲ្យក្របបែកនឹងផ្ទុះកំទេចសាកសពកូនចៅរបស់ Johnny ឲ្យស្លាប់បបងជីវិតនៅកន្លែងនឹងទៅខណៈដែល Marcos នៅវិញនឹងក៏បានក្លាប់ខ្លួនមកជុំដាក់មកគ្រាប់ប្រឆិតមុខរបស់ Mike ចំកណ្ដាលក្បាលរបស់ Johnny បញ្ចប់ជីវិតរបស់គេឲ្យស្លាប់បបងជីវិតភ្លាមៗតែម្ដងបេសកកម្មរបស់ពួកគេត្រូវបានបញ្ចប់ Mike នឹងគឺបានលូនកាត់ចំការមីនសម្ដៅទៅរក Sydney និងបានថើប Sydney ខណៈដែលសេរីរបស់យើងនឹងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចនឹងបាត់ទៅសេរីកាលនៅទីក្រុង Miami ប្រទេសអាមេរិកនឹងដដែលទេនៅបានបង្ហាញយើងឃើញអំពីបរិបទពីរនាក់ដែលគ្មាននរណាក្រៅពី Mike
ហើយនឹង Marcos បលិសកម្ពុជាឆ្លើយរបស់យើងនឹងឯងនៅតែពីអ្នកនឹងកំពុងតែបើកឡាននៅតាមផ្លូវហើយមិនមែនបើកធម្មតាទេគឺបើកលឿនខ្លាំងមែនតើលឿនរហូតដល់ទៅក្រុមបលិសចរាចរណ៍ហ្នឹងណាគឺបាននឹងគ្នាបើកដេញតាមឡាននៅតែពីអ្នកនឹងពីខាងក្រោយក៏ព្រោះតែពួកគេនឹងបានបើកលើសល្បឿនកំណត់ក៏ប៉ុន្តែបើទោះជាតាមយ៉ាងណាក៏ដោយគឺតាមមិនទាន់ Mike ហើយនឹង Marcos នោះទេដែលពួកគេនឹងគឺបើកលឿនដូចផ្ទះបាញ់អញ្ចឹងមួយសន្ទុះក្រោយមកពួកគេនឹងក៏បានមកដល់ទីតាំងនៃមន្ទីរពេទ្យមកកន្លែងនឹងបានចូលទៅក្នុងមន្ទីរពេទ្យដែលយើងក៏បានដឹងថាការដែលពួកគេបញ្ញាហ្នឹងគឺដោយសារតែ Mike នឹងបញ្ញាជូន Marcos មកមើលចៅដំបងរបស់គេដែលទើបតែចាក់កំណើតថ្ងៃហ្នឹងចៅរបស់គេនឹងគឺជាកូនរបស់កូនស្រី Marcos ជាមួយនឹង Richie ហើយ Richie ហ្នឹងបើអ្នកនៅចាំបានគឺជាក្មេងប្រុសម្នាក់ដែលមកយកកូនស្រីរបស់ Marcos ទៅដើរលេងកាលពីភាគទី2ក៏ប៉ុន្តែត្រូវបាន Marcos ជាមួយនឹង Mike ស្លាប់នឹងញាត់ឯងជើងឥឡូវនេះ Richie ហ្នឹងគឺបានរស់នៅជាមួយនឹងកូនស្រីរបស់ Marcos ក្នុងនាមជាសង្សារមិនតរៀបការទេហើយគេហ្នឹងគឺមានការងារជាទាហាន Marine របស់អាមេរិកស្រីរឿងបានកាន់ទីតាំងនៃគុកមកកន្លែងនៅក្នុងប្រទេសមេស៊ីកូនឹងបានណែនាំឲ្យស្គាល់នារីម្នាក់ឈ្មោះថា Isabel ដែលនាងគឺជាប្រពន្ធរបស់អតីតស្ដេចគ្រឿងញៀនជនជាតិមេស៊ីកូក៏ប៉ុន្តែប្តីរបស់នាងគឺត្រូវបានប៉ូលីសបំបីសម្បុកនិងបានបាញ់សម្លាប់ស្លាប់អបងជីវិតបាត់ទៅហើយនាងក៏ត្រូវបានជាប់គុកដែរក្នុងកំឡុងពេលនៃការធ្វើការនៅក្នុងគុក Isabel ស្រាប់តែបានដកអាវុធមកនិងបានធ្វើការចាក់ទៅលើប៉ូលីសស្រីម្នាក់ដែលកំពុងតែយាមកាមនៅក្នុងនោះចាក់យកខណៈដែលគ្នាអ្នកទោសរបស់ពួកគេផ្សេងទៀតនឹងក៏បានចូលមកជួយចាក់ណាពណ៌គ្នាចាក់ឡើងជុំចិត្តតែម្ដងដល់បន្តិចក្រោយមកក្រុមជំនួយនឹងក៏បានឃើញនឹងបានចូលមកជួយប៉ូលីសស្រីនឹងព្រមទាំងបាននាំប៉ូលីសស្រីម្នាក់នឹងដាក់នៅលើឡានពេទ្យបើកចាក់ចេញពីកន្លែងនឹងទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះក៏ប៉ុន្តែបន្ទាប់ពីបើកបានបន្តិចក្រោយមកឡានពេទ្យគឺទៅរងនឹងការវាយប្រហារពីមនុស្សមួយក្រុមខណៈដែលប៉ូលីសស្រីនឹងក៏ស្រាប់តែបានងើបឡើងនិងបានធ្វើការវាយប្រហារទៅកាន់អ្នកដែលជិះមកជាមួយនាងណាសម្រាប់ពួកនឹងស្លាប់បងជីវិតអស់ដែលយើងក៏បានដឹងថាតាមពិតទៅវាគឺជាល្បិចរបស់ Isabel ក្នុងការបន្លំខ្លួនធ្វើជាប៉ូលីសស្រីឲ្យគេដឹកចេញមកខាងក្រៅហើយឲ្យកូនរបស់នាងដែលជាបរិសម្នាក់ឈ្មោះថា Amendo នឹងជួយសង្គ្រោះនាងនៅតាមផ្លូវដូចជាអ្វីដែលយើងបានឃើញអញ្ចឹងតែនៅមកកាត់ថ្ងៃបន្ទាប់ Isabel ក្រោយពីបានរួចខ្លួននាងក៏បានប្រាប់ទៅកាន់ Amendo កូនប្រុសរបស់នាងដែលថាឪពុករបស់គេនឹងគឺបានបន្សល់ទុកនៅលុយច្រើនខ្លាំងមែនតើឲ្យពួកគេណាដែលមានទីតាំង coordinate នៅក្នុងផ្លាស់មួយអញ្ចឹងហើយឲ្យគេនឹងឆៃមើលទិន្នន័យនៅក្នុងផ្លាស់ហ្នឹងនឹងរៀបចំកម្លាំងទៅយកលុយហ្នឹងមកដើម្បីធ្វើជាដើមទុនក្នុងការកសាងនៅ Criminal Empire បានចាក់ពិភពអ ក្រិតកម្មរបស់ពួកគេហ្នឹងឡើងមកវិញក្រៅពីនេះ Isabel ហ្នឹងក៏ថាតែបានផ្ដល់នៅតាសញ្ញារបស់ក្រុមមនុស្សដែលបានបំបីសម្បុកក៏ដូចជាសម្រាប់ឪពុករបស់ Amendo ហ្នឹង Amendo បានដឹងដើម្បី Amendo ហ្នឹងសងសឹកជាមួយនឹងពួកហ្នឹងសម្រាប់ពួកហ្នឹងឲ្យអស់ចឹងណាដែលម្នាក់នៅក្នុងចំណោមហ្នឹងក៏មាន Mike របស់យើងដែរក៏ប៉ុន្តែ Isabel ហ្នឹងគឺបានប្រាប់ទៅកាន់ Amendo ថាសម្រាប់អ្នកផ្សេងមុនទុក Mike ហ្នឹងសម្រាប់ចុងក្រោយគេ Amendo បានចាប់ផ្ដើមធ្វើការងារដំបូងរបស់គេគឺបានទៅយកលុយដែលឪពុករបស់គេបានបន្សល់ទុកឲ្យលុយដែលឪពុករបស់គេបានលាក់ណាក៏ប៉ុន្តែគេហ្នឹងគឺមិនមែនទៅយកតែខ្លួនឯងនោះទេគេហ្នឹងគឺបានជួលឲ្យមនុស្សពីរក្រុមហ្នឹងទៅជួយរកទៅជួយយកឲ្យគេហើយបន្ទាប់ពីយកបានជោគជ័យហើយមនុស្សមួយក្រុមនៅក្នុងចំណោមពីរក្រុមហ្នឹងគឺមានចេតនាក្នុងការប្លន់យកលុយនឹងទាំងអស់តែម្ដងតែភ្លាមៗនោះ Amendo ក៏បានធ្វើសកម្មភាពសម្រាប់មនុស្សមួយក្រុមហ្នឹងឲ្យស្លាប់បងជីវិតភ្លាមៗដោយគ្មានប្រណីដៃទេខណៈដែលមនុស្សមួយក្រុមផ្សេងទៀតដឹកនាំដោយបរិសម្នាក់ឈ្មោះថា Lorenzo គឺបានយល់ព្រមយកទៅថ្លៃសេវារបស់គេទេនឹងបានចុះចូលជាមួយនឹងក្រុមរបស់ Amendo ធ្វើជាកូនចៅធ្វើជាបណ្ដាញរបស់ Amendo ចាប់ពីពេលនឹងតទៅត្រឡប់មកម៉ៃជាមួយនឹង Marcos របស់យើងវិញឥឡូវហ្នឹងអ្នកទាំងពីរនាក់ហ្នឹងជាមួយនឹងមិត្តរួមការងារប៉ូលីសរបស់ពួកគេផ្សេងទៀតកំពុងតែនៅទីតាំងនៃក្លឹបមកកន្លែងជប់លៀង Owasato ចំពោះការដែល Marcos ហ្នឹងបានខ្លាចជាលោកតារបស់គេជាលើកដំបូងបន្តិចក្រោយមក Marcos ក៏ស្រាប់តែបានប្រាប់ទៅកាន់ Mike តែគេហ្នឹងគឺហាក់ដូចជាមានអារម្មណ៍ថាចង់ចូលនៅវត្តហើយក៏ព្រោះតែនៅពេលដែលគេស្រឡឹងមុខចៅរបស់គេទៅគេមានអារម្មណ៍ថាគេហ្នឹងមិនគួរបន្ថយគ្រោះថ្នាក់ទៀតទេព្រោះតែអាយុគេហ្នឹងគឺច្រើនដែរហើយអញ្ចឹងចំណែក Mike គេហ្នឹងគឺមិនគ្រប់គ្រងឲ្យ Marcos ហ្នឹងចូលនៅវត្តឥឡូវហ្នឹងទេអញ្ចឹងហើយគេហ្នឹងគឺបានហៅ Marcos ចេញមកខាងក្រៅដែលបានហៅទាំង Conrad មេរបស់គេមកផងដែរព្រមទាំងបានបបួល Marcos ហ្នឹងភ្នាល់គ្នាភ្នាល់រត់ណាបើសិនជា Marcos ហ្នឹងរត់ឈ្នះគេគឺគ្រប់គ្រងឲ្យ Marcos ហ្នឹងចូលនៅវត្តពេញទំហឹងតែម្ដងក៏ប៉ុន្តែបើសិនជាគេរត់ឈ្នះ Marcos ហ្នឹងគឺត្រូវបំភ្លេចអារឿងចូលនៅវត្តហ្នឹងចោលការប្រកួតត្រូវបានចាប់ផ្ដើមប្រកបណាស់ Mike គឺអាចរត់យកឈ្នះ Marcos ហ្នឹងបានយ៉ាងងាយក៏ប៉ុន្តែភ្លាមៗនោះក៏ស្រាប់តែមានខ្មាន់កាភ្លើងម្នាក់ដែលគ្មាននរណាក្រៅពី Amendo នឹងឯងគឺបានធ្វើការបាញ់ប្រហារចំកណ្ដាលដើមទ្រូងរបស់ Mike ធ្វើឲ្យ Mike ដួលទៅនឹងដីនៅបានមកបន្តគេខ្លួនចេញពីកន្លែងហ្នឹងទៅបាត់ទៅគណៈដែល Marcos ជាមួយនឹងគ្នាប៉ូលីសរបស់ពួកគេផ្សេងទៀតហ្នឹងក៏បានចូលមកមើល Mike ដែលបានជួយទប់របួសឲ្យ Mike បន្ទាប់មកក៏បានហៅឡានពេទ្យបញ្ជូន Mike មកកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះបន្ទាន់តែដល់មកកាត់ថ្ងៃបន្ទាប់ Amendo បានទទួលនឹងការស្ដីបន្ទោសពី Isabel ម្ដាយរបស់គេហ្នឹងតាមរយៈទូរស័ព្ទដោយសារតែគេគឺបានប្រឆាំងជាមួយនឹងបញ្ជារបស់នាងដែលបានព្យាយាមបាញ់សម្លាប់ Mike នឹងមុនគេគណៈដែល Isabel ហ្នឹងគឺចង់ឲ្យ Amendo បាញ់សម្លាប់ Mike ហ្នឹងក្រោយគេ Isabel បានបន្តនិយាយថាឲ្យទៅកាន់ Amendo ថ្ងៃក្រោយក៏មកប្រឆាំងជាមួយបញ្ជារបស់នាងទៀតហើយឥឡូវហ្នឹងបញ្ញាប់ទៅបញ្ចប់ការងារដែលនាងបានប្រាប់ទៅគឺទៅតាមសម្លាប់មនុស្សទាំងប្រមាណដែលនាងបានឲ្យហ្នឹងសម្លាប់ទៅអស់ទៅចំណែក Amendo បើទោះជាគេមើលទៅហាក់ដូចជាមិនសូវជាសប្បាយចិត្តក៏ដោយក៏ប៉ុន្តែគេនៅតែបន្តធ្វើតាមបញ្ជារបស់ Isabel ម្ដាយរបស់គេដែលបានបាញ់សម្លាប់មនុស្សទាំងប្រមាណដែលម្ដាយរបស់គេបានប្រាប់ថាជាប់ពាក់ព័ន្ធជាមួយនឹងការចាប់ខ្លួនក៏ដូចជាបានសម្លាប់ឪពុករបស់គេនឹងឯងសារនេះបានបន្តកាត់តែរយៈពេល6ខែកន្លងផុតទៅយើងឃើញថា Richie ជាមួយនឹងកូនស្រីរបស់ Marcos ឥឡូវហ្នឹងគឺបានការមួយគ្នានិយាយទៅកូនមួយហើយបានការគណៈដែល Mike ឯណោះវិញហ្នឹងក៏បានជាសះស្វល់ពីរបួសរបស់គេដែរយប់ឡើងក្នុងកំណត់ពេលនៃការជប់លៀង Mike ហ្នឹងគឺបានព្យាយាមចូលមកនិយាយគ្នាជាមួយនឹង Conrad មេរបស់គេហើយមិនទាន់ទៅបានហាមាត់ផងហ្នឹង Conrad ហ្នឹងគឺបាននិយាយថា no មុនទេដោយសារតែគេហ្នឹងគឺបានដឹងថា Mike ហ្នឹងគឺមានចេតនាក្នុងការចូលមកពាក់ព័ន្ធ
ជាមួយនឹងរឿងក្តីសឿមកែរឿងក្តីនៃការបាញ់ប្រហារគេហ្នឹងខ្លួនឯងអញ្ចឹងទៅហើយនៅចូលទៅ Conrad បានគិតអញ្ចឹង Mike គឺពិតជាមកជួបគ្នាជាមួយនឹងគេចង់និយាយគ្នាអំពីរឿងហ្នឹងពិតប្រាកដមែនក៏ប៉ុន្តែ Conrad គឺនៅតែបន្តរក្សាចំហរបស់គាត់មិនអនុញ្ញាតឲ្យ Mike ហ្នឹងមកពាក់ព័ន្ធជាមួយនឹងរឿងក្តីមួយហ្នឹងទេបន្តិចក្រោយមក Mike ក៏ស្រាប់តែបានមកជួបគ្នាជាមួយនឹង Marcos ដែលគេហ្នឹងគឺបានដឹងពី Captain Conrad មកថា Marcos ហ្នឹងគឺបានដាក់ពាក្យចូលនៅវត្តបាត់ទៅហើយគេហ្នឹងគឺបានមកសួរ Marcos ដើម្បីបានចូលនៅវត្តចោលគេអញ្ចឹងដែល Marcos ហ្នឹងក៏បានប្រាប់ថាវាដូចជាអ្វីដែលគេបានប្រាប់អញ្ចឹងគេគឺចង់រក្សាពេលវេលានៅជាមួយនឹងចៅរបស់គេនឹងឲ្យបានច្រើនមិនចង់ទៅបន្ថយគ្រោះថ្នាក់ទៀតទេចំណែក Mike នៅកន្លែងហ្នឹងគឺបានព្យាយាមនិយាយបញ្ចុះMarcos ហ្នឹងថាបដូរចិត្តវិញទៅបន្តការងារជាមួយនឹងគេទៀតអីចឹងណាក៏ប៉ុន្តែ Marcos ហ្នឹងបើទោះជាត្រូវបាន Mike និយាយបញ្ចុះយ៉ាងណាក៏ដោយក៏គេមិនផ្លាស់ប្ដូរចំហរបស់គេដែរគឺគេនៅតែបន្តចូលនៅវត្តតាមផែនការរបស់គេដដែលសារមកកាត់ថ្ងៃបន្តបើទោះជាគ្មានការអនុញ្ញាតពី Conrad មេរបស់គេក៏ដោយ Mike គឺនៅតែបន្តធ្វើការស៊ើបអង្កេតអំពីករណីមួយនឹងដដែលដែលគេនឹងក៏បានបញ្ជូនគ្នាជាមួយនឹងបរិសម្នាក់ដែលជាគិញសម្ងាត់របស់គេនៅបានសួរព័ត៌មានអំពីអ្នកដែលបានលក់អាវុធលក់គ្រាប់កាភ្លើងហ្នឹងឲ្យមកកាន់ខ្មាន់កាភ្លើងដែលបានបាញ់ប្រហារគេអញ្ចឹងណាចំណែកអាប៉ែដែលជាគិញសម្ងាត់ហ្នឹងសួរស្រួលបួរហ្នឹងគឺមិនព្រមប្រាប់ទេទោះលំ Mike នឹងប្រើធរក្តៅបានចាប់បែកក្នុងជាប់ជាមួយនឹងតុកនឹងបានដុំដៃរបស់គេហ្នឹងស្រែកឡើងនៃការជឿចាប់ហ្នឹងបានគេយល់ព្រមប្រាប់អំពីអត្តសញ្ញាណរបស់ឈ្មួញដែលបានលក់អាវុធឲ្យទៅកាន់ខ្មាន់កាភ្លើងដែលបានធ្វើការបាញ់ប្រហារមកលើគេមួយសន្ទុះក្រោយមក Mike បានបន្តមកជួបគ្នាជាមួយនឹង Conrad មេរបស់គេដែលបានប្រាប់ថាគេហ្នឹងគឺបានរកឃើញអំពីអត្តសញ្ញាណរបស់អ្នកដែលបានលក់អាវុធឲ្យទៅកាន់ខ្មាន់កាភ្លើងដែលបានបាញ់ប្រហារគេហើយចឹងហើយឲ្យមេរបស់គេហ្នឹងអនុញ្ញាតឲ្យគេនឹងចូលរួមជាមួយនឹងរឿងហ្នឹងដែរទៅចំណែក Conrad ដែលស្នាតែគាត់ហ្នឹងធ្វើការងារជាមួយនឹង Mike ច្រើនឆ្នាំហើយក៏ស្គាល់អំពីអាចរិករឹងក្បាលម្នះរឹងរូសរបស់ Mike ហ្នឹងច្បាស់តែម្ដងចឹងហើយគាត់គឺដឹងថាបើទោះជាគាត់មិនអនុញ្ញាតឲ្យ Mike ហ្នឹងចូលរួមនៅក្នុងការស៊ើបអង្កេតមួយហ្នឹងក៏គេគង់តែទៅស៊ើបអង្កេតហ្នឹងដោយខ្លួនឯងដែរចឹងហើយនៅទីបំផុតគាត់ក៏បានយល់ព្រមអនុញ្ញាតឲ្យ Mike ហ្នឹងចូលរួមជាមួយនឹងក្រុមស៊ើបអង្កេតមួយឈ្មោះថា Ammo ដឹកនាំដោយនារីម្នាក់ឈ្មោះ Tarita ដែលជាអតីតសង្សាររបស់ Mike ក៏ប៉ុន្តែ Conrad ហ្នឹងក៏បានបញ្ជាក់ថាចូលរួមហ្នឹងគឺមិនឲ្យចូលរួមតែផ្ទាល់ទេបើន័យថាមិនអាចធ្វើសកម្មភាពអីផ្ដេសផ្ដាសបានទេគ្រាន់តែជាអ្នកឲ្យយោបល់និងអង្កេតបានហើយមិនយូរប៉ុន្មានក្រុម Ammo របស់ Rita រួមជាមួយនឹង Mike ហ្នឹងគឺបានរកឃើញអំពីទីតាំងរបស់ឈ្មួញជួញដូរអាវុធដែលបានលក់អាវុធឲ្យទៅកាន់ខ្មាន់កាភ្លើងដែលបានបាញ់ប្រហារមកលើ Mike ដូច្នេះហើយតាមរយៈកាមេរ៉ាសុវត្ថិភាពដែលពួកគេបានបំពាក់នៅលើ drone ហ្នឹងពួកគេគឺបានតាមដានអំពីសកម្មភាពគ្រប់បែបគ្រប់យ៉ាងរបស់ឈ្មួញម្នាក់ហ្នឹងក្នុងកំឡុងពេលដែលគេហ្នឹងកំពុងតែបន្តជួញដូរអាវុធជាមួយនឹងអតិថិជនផ្សេងទៀតបន្តិចក្រោយមក Mike ហ្នឹងក៏បានសង្កេតឃើញថាកាបូបលុយរបស់អ្នកទិញអាវុធហ្នឹងគឺអត់មានលុយទេដែលវាគឺមានន័យថាអ្នកទិញហ្នឹងគឺមានចេតនាក្នុងការប្លន់យកអាវុធពីអ្នកលក់ហ្នឹងតែម្ដងអញ្ចឹងហើយ Mike ហ្នឹងដោយសារតែខ្លាចថាអ្នកលក់ហ្នឹងគឺត្រូវបានគេសម្លាប់ដាច់តម្រុយហ្នឹងគេហ្នឹងក៏បានធ្វើសកម្មភាពចូលទៅខាងក្នុងគណៈដែលភាគីទាំងពីរគឺអ្នកទិញមួយអ្នកលក់ហ្នឹងក៏បានចាប់ផ្ដើមបើកកាប់បាញ់ប្រហារគ្នានៅកន្លែងហ្នឹងទៅឆាកប្រយុទ្ធត្រូវបានប្រព្រឹត្តទៅអស់រយៈពេលមួយសន្ទុះក្រោយមកនៅទីបំផុត Mike ក៏នៅតែមិនអាចការពារអាយុជីវិតរបស់អប៉ែអ្នកលក់អប៉ែដែលជាតម្រុយរបស់គេហ្នឹងបានដដែលទេដល់អប៉ែហ្នឹងគឺត្រូវបានគ្រាប់បែកផ្ទុះប៉ាំងទៅជុំជាមួយនឹងដៃស្លាប់បបងជីវិតនៅនឹងកន្លែងងាកទៅមកកុសលវិញក្នុងកំឡុងពេលនៃការមើលចៅគេគឺបានទទួលទូរស័ព្ទពីបរិសម្នាក់ដែលជាគិញសម្ងាត់របស់គេដែរហើយបរិសម្នាក់ហ្នឹងគឺបានប្រាប់ទៅកាន់ Marcos ថាគេហ្នឹងគឺជឿថាមានមនុស្សមានកិត្តករកំពុងតែតាមសម្លាប់គេដើម្បីបំបិទមាត់ចឹងហើយគេចង់ឲ្យ Marcos ជាមួយនឹង Mike ហ្នឹងមកយកគេឲ្យដាក់ក្រុមការការពាររបស់ប៉ូលីសចំណែក Marcos បើទោះជាគេហ្នឹងបានចូលនៅវត្តទៅហើយក៏ដោយក៏ប៉ុន្តែនៅតែចិត្តមិនដាច់ទេដែលបានតាក់ទងទូរស័ព្ទទៅប្រាប់ Mike អំពីរឿងហ្នឹងរហូតដល់បន្តិចក្រោយមកអ្នកទាំងពីរនាក់ហ្នឹងក៏បាននាំគ្នាបើកឡានរបស់ Marcos ហ្នឹងមកកាន់ទីតាំងដែលគិញរបស់គេនឹងបានប្រាប់ក៏ប៉ុន្តែគ្រាន់តែចតឡានហើយភ្លាមហ្នឹងគិញរបស់គេហ្នឹងក៏ស្រាប់តែបានធ្លាក់ពីលើអគារយ៉ាងខ្ពស់មួយចំឡានរបស់ Marcos ដែលធ្វើឲ្យស្លាប់អបងជីវិតភ្លាមតែម្ដងគណៈដឡានរបស់ Marcos ហ្នឹងគឺបានទទួលរងនឹងការខូចខាតយ៉ាងដំណំរីឯ Mike គេក៏បានបញ្ញាចូលទៅក្នុងអគារដើម្បីពិនិត្យមើលនិងបានប្រទះគ្នាជាមួយនឹង Amendo ជាលើកដំបូងអ្នកទាំងពីរនាក់ហ្នឹងក៏បានធ្វើការវាយតប់គ្នាអស់រយៈពេលមួយសន្ទុះ Mike ហ្នឹងក៏អាចប្រទីបតុងឃើញមុខរបស់ Amendo ចឹងហើយ Amendo ហ្នឹងក៏បានបញ្ញាកិច្ចខ្លួនចេញពីកន្លែងហ្នឹងបានជោគជ័យទៅសារនេះមកកាត់រយៈពេលប្រហែលថ្ងៃកន្លងផុតទៅ Mike ហ្នឹងក៏បានជួបគ្នាជាមួយនឹង Conrad មេរបស់គេនៅទីតាំងនៃកន្លែងប្រកួតកីឡាលក្ខណៈវិទ្យាល័យមួយកន្លែងដែលបានប្រាប់មេរបស់គេអំពីរឿងរ៉ាវដែលបានកើតឡើងដែល Conrad ហ្នឹងគឺមិនបានចាប់អារម្មណ៍ជាមួយនឹងរឿងទាំងអស់ហ្នឹងប្រហែលទេដែលគាត់គឺបានប្រាប់ទៅកាន់ Mike ថាគាត់នឹងគឺមានចេតនាក្នុងការចូលនៅវត្តនៅពេលឆាប់ហ្នឹងហើយថៃតែបានឲ្យដំបូងមានប្រាប់ទៅកាន់ Mike ហ្នឹងថា Mike គួរតែបញ្ញាប់រកគ្រួសាររកអីដើម្បីសាងជីវិតដែលមានសុភមង្គលមួយដែរទៅកុំឲ្យមើលទៅនៅតែម្នាក់ឯងរត់ឲ្យរាយចឹងទៀតអ្នកទៅពីហ្នឹងបានបន្តនិយាយគ្នាបដាដើរសម្រាប់ទៅកាន់ឡានរបស់ពួកគេបដាហើយនៅមុនពេលដែលពួកគេអាចចូលទៅក្នុងឡានបានហ្នឹង Conrad ហ្នឹងក៏ត្រូវបានខ្មាន់កាភ្លើងដែលគ្មាននរណាក្រៅពី Amendo នឹងឯងបានធ្វើការបាញ់ប្រហារបញ្ចប់ជីវិតរបស់គាត់នៅកន្លែងហ្នឹងទៅដែលវាគឺបានធ្វើឲ្យ Mike ហ្នឹងមានការឈឺចាប់ខ្លាំងមែនទែនសារមកកាត់ថ្ងៃបន្ទាប់ក្រោយពីកម្មវិធីបន្សពរបស់ Captain Conrad ត្រូវបានរៀបចំចប់សពគ្រប់អស់ហើយយើងឃើញថា Marcos ដែលបានចូលនៅវត្តទៅហើយហ្នឹងគឺបានសម្រេចចិត្តត្រឡប់មកវិញគឺត្រឡប់មកចាប់ដៃគូគ្នាជាមួយនឹង Mike ហ្នឹងឡើងវិញដើម្បីបំបីរឿងក្តីតាក់ទងជាមួយនឹងអំពើឃាតកម្មទៅលើ Captain Conrad ក៏ប៉ុន្តែនៅកន្លែងហ្នឹងបើទោះជា Marcos ហ្នឹងត្រឡប់មកវិញក៏ដោយគឺមានការផ្លាស់ប្ដូរបន្តិចគេមិនមែនមកធ្វើការងារតែ2នាក់ជាមួយនឹង Mike ដូចមុនទេដែលគេហ្នឹងគឺបានបន្តសហការគ្នាជាមួយនឹងក្រុម Ammo របស់ Rita ដើម្បីបំបីរឿងក្តីមួយហ្នឹងមិនយូរប៉ុន្មាន Mike Marcos ជាមួយនឹងក្រុម Ammo របស់ Rita ហ្នឹងតាមរយៈការលុកលុយចូលទៅក្នុងប្រព័ន្ធធនាគាររបស់អ្នកលក់អាវុធហ្នឹងគេហ្នឹងគឺបានស្វែងរកតម្រុយថ្មីដែលជាកណន័យកររបស់ប៉ែហ្នឹងអញ្ចឹងហើយគេហ្នឹងក៏បានមករកកណន័យករម្នាក់ហ្នឹងហើយបន្ទាប់ពីបន្ទូ
ប្រទេសគ្នានឹងសួរចម្លើយនៅទីបំផុតពួកគេនឹងក៏បានរកឃើញថាអ្នកដែលបានទិញអាវុធហ្នឹងគឺជា Lorenzo ហើយប្រកាសណា Lorenzo ហ្នឹងគឺទិញអាវុធឲ្យតែ Amando ដើម្បីបាញ់ប្រហារទៅលើ Mike ហ្នឹងឯងតែមកកាត់ថ្ងៃបន្ទាប់ក្រុម Bad Boy របស់យើងដែលមាន Mike ជាមួយនឹង Marcos រួមជាមួយនឹងក្រុម Emo របស់ Rita ក្រោយពីបាននៅតម្រុយថ្មីតាក់ទងជាមួយនឹង Lorenzo ហ្នឹងណាពួកគេហ្នឹងគឺបានមកកាន់ទីតាំងនៃ club មកកន្លែងរៀបចំផែនការដើម្បីចាប់ Lorenzo ក្នុងកំឡុងពេលដែល Lorenzo ហ្នឹងកំពុងរៀបចំកម្មវិធីជប់លៀងខួបកំណើតរបស់គេនៅកន្លែងហ្នឹងមើលទៅគឺហួសចិត្តខ្លាំងមែនតើក្រុមរបស់ Mike ហ្នឹងគឺបានរៀបចំផែនការយ៉ាងល្អឥតខ្ចោះដែលបានពាត់ Lorenzo ហ្នឹងចិត្តទៅហើយក៏ប៉ុន្តែមិនដឹងជាមិនគេនេះគឺបានអនុញ្ញាតឲ្យ Lorenzo ហ្នឹងលោតពីខាងលើមកឡើងជិះម៉ូតូមួយគេចខ្លួនចេញពីកន្លែងហ្នឹងបានជោគជ័យក៏ប៉ុន្តែបើទោះជាអញ្ចឹងក៏ដោយ Mike ជាមួយនឹង Marcos ហ្នឹងគឺនៅតែបន្តដេញតាមតែពួកគេហ្នឹងគឺបានទៅដើមឡានរបស់អ្នកធ្វើដំណើរនិងបានបើកដេញតាមម៉ូតូរបស់ Lorenzo ពីខាងក្រោយយ៉ាងប្រកៀកប្រកិតនៅពេលដេញតាម Mike បានប្រាប់ទៅកាន់ Marcos ហ្នឹងឲ្យបាញ់ម៉ូតូរបស់ Lorenzo ហ្នឹងឲ្យដួលទៅក៏ប៉ុន្តែ Marcos ហ្នឹងអត់ព្រមបាញ់សោះរហូតទៅសួរចុះសួរឡើងទៅបាន Marcos ហ្នឹងព្រមសារភាពថាក្នុងកំឡុងពេលដែល Mike ដេកនៅមន្ទីរពេទ្យហ្នឹង Marcos ហ្នឹងគឺបានបល់ស្រន់ទៅកាន់ព្រះជាម្ចាស់ថាបើសិនជា Mike ឆ្លងផុតនៅគ្រោះថ្នាក់មួយហ្នឹងគាត់នឹងទម្លាក់កាភ្លើងចុះលេងបង្កនៅអំពើហិង្សាផ្សេងៗទៀតចឹងហើយបានជាគាត់ហ្នឹងមិនព្រមធ្វើការបាញ់ប្រហារសម្ដៅទៅកាន់ Lorenzo អញ្ចឹងចំណែក Mike ក្រោយពីលើបែបនេះគេនឹងក៏មិនដឹងនិយាយថាឲ្យទៅកាន់ Marcos ហ្នឹងរបៀបមិនទៀតដែរដែលគេនឹងក៏បានដកកាភ្លើងធ្វើការបាញ់ប្រហារសម្ដៅទៅកាន់ម៉ូតូរបស់ Lorenzo ហ្នឹងដោយខ្លួនឯងទៅហើយបាញ់ទៅប្រមាណគ្រាប់ហ្នឹង Lorenzo ហ្នឹងក៏បានដួលម៉ូតូស្លាប់បាត់ស្មារតីនៅកន្លែងហ្នឹងទៅ Mike ជាមួយនឹង Marcos បានអស់ Lorenzo ហ្នឹងឡើងមកលើឡានជាមួយនឹងពួកគេបំរុងដល់បើចេញក៏ប៉ុន្តែភ្លាមៗនោះកូនចៅរបស់ Lorenzo ដែលមានម៉ូតូច្រើនខ្លាំងមែនតើហ្នឹងគឺបានពាត់ឡានរបស់ពួកគេជុំចិត្តព្រមទាំងបានធ្វើការបាញ់រះសម្ដៅមកកាន់ឡានរបស់ពួកគេហើយបន្តិចក្រោយមក Lorenzo ហ្នឹងក៏បានភ្ញាក់នឹងខ្លួនមកវិញខណៈដែលកូនចៅរបស់គេហ្នឹងគឺមិនបានឈប់ទេគឺនៅតែបន្តធ្វើការបាញ់ប្រហារសម្ដៅមកកាន់ឡានរបស់ Marcos រហូតដល់តែបន្តិចក្រោយមកក្រុម Emo របស់ Rita ហ្នឹងក៏បានបើកឡានចូលមកដល់ដែលក្រុមទាំងពីរហ្នឹងក៏បានបើកការប្រយុទ្ធគ្នាយ៉ាងសាហាវព្រៃផ្សៃនៅកន្លែងហ្នឹងទៅជានៅឱកាសចលាចល Lorenzo ហ្នឹងក៏បានចុះពីលើឡាននិងបានទាញម៉ូតូរបស់គេហ្នឹងបន្តរត់គេចខ្លួនចេញពីកន្លែងហ្នឹងខណៈដែល Mike ជាមួយនឹង Marcos ពេលដែលឃើញអញ្ចឹងពួកគេហ្នឹងក៏បានចុះពីលើឡានដែរនិងបានទាញយកម៉ូតូកូនចៅរបស់ Lorenzo បន្តបើកដេញតាម Lorenzo ហ្នឹងពីខាងក្រោយដូចគ្នាឆាកប្រយុទ្ធនៅតែបន្តកើតឡើងដែល Mike ជាមួយនឹង Marcos គឺនៅតែបន្តបើកម៉ូតូដេញតាមម៉ូតូរបស់ Lorenzo ពីខាងក្រោយខណៈដែលកូនចៅរបស់ Lorenzo ហ្នឹងក៏បានបន្តបើកម៉ូតូដេញតាមដូចគ្នានិងបានធ្វើការបាញ់ប្រហារសម្ដៅមកកាន់ Mike ជាមួយនឹង Marcos នៅកន្លែងហ្នឹង Marcos បើទោះជាកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ក៏ដោយក៏គេនឹងគឺជួយបាញ់តដៃគ្នាជាមួយនឹងកូនចៅរបស់ Lorenzo ទេតើតែ Mike នឹងបញ្ចុះដែលថាកាភ្លើងយន្តដែលជាប់ជាមួយនឹងដៃរបស់គេហ្នឹងក៏ត្រូវបានបញ្ជូនមកដល់ព្រះជាម្ចាស់ទើបបាន Marcos នឹងជឿទៅលើពាក្យសម្ដីរបស់ Mike និងបានប្រើកាភ្លើងយន្តនឹងធ្វើការបាញ់តដៃគ្នាជាមួយនឹងកូនចៅរបស់ Lorenzo មួយសន្ទុះក្រោយមកក្រុមរបស់ Amando នឹងក៏បានបង្ហាញខ្លួនដែលពួកគេនឹងគឺបានជាអធិបតេយ្យមួយមកដល់កន្លែងកើតហេតុព្រមទាំងបានទម្លាក់ចដាដើម្បីទទួល Lorenzo ផងដែរដែលភ្លាមៗនោះ Lorenzo នឹងក៏បានលួចពីលើម៉ូតូរបស់គេតោងចដានឹងជាប់ហើយបំរុងនឹងគេចខ្លួនបានទៅហើយនឹងក៏ស្រាប់តែ Mike នឹងបានហក់ទៅតោងចដានឹងជាប់ដែរអញ្ចឹងហើយអធិបតេយ្យក្រុមរបស់ Amando នឹងក៏បាននាំទាំង Lorenzo នាំទាំង Mike នឹងហោះទៅដល់ទីតាំងនៃផ្ទៃទឹកមកកន្លែងដែលភ្លាមៗនោះ Amando នឹងក៏បានដកកាភ្លើងក្នុងចេតនាបាញ់សម្លាប់ Mike ទេក៏ប៉ុន្តែដោយសារតែ Lorenzo នឹងបាំងមុខអញ្ចឹងហើយគេនឹងក៏បានសម្រេចចិត្តបាញ់សម្លាប់ Lorenzo សិនទៅហើយបន្ទាប់មកនៅមុនពេលបាញ់សម្លាប់ Mike Amando នឹងក៏បាននិយាយពាក្យមួយឃ្លាជាភាសាអេស្ប៉ាញនឹងប្រាប់ទៅកាន់ Mike បន្ទាប់មកក៏បំរុងនឹងបាញ់សម្លាប់ Mike ទៅហើយស្រាប់តែ Marcos នឹងបានទុចបង្អាក់ដែលបានប្រើកាភ្លើងយន្តបាញ់រះសម្ដៅទៅកាន់ Amando ដែលវាគឺបានបើកឱកាសឲ្យ Mike នឹងប្រឡែងដៃលោតចូលទៅក្នុងទឹកគិតខ្លួនបានតែជោគជ័យខ្សែរឿងមកកាន់ការឡៃធ្វើការក្រុម Emo របស់ Rita វិញយើងឃើញថាបន្ទាប់ពីប្រតិបត្តិការរបស់ពួកគេនឹងទទួលរងនឹងការបរាជ័យឥឡូវនឹងថ្នាក់លើរបស់ពួកគេនឹងគឺបានសម្រេចចិត្តបិទអង្គភាព Emo នឹងចោលតែម្ដងលែងឲ្យដំណើរការទៀតហើយក្លែងមក Mike ឯនេះវិញបន្ទាប់ពីបានលើពាក្យមួយឃ្លារបស់ Amando មើលទៅគេនឹងគឺហាក់ដូចជាសោកសៅខ្លាំងមែនតើមិនដឹងតបាក់ចិត្តរឿងអីទេតែបន្តិចក្រោយមក Marcos នឹងក៏បានដើរចូលមកសួរដែល Mike នឹងក៏បានប្រាប់ទៅអូគេនឹងគឺសង្ស័យថា Amando នឹងគឺជាកូនប្រុសរបស់គេ Mike បានបន្តប្រាប់ទៅកាន់ Marcos ថានៅមុនពេលដែលគេចាប់ដៃគូជាមួយនឹង Marcos នឹងគេនឹងគឺត្រូវបាន Captain Conrad បញ្ជូនឲ្យទៅធ្វើជាកិញ្ចសម្ងាត់ធ្វើការងារជាអ្នកបើកឡានឲ្យ Isabel ដែលជាប្រពន្ធរបស់ស្ដេចថ្នាំញៀនជនជាតិមេស៊ីកូហើយបន្ទាប់ពីបើកឡានមួយគ្នាយូរទៅពួកគេនឹងក៏បានលងស្រឡាញ់គ្នានេះខ្លាំងមែនតើរហូតដល់បបួលគ្នារត់ដែលប្រើប្រាស់ពាក្យសម្ងាត់មួយទៀតផងហើយពាក្យសម្ងាត់មួយនឹងគឺជាពាក្យសម្ងាត់ដែល Amando នឹងបាននិយាយដាក់មកកាន់ Mike នឹងឯងក៏ប៉ុន្តែកាលនោះ Mike នឹងក៏បានភ្ញាក់ខ្លួនមកវិញដោយសារតែនៅពេលដែលគេនឹងសម្លឹងមើល Isabel គេនឹងក៏បានដឹងថា Isabel នឹងគឺជាឃាតករឈាមត្រជាក់តែម្ដងមិនអាចបណ្ដោយឲ្យ Isabel នឹងរួចខ្លួននៅខាងក្រៅបានទេអញ្ចឹងហើយបានជា Mike នឹងសម្រេចចិត្តក្បត់ Isabel ដែលវាគឺបានធ្វើឲ្យ Isabel នឹងជាប់គុកដូចជាអ្វីដែលយើងបានឃើញដែលតាំងទៅពីនោះមក Isabel នឹងក៏បានផ្ដល់កំណើតឲ្យ Amando ដែលជាកូនប្រុសរបស់ពួកគេនឹងនៅក្នុងគុកដែលពេលវេលាហើយនឹងអាយុរបស់ Amando ផ្សេងៗនឹងគឺស័ក្តិសមថា Amando នឹងគឺជាកូនប្រុសរបស់ Mike នឹងបំផុតតែម្ដងខ្សែរឿងបានកាត់រយៈពេលប្រហែលថ្ងៃកន្លងផុតទៅ Mike គឺចង់ប្រឈមជាមួយនឹង Isabel នឹងដែលផ្ទាល់តែម្ដងអញ្ចឹងហើយគេនឹងគឺបានធ្វើដំណើរមកដល់ប្រទេសមេស៊ីកូដែល Marcos នឹងគឺបានតាមមកជាមួយបើទោះជា Mike នឹងមិនចង់ឲ្យមកក៏ដោយហើយមិនយូរប្រហែលយើងក៏បានឃើញថាមិនត្រឹមតែ Mike នោះទេដែលមកណាក្រុម Emo របស់ Rita នឹងក៏មកជាមួយដែរមកជួយជាកម្លាំងសម្រាប់ Mike អញ្ចឹងនៅថ្ងៃបន្ទាប់ Mike បានបញ្ជួបគ្នាជាមួយនឹង Isabel នៅទីតាំងនៃសន្តាគារបោះបង់ចោលមកកន្លែងអ្នកទាំងពីរនាក់នឹងគឺបាននិយាយគ្នាលក្ខណៈឯកជនតែពីរនាក់អស់រយៈពេល
មួយសន្ទុះធំមករហូតទៅបន្តិចក្រោយមក Marcos ក៏ត្រូវបាន Amando នឹងចាប់ជាប់និយាយទៅភ្ជុំកំភ្លើងជាប់តែម្ដងនៅកន្លែងហ្នឹង Marcos នឹងក៏មានបំណងចង់ប្រាប់ទៅកាន់ Amando ថា Amando នឹងគឺជាកូនប្រុសរបស់ Mike អីចឹងទៅក៏តែនៅមុនពេលដែលអាចនិយាយបានហ្នឹងគ្នា Ammo របស់ពួកគេនឹងក៏បានចូលមកដល់ចឹងហើយឆាកប្រយុទ្ធរវាងពួកគេទាំងពីរហ្នឹងក៏បានចាប់ផ្ដើមក្រុម Ammo របស់ Rita បានបន្តបាញ់ប្រហារប្រយុទ្ធគ្នាជាមួយនឹងកូនចៅរបស់ Rita ហ្នឹងអស់រយៈពេលមួយសន្ទុះក្រោយមកអធម្មពេកជាសញ្ញាប់មកដឹក Isabel ជាមួយនឹង Amando ដើម្បីគេចខ្លួនចេញពីកន្លែងហ្នឹងក៏បានចូលមកដល់ក៏ប៉ុន្តែគ្រាន់តែបើកចូលមកដល់មិនទាន់បានដឹកផងហ្នឹងក៏ត្រូវបាន Marcos នឹងបាញ់ធ្វើឲ្យផ្ទុះតិចតិចទៅជាផេះផង់អស់ទៅ Marcos បានបន្តប្រឈមមុខគ្នាជាមួយនឹង Isabel ដែលបានប្រយុទ្ធគ្នាអស់រយៈពេលមួយសន្ទុះធំមកនិយាយទៅ Isabel ចាត់ការ Marcos នឹងលទូសាច់គោសំដែរក៏ប៉ុន្តែចុងក្រោយ Marcos ក៏បានវាយ Isabel នឹងអស់ស្លាប់បាត់ស្មារតីខណៈដែល Mike នោះវិញក៏បានប្រឈមមុខគ្នាជាមួយនឹង Amando វាយគ្នាទៅវិញទៅមកបែកមុខបែកមាត់រៀងៗខ្លួនអញ្ចឹងទៅបន្តិចក្រោយមក Mike នឹងក៏បានសម្រេចចិត្តប្រាប់ទៅកាន់ Amando ថា Amando នឹងគឺជាកូនប្រុសបង្ការរបស់គេនឹងបានបដិសេធមិនព្រមបន្តវាយគ្នាជាមួយនឹង Amando នឹងតទៅមុខទៀតទេដែល Amando ប្រកាសណាបន្ទាប់ពីលើចឹងគេនឹងគឺហាក់ដូចជារឿងស្រឡាំងកាំងដែរក៏ប៉ុន្តែនៅតែបន្តធ្វើការវាយតប់ទៅលើរាងកាយរបស់ Mike វាយយោរហូតទៅបន្តិចក្រោយមក Isabel នឹងក៏បានងើបពីស្លាប់មកវិញដែលបានប្រើកាភ្លើងនឹងភ្ជង់សម្ដៅទៅកាន់ Mike ចំណែក Amando ដែលសារតែបន្តដាច់ស្រឡះគេនឹងក៏បានកលេចមកសួរទៅកាន់ Isabel ម្ដាយរបស់គេថាអ្វីដែល Mike បាននិយាយនឹងគឺជាការពិតឬក៏អត់ Mike នឹងគឺពិតជាឪពុកបង្ការរបស់គេឬក៏យ៉ាងណាដែល Isabel ពីដំបូងគឺមិនព្រមនិយាយអីទេរហូតទៅតែ Amando នឹងព្យាយាមបញ្ជាក់ម្ដងហើយម្ដងទៀតទើបបាន Isabel នឹងព្រមនិយាយថាហ្នឹងហើយតាមពិតទៅ Mike នឹងឯងគឺជាឪពុកបង្ការរបស់ Amando ក្រោយពីនិយាយចប់ Isabel នឹងក៏បានធ្វើការកេះកាយកាភ្លើងបំរុងនឹងបាញ់សម្លាប់ Mike ក៏តែភ្លាមនោះ Amando នឹងក៏បានហក់មករងគ្រាប់ដែលធ្វើឲ្យគេនឹងមានរបួសចំស្មាយ៉ាងដំណំ Isabel នៅកន្លែងនោះគឺមិនទាន់ជប់នោះទេដែលនាងគឺនៅតែបន្តចង់បាញ់សម្លាប់ Mike នឹងម្ដងទៀតក៏តែភ្លាមនោះ Rita នឹងក៏បានបង្ហាញខ្លួននិងបានបាញ់ប្រមាណគ្រាប់ចង់រាងកាយរបស់ Isabel ធ្វើឲ្យនាងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងស្លាប់បបងជីវិតនៅនឹងកន្លែងរីឯ Marcos បន្ទាប់ពីមើលឃើញថាអគារទាំងមូលនោះគឺអាចនឹងរលំដោយសារតែភ្លើងគឺនៅតែបន្តឆាបឆេះខ្លាំងអញ្ចឹងណាចឹងហើយគេនឹងក៏បានបបួល Mike ចាក់ចេញពីកន្លែងហ្នឹងក៏តែ Mike នឹងក៏អត់ព្រមទៅទេដោយសារតែចង់ទាញយក Amando កូនប្រុសរបស់គេទៅជាមួយអញ្ចឹងរំពេញនោះបន្ទោះអ្វីម្យ៉ាងនោះក៏បានផ្ទុះឡើង David ក៏បានធ្វើឲ្យ Marcos នឹងសឹងទៅធ្លាក់ចូលទៅក្នុងភ្លើងស្លាប់ទៅហើយក៏ប៉ុន្តែត្រូវបាន Mike ចាប់ដៃទាន់អញ្ចឹងណារហូតទៅបន្តិចក្រោយមក Amando នឹងក៏បានងើបឡើងមកនិងបានជួយទាញ Marcos ឡើងមកខាងលើបានដោយជោគជ័យហើយចុងក្រោយអ្នកទាំងអស់គ្នានឹងក៏អាចគេចខ្លួនចាក់ចេញពីទីតាំងនៃអគារមួយនោះបានដោយសុវត្ថិភាពខ្សែនឹងបានកាត់ទៅមួយរយៈពេលកន្លងផុតទៅ Rita ត្រូវបានគេដំឡើងតំណែងចំនួនតំណែងរបស់ Conrad ឡើងជាកាពីតានរបស់ក្រុមប៉ូលីសប្រចាំទីក្រុង Miami ខណៈដែល Mike ជាមួយនឹង Marcos នឹងក៏ត្រូវបានគេដាក់បញ្ចូលមកជាក្រុម Ammo ដែរគេបង្កើតក្រុម Ammo ឡើងវិញអញ្ចឹងណាដែលបញ្ចូល Mike ជាមួយនឹង Marcos ចូលជាសមាជិកដែរនៅថ្ងៃបន្ទាប់យើងឃើញថា Mike នឹងគឺបានមកជួបគ្នាជាមួយនឹង Amando កូនប្រុសរបស់គេនៅក្នុងគុកហើយគេនឹងគឺបានផ្ដល់ឱកាសឲ្យទៅកាន់ Amando ក្នុងការជួយគេបំបីរឿងក្តីដើម្បីសម្រាលទោសរបស់គាត់ហើយនៅកន្លែងហ្នឹង Amando នឹងគឺបានយល់ព្រមខណៈដែលសាច់រឿងរបស់យើងនេះវិញនឹងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចហ្នឹងបាទទៅខ្សែនឹងកាលឡើងនៅទីក្រុង Miami ប្រទេសអាមេរិកនឹងដដែលទេនៅបានបង្ហាញយើងឃើញអំពីបរិសុទ្ធពីរនាក់ម្នាក់នឹងគឺឈ្មោះថា Mike គឺជាប៉ូលីសហើយម្នាក់ទៀតនឹងគឺឈ្មោះថា Marcos ដែលគេនឹងក៏ជាប៉ូលីសដូចគ្នាហើយអ្នកទាំងពីរនាក់នឹងគឺជាដៃគូដៃកង់មួយគ្នានឹងច្រើនវគ្គមកហើយដែលមកដល់វគ្គនេះគឺមិនខុសគ្នាពីវគ្គមុនទេគ្រាន់តែបើកសាច់រឿងមកភ្លាមហ្នឹងពួកគេនឹងគឺមើលទៅហាក់ដូចជាបញ្ញាប់ខ្លាំងមែនទែនដែលបានបើកឡានយ៉ាងលឿនទៅតាមផ្លូវសម្ដៅទៅកាន់ទីតាំងអ្វីមួយយ៉ាងរហូតទៅបន្តិចក្រោយមក Marcos នឹងក៏បាននិយាយបោទៅកាន់ Mike ណាថា Mike នឹងជួយឈប់ឡាននៅទីតាំងដែលម៉ាត់មកកន្លែងទៅក៏ព្រោះតែគេនឹងគឺចង់ញ៉ាំសូកូឡានិយាយទៅមកដល់វគ្គហ្នឹង Marcos នឹងគឺបានខ្លាចជាមនុស្សញៀនអាហារអត់បានញ៉ាំអាហារឆ្ងាញ់ៗដែលគេចង់ញ៉ាំហ្នឹងគេនឹងគឺនៅមិនសក់ទេចំណែក Mike ដោយសារតែ Marcos នឹងបងងើម្ដងហើយម្ដងទៀតគេនឹងក៏បានយល់ព្រមក៏ប៉ុន្តែដាក់លក្ខខណ្ឌថា Marcos នឹងគឺមានពេលតែ90វិនាទីទេត្រូវតែទិញអ្វីដែលគេចង់ទិញហ្នឹងឲ្យរួចរាល់នឹងត្រឡប់មកឡានវិញបើសិនជាមិនឃើញហ្នឹងតែ Mike ចូលមកគឺពួកសាច់របស់ Mike ហើយរីឯ Marcos ក៏ទៅលឺចឹងភ្លាមគេនឹងក៏បានបញ្ញាចូលមកក្នុងម៉ាតដើម្បីទិញរបស់ដែលគេចង់ញ៉ាំនិយាយទៅរើសពីមួយទៅមួយមើលទៅគេនឹងក៏ហាក់ដូចជាចូលចិត្តអាហារខ្លាំងមែនទែនរហូតទៅបន្តិចក្រោយមកក៏ស្រាប់តែមានចោលប្លន់ខ្ចាត់ប្រត់មួយហ្នឹងមិនដឹងជាមកពីកន្លែងណាកន្លែងនេះបានចូលមកប្លន់នៅទីតាំងនៃម៉ាតមួយហ្នឹង Marcos ក៏ឃើញចឹងភ្លាមគេនឹងគឺដឹងតែម្ដងថាចប់បដ 90វិនាទីហ្នឹងគឺដឹងតែយឺតទូសាច់របស់ Mike ហើយនិយាយមិនទាន់ផុតពីមាត់ផងហ្នឹងណា Mike ហ្នឹងក៏បានចូលមកខាងក្នុងម៉ាតនឹងបានបន្តនិយាយថាឲ្យទៅកាន់ Marcos ជួបគ្នាជាមួយនឹង Marcos ទៅវិញទៅមកដែលគ្មានខ្វល់ខ្វាយអំពីវត្តមានរបស់ចោលប្លន់ទេហើយអ្នកទាំងពីរនាក់ហ្នឹងបន្ទាប់ពីជួបគ្នាអស់ចិត្តហើយហ្នឹងពួកគេនឹងក៏បានធ្វើការវាយប្រហារទៅកាន់ចោលប្លន់ដែលបានបាញ់ចោលប្លន់បណ្ដាមានរបួសបន្ទាប់មកពួកគេនឹងក៏បានទុកកំភ្លើងប្រាប់ម្ចាស់ហាងហ្នឹងប្តឹងប៉ូលីសទៅនឹងបានចាក់ចេញពីកន្លែងហ្នឹងមួយសន្ទុះក្រោយមកយើងក៏បានឃើញថាការដែល Mike បញ្ញាប់ញ័រគូតហ្នឹងគឺដោយសារតែគេបញ្ញាប់មកចូលរួមកម្មវិធីមង្គលការគឺកម្មវិធីមង្គលការរបស់គេតែម្ដង Mike ហ្នឹងគឺបានសម្រេចចិត្តរៀបការលាភាពនៅលីវរបស់គេហើយដែលគេនឹងគឺបានរៀបការជាមួយនារីម្នាក់ឈ្មោះទៅ Christine ដែលជា therapist បានន័យថាជាគ្រូផ្នែកចិត្តសាស្ត្ររបស់គេណាក្នុងអំឡុងពេលដែល Marcos កំពុងតែរំចាក់បាច់ឡាំបតាសបាយនៅក្នុងកម្មវិធីជប់លៀងអាពាហ៍ពិពាហ៍របស់ Mike មិត្តភក្តិជិតស្និទ្ធរបស់គេហ្នឹងណា Marcos នឹងក៏ស្ដាប់តែបានគាំងមេដងដួលស្លាប់បាត់ស្មារតីចឹងហើយ Mike ជាមួយនឹងមិត្តភក្តិក្រុមគ្រួសាររបស់ពួកគេនឹងក៏បានបញ្ញាជួយសង្គ្រោះ Marcos បញ្ជូន Marcos ទៅកាន់មន្ទីរពេទ្យខណៈដែលព្រលឹងវិញ្ញាណរបស់ Marcos នៅវិញនឹងក៏បានរសាត់រណ្ដែតមកជួបគ្នាជាមួយនឹង
Captain Conrad មេរបស់គេដែលត្រូវបានគេបាញ់សម្លាប់ការពីវគ្គមុនណា Captain Conrad បានប្រាប់ទៅកាន់ Marcos ថាម្នា Marcos ពេលវេលាដែលឯងត្រូវស្លាប់ហ្នឹងគឺមិនទាន់ចូលមកដល់ទេអញ្ចឹងហើយ Marcos ឯងគឺបញ្ញាប់ត្រឡប់ទៅវិញទៅប្រយ័ត្នតែគេបញ្ជូន Marcos ឯងចូលមកជួសជុលប្រឆាហ្នឹងគឺដឹងតែចប់ហើយគ្រាន់តែលើចឹងភ្លាមពលឹងរបស់ Marcos ហ្នឹងក៏បានត្រឡប់ចូលមកក្នុងរាងកាយរបស់គេវិញតែគេហ្នឹងក៏បានដឹងខ្លួនមកដែលមើលទៅគេហ្នឹងគឺមើលទៅហាក់ដូចជាស្រស់ស្រាយខ្លាំងមែនទែនដែលបានបោចសារ៉ាងបោចអីចេញពីដៃរបស់គេព្រមតែបានចេញមកខាងក្រៅអគារមន្ទីរពេទ្យអាចជាន់លើហ្នឹងព្រមតែបានធ្វើការស្រូបយកខ្យល់អាកាសដែលពោពេញទៅដោយផ្សែងពុលហ្នឹងចូលមកក្នុងសួតដែលមើលទៅគេហ្នឹងសប្បាយចិត្តអារម្មណ៍ល្អខ្លាំងមែនទែនហាក់ដូចជាកើតឡើងវិញមកអញ្ចឹងហើយក្រៅពីនេះពេលដែលដឹងខ្លួនទៅវិញហ្នឹង Marcos ហ្នឹងគឺថែមតែជឿថាគេហ្នឹងគឺមិនអាចស្លាប់ទេបើទោះជាគេហ្នឹងឡើងមកឈរនៅក្បែរចុងអគារអញ្ចឹងក៏ដោយក៏មិនធ្លាក់ស្លាប់ដែរក៏ព្រោះតែពេលវេលាដែលគេទៅស្លាប់ហ្នឹងគឺមិនទាន់ចូលមកដល់រីឯម៉ៃដែលកំពុងតែមានវត្តមាននៅកន្លែងហ្នឹងដែរហ្នឹងមើលទៅគេហ្នឹងគឺហាក់ដូចជាសប្បាយចិត្តខ្លាំងមែនទែននឹងបានអប Marcos ដោយអារម្មណ៍នឹករលឹកសេរីមកកាន់ទីតាំងនៃអគារមួយកន្លែងដែលបានបង្ហាញយើងឃើញអំពីមនុស្ស3នាក់ដែលម្នាក់ហ្នឹងគឺជាតកែជាឈ្មោះយន្តថ្នាំញៀនម្នាក់ទៀតជានារីកំណាន់របស់គេហើយនិងម្នាក់ទៀតហ្នឹងគឺជាអង្គរៈរហូតដល់បន្តិចក្រោយមកបរិះពីរនាក់ផ្សេងទៀតហ្នឹងក៏បានដើរចូលមកដល់ដែលម្នាក់នៅក្នុងចំណោមហ្នឹងគឺជាបរិះម្នាក់ឈ្មោះទៅ James ដែលយើងមិនទាន់ស្គាល់អត្តសញ្ញាណរបស់ James តែជាណាជាណីធ្វើការងារអីអបកននោះទេ James នៅកន្លែងហ្នឹងគឺបានប្រាប់ទៅកាន់អប៉ែដែលជាឈ្មោះយន្តថ្នាំញៀនឲ្យបញ្ជូនលុយប្រមាណជាជាង$1 លានចូលទៅក្នុងកងធនាគាររបស់ Captain Conrad មេប៉ូលីសមេរបស់ម៉ៃជាមួយនឹង Marcos ហ្នឹងណាក៏ប៉ុន្តែអប៉ែដែលជាឈ្មោះយន្តថ្នាំញៀនហ្នឹងគឺបានបដិសេធដែលភ្លាមនោះកូនចៅរបស់ James ហ្នឹងក៏បានបាញ់សម្លាប់អង្គរៈរបស់អប៉ែហ្នឹងបន្ទាប់មក James ក៏បានយកទូរស័ព្ទរបស់អប៉ែហ្នឹងតាក់ទងទៅកាន់ប្រពន្ធរបស់គេឲ្យនិយាយមកប្រពន្ធរបស់គេបន្ទាប់មកក៏បានបង្ហាញមុខនារីកំណាន់និងបានបិទទូរស័ព្ទដែលគាត់ឃើញអញ្ចឹងភ្លាមអប៉ែដែលជាឈ្មោះយន្តថ្នាំញៀនហ្នឹងក៏បានយល់ព្រមផ្ញើលុយ$1 លានផុយចូលទៅក្នុងកងធនាគាររបស់ Captain Conrad តាមសំណើរបស់ James ទៅរីឯ James ក្រោយពីបានសម្រេចគោលដៅរបស់គេហើយគេក៏បានបាញ់សម្លាប់អប៉ែដែលជាឈ្មោះយន្តថ្នាំញៀនរួមជាមួយនឹងនារីកំណាន់របស់គាត់ហ្នឹងឲ្យស្លាប់បបងជីវិតទាំងពីរនាក់ថែមទៀតទៅហើយគេហ្នឹងគឺបានរៀបចំឲ្យឈុតឆាកហ្នឹងឲ្យមើលទៅហាក់ដូចជាអ្នកទាំង3នាក់ហ្នឹងស្លាប់លក្ខណៈថារឿងប្រច័ណ្ឌអញ្ចឹងណាត្រឡប់មក Marcos របស់យើងវិញឥឡូវនេះគេគឺបានចេញពីពេទ្យហើយដែលម៉ៃហ្នឹងគឺបានយកគេមកដល់ផ្ទះហើយពេលដល់មកដល់ភ្លាមមើលទៅគេហ្នឹងគឺនឹករលឹកប្រពន្ធនឹករលឹកកូនរបស់គេខ្លាំងមែនតើដែលបានថើបប្រពន្ធរបស់គេហ្នឹងដោយភាពផ្អែមល្ហែមហើយអ្វីដែល Marcos កាន់តែនឹករលឹកហ្នឹងគឺចំណីអាហាររបស់គេតែម្ដងហើយគេហ្នឹងគឺបានបញ្ញាទៅបើកទូរោមើលអាហារដែលគេបានទិញទុកហ្នឹងដើម្បីញ៉ាំក៏ប៉ុន្តែពេលដែលបើកមកហ្នឹងក៏ឃើញថាអូអាលីងឆេញតែម្ដងអញ្ចឹងហើយក៏បានទៅសួរ Richie កូនប្រសាររបស់គេថា Richie ហ្នឹងគឺមានបានយករបស់គេនឹងញ៉ាំដែរឬក៏អត់ចំណែក Richie គេក៏បានបដិសេធភ្លាមមេអត់ទេពុកញ៉ាំតែរបស់ខ្ញុំហ្នឹងញ៉ាំអស់ផងតែញ៉ាំអីរបស់ពុកឯងនោះ Marcos បើទោះជាលឺអញ្ចឹងហើយក៏ដោយគេនឹងក៏អត់ជឿ Richie ទេអញ្ចឹងហើយគេក៏បានបើកកាមេរ៉ានៅក្នុងទូរស័ព្ទដៃរបស់គេដើម្បីមើលនិងបានឃើញថាអាហាររបស់គេហ្នឹងតាមពិតទៅគឺត្រូវបានធ្វើរិះសាបរិយារបស់គេហ្នឹងប្រមូលកវត្តចោលហើយដោយសារតែខ្លាចថាបើសិនជា Marcos នៅតែបន្តញ៉ាំអាហារឆ្ងាញ់របៀបសបោខ្លាញ់សបោអីចឹងទៀតហ្នឹងខ្លាញ់រុំបេះដូងកាំងបេះដូងទៀតចាក់ជិះពំខានទេនៅកន្លែងហ្នឹង Marcos គឺមិនបានស្ដាប់នៅហេតុផលរបស់ Teresa ទេដែលគេនឹងគឺនៅតែចង់ញ៉ាំអាហាររបស់គេដដែលអញ្ចឹងណាចឹងហើយអ្នកទាំងពីរអ្នកប្តីប្រពន្ធហ្នឹងក៏បានប្រកែកគ្នាទៅវិញទៅមកអត់ប្តីនឹងថែញ៉ាំប្រពន្ធថាអត់ចឹងទៅដែលម៉ៃបន្ទាប់ពីលឺអញ្ចឹងគេនឹងក៏បាននៅកណ្ដាលដែរដែលបានបបួល Christian Perry របស់គេដើម្បីត្រឡប់ទៅផ្ទះរបស់ពួកគេវិញផ្សេងមកកាត់ថ្ងៃបន្ទាប់ក្នុងកំឡុងពេលដែលម៉ៃកំពុងតែយកខ្យល់អាកាសនៅក្រៅផ្ទះហ្នឹងក៏ស្រាប់តែមានព័ត៌មាននឹងបានចូលផ្សាយតាក់ទងជាមួយនឹងការដែលគេបានរកឃើញផុសតាងថ្មីដែលបានបញ្ជាក់ថា Captain Conrad ដែលជាអតីតមេរបស់ម៉ៃជាមួយនឹង Marcos នេះគឺមានពាក់ព័ន្ធជាមួយនឹងអំពើពុករលួយបានន័យថាធ្វើការងារជាមួយនឹងក្រុមជនទោសថ្នាំញៀនអញ្ចឹងនៅពេលដែលឃើញអញ្ចឹងម៉ៃនេះគឺក្តៅឆេវតែម្ដងអញ្ចឹងហើយគេជាមួយនឹង Marcos នឹងក៏បាននាំគ្នាមកកាន់ទីតាំងនៃប៉ូលីសដើម្បីសួរនាំចង់ដឹងថាតើវាមានរឿងអីកើតឡើងឲ្យពិតប្រាកដនៅទីនោះនារីម្នាក់ឈ្មោះ Trita ដែលត្រូវជាកាពីតានរបស់ក្រុមប៉ូលីសបច្ចុប្បន្នចំនួនតំណែងរបស់ Captain Conrad នឹងត្រូវជាមេរបស់ម៉ៃហើយនឹង Marcos ឥឡូវហ្នឹងគឺបានប្រាប់ពីកាន់អ្នកទាំងពីរនាក់ហ្នឹងតែពួកគេនឹងគឺទៅបានរកឃើញផុសតាងដែលបញ្ជាក់ថា Captain Conrad នឹងគឺពិតជាមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមជនទោសថ្នាំញៀនពិតប្រាកដមែនដែលគាត់នឹងគឺបានទទួលលុយពីអ្នកជួយនៅថ្នាំញៀនហ្នឹងក្នុងទំហំទឹកលុយរហូតដល់ទៅជាង$1 លាននោះចំណែកម៉ៃជាមួយនឹង Marcos ពួកគេក៏នៅតែបន្តប្រកែកដោយសារតែពួកគេនឹងគឺមិនជឿសំបីតែបន្តិចដែលថា Conrad អតីតមេរបស់ពួកគេហ្នឹងគឺជាមនុស្សពុករលួយជាមនុស្សរបៀបអញ្ចឹងភ្លាមនោះបរិសម្នាក់ឈ្មោះថា Adam ដែលជាមេប៉ូលីសដែរមេប៉ូលីសនៅផ្នែកផ្សេងនិងជាបេក្ខភាពចៅហ្វាយក្រុងហ្នឹងគឺបានចេញមកបញ្យល់ប្រាប់អ្នកទាំងពីរនាក់បន្ថែមទៀតដែលថាពួកគេហ្នឹងមិនត្រឹមតែរកឃើញផុសតាងប៉ុណ្្នឹងទេពួកគេគឺបានរកឃើញផុសតាងលើសពីនឹងទៀតដែលផុសតាងទាំងអស់ហ្នឹងគឺសុទ្ធតែចង្អុលបង្ហាញថា Captain Conrad អតីតមេរបស់អ្នកទាំងពីរនាក់ហ្នឹងគឺមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមជួយដូចថ្នាំញៀនពិតប្រាកដមែនក្នុងកំឡុងពេលដែលអ្នកទាំងអស់គ្នានឹងកំពុងតែបន្តប្រកែកគ្នានារីម្នាក់ឈ្មោះតា Judy ដែលជាកូនស្រីបង្កើតរបស់ Captain Conrad និងបច្ចុប្បន្នធ្វើការងារជាទាហានមួយរូបដែរហ្នឹងគឺបានចូលមកកាត់ដែលបានសំទៅកាន់អ្នកទាំងអស់គ្នានឹងឲ្យបង្ហាញផុសតាងតាក់ទងជាមួយនឹងការដែលឪពុករបស់នាងនឹងមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមជួយដូចថ្នាំញៀននឹងឲ្យនាងបានឃើញដោយសារតែនាងគឺមិនជឿថាឪពុករបស់នាងជាមនុស្សអញ្ចឹងដែររីឯម៉ៃគេគឺបានចូលមកនិយាយគ្នាជាមួយនឹង Judy ដែលបានប្រាប់ថាគេនឹងរកការពិតដើម្បីលាងសម្អាតគេឈ្មោះរបស់ Captain Conrad ឡើងវិញអញ្ចឹងណាក៏ប៉ុន្តែ Judy នេះគឺបានបដិសេធជាមួយនឹងទឹកចិត្តរបស់ Mike ដោយសារតែប្រកាសណាស់ការពីភាគមុនអ្នកដែលបានបាញ់សម្លាប់ Captain Conrad ឪពុករបស់ Judy នឹងគឺជា Amando កូនប្រុសរបស់ Mike ហ្នឹងឯង Judy បានបន្ថែមទៀតថានាងគឺមិនលើកលែងទោសឲ្យ Amando កូនប្រុសរបស់ Mike ជាដាច់ខាតហើយបើសិនជានាងជួបគ្នាជាមួយ Amando នៅខាងក្រៅហ្នឹងនាងនឹងបាញ់សម្លាប់ Amando ដែលផ្ទាល់ដៃតែម្ដងខ្សែរឿងបានកាត់រយៈពេល
ពេលមួយសន្ទុះក្រោយមកម៉ៃជាមួយនឹង Marcos បានមកជួបគ្នាជាមួយនឹង Amendo កូនប្រុសរបស់គេនៅខាងក្នុងគុកហើយដោយសារតែ Amendo នឹងគឺធ្លាប់ធ្វើការងារជាមេក្រុមជនទោសថ្នាក់ញៀនចឹងហើយម៉ៃនឹងគឺបានបញ្ជាក់ Amendo ទៅតើ Captain Conrad របស់ពួកគេនឹងគឺមានជាប់ពាក់ព័ន្ធជាមួយនឹងការជនទោសថ្នាក់ញៀននឹងឬក៏អត់ចំណែក Amendo គេនឹងក៏បានបញ្ជាក់ថា Captain Conrad ជាមនុស្សស្អាតស្អំក៏ប៉ុន្តែមានប៉ូលីសផ្សេងក្នុងជួរប៉ូលីសរបស់ម៉ៃនឹងគឺបានធ្វើការងារជាមួយនឹងក្រុមអ្នកជនទោសថ្នាក់ញៀនពិតប្រាកដមែនហើយបន្ទាប់មក Amendo ក៏បានស្មើយើងបានឃើញថាតាមពិតទៅប៉ូលីសដែល Amendo បាននិយាយនឹងគឺជា Jam នឹងឯងនិយាយទៅ Jam នឹងគឺជាប៉ូលីសដែលបានជួយសម្រួលដល់ក្រុមអ្នកជនទោសថ្នាក់ញៀននឹងឲ្យមានលទ្ធភាពក្នុងការនាំថ្នាំញៀនចូលមកលក់នៅក្នុងទឹកដីរបស់ប្រទេសអាមេរិកហើយ Amendo នៅមុនពេលដែលគេជាប់គុកគេនឹងគឺធ្លាប់ធ្វើការងារជាមួយនឹងក្រុមរបស់ Jam នឹងអញ្ចឹងហើយគេស្គាល់មុខរបស់ Jam ក៏ប៉ុន្តែគេគឺអត់ស្គាល់ឈ្មោះរបស់ Jam ទេដោយសារតែអ្នកដែលតាក់ទងជាមួយនឹងក្រុមរបស់ Jam ស៊ីចម្បើក្នុងការចូលរួមថ្នាំញៀននឹងគឺជាម្ដាយរបស់ Amendo ដែលត្រូវបានគេបាញ់សម្លាប់កាលពីភាគមុនខ្សែរឿងមកកាន់ទីតាំងអតីតសួនសត្វមួយកន្លែងនៅក្នុងប្រទេសកុយបានឹងបានបង្ហាញយើងឃើញថាក្រុមរបស់ Jam នឹងគឺបានតាំងមូលដ្ឋានរបស់ពួកគេនៅកន្លែងហ្នឹង Jam ជាមួយនឹងកូនចៅរបស់គេឥឡូវនឹងកំពុងតែពិនិត្យមើលឯកសារផ្សេងៗរបស់ Captain Conrad ដែលពួកគេយកបានចង់ដឹងថាតើ Captain Conrad នឹងគឺបានរកឃើញព័ត៌មានអ្វីខ្លះពាក់ព័ន្ធជាមួយនឹងពួកគេហើយក្នុងកំឡុងពេលនៃការមើលនឹងកូនចៅរបស់ Jam នឹងគឺបានដោត flash ឬក៏ស្អីមិនដឹងទេគ្រាន់តែដោតចូល counter ភ្លាមនឹងក៏ស្រាប់តែមាន message ជាវីដេអូនឹងបានលោតចូលទៅក្នុងទូរស័ព្ទដៃរបស់ Mike ដែលបន្ទាប់ពី Mike បានបើកមើលក៏បានឃើញថាវាគឺជាវីដេអូរបស់ Captain Conrad អតីតមេរបស់ពួកគេដែលវីដេអូមួយនឹងគឺគាត់បានថតនៅមុនពេលដែលគាត់ស្លាប់ណានឹងបានធៀមផ្ញើមកឲ្យ Mike ហើយខ្លឹមសារនៅក្នុងវីដេអូនឹងគឺបានប្រាប់ថាគាត់ក៏បានរកឃើញផុសតាំងច្រើនខ្លាំងមែនទែនដែលបានបញ្ជាក់ថាមានមនុស្សនៅក្នុងចំណោមជួបប៉ូលីសរបស់ពួកគេនឹងគឺបានធ្វើការងារជាមួយនឹងក្រុមអ្នកជនទោសថ្នាក់ញៀនក្នុងការនាំថ្នាំញៀនចូលមកក្នុងប្រទេសអាមេរិកដែលខុសច្បាប់ Captain Conrad បានបន្តផ្ដាំប្រាប់ទៅកាន់អ្នកទាំងពីរនាក់ហ្នឹងថាតើយកឯកសារទាំងប្រមាណដែលគាត់បានរកឃើញហ្នឹងពី Coke Boro Giant ដែលគាត់បានបញ្ជាក់ថាតើ Coke Boro Giant ហ្នឹងគឺជាអ្វីអប្រកបនោះទេក៏ប៉ុន្តែគាត់នឹងគឺបានបញ្ជាក់ម្ដងទៀតដែលថាកុំជឿអ្នកណាគេឲ្យសោះកុំទុកចិត្តអ្នកណាគេឲ្យសោះម៉ៃជាមួយនឹង Marcos នៅកន្លែងនេះគឺរឿងបែកតលីងទិញដែរដោយសារតែមិនដឹងថាតើ Coke Boro Giant ហ្នឹងគឺជាស្អីដែលបន្ទាប់ពីព្យាយាមគិតចុះគិតឡើងបន្តិចក្រោយមក Marcos ហ្នឹងក៏បាននឹកឃើញថាអូ Coke Boro Giant ហ្នឹងគឺ Captain Conrad សំដៅទៅដល់អប៉ែ IT នៅកន្លែងការងាររបស់ពួកគេដោយសារតែអប៉ែហ្នឹងគឺជាជនជាតិស្បែកខ្មៅដែលមានមេធំមកបកមកក្រុមរបស់ Jam នេះវិញបន្ទាប់ពីបន្តឆែកឯកសារគេនឹងគឺបានដឹងអំពីតំណែងទំនងជិតស្និទ្ធរវាង Captain Conrad ជាមួយនឹង Mike ហើយនិង Marcos កូនចៅរបស់គេនឹងក៏បានឲ្យយោបល់ថាសម្រាប់ពីរនាក់នឹងចោលតែម្ដងទៅក៏ប៉ុន្តែ Jam នឹងគឺបានបដិសេធថាមិនអាចសម្លាប់បានទេកុំឲ្យប៉ូលីសស្លាប់ច្រើនពេកក៏ប៉ុន្តែគេគឺបានចាត់ចែងឲ្យកូនចៅរបស់គេនឹងតាមដានអ្នកទាំងពីរនាក់នឹងឲ្យជាប់ផ្សេងរឿងមកក៏ត្រឡប់មកកាន់ Mike ជាមួយនឹង Marcos របស់យើងវិញអ្នកទាំងពីរនាក់នឹងឥឡូវនឹងគឺបាននាំគ្នាមករកអប៉ែ IT ហ្នឹងហើយបន្ទាប់ពីចតឡានហើយ Marcos នឹងក៏ស្រាប់តែបានប្រាប់ទៅកាន់ Mike ថា Mike ឯងនឹងគឺមិនអាចស្លាប់បានទេ Mike បន្ទាប់ពីលឺចឹងគេនឹងគឺមានការងឿងឆ្ងល់ខ្លាំងមែនតើបានសួរ Marcos ថា Marcos ឯងមិនអាចស្លាប់នឹងមិន Marcos ឯងនឹងជីវិតអមតៈមែនចំណែក Marcos គេនឹងក៏បានប្រាប់ទៅកាន់ Mike ថាអូមែនអញ្ចឹងឯងគឺដោយសារតែគេនឹងមិនទាន់ដល់ពេលវេលាដែលត្រូវស្លាប់ហើយបន្ទាប់ពីនិយាយចប់ Marcos នឹងក៏បានបញ្ជាក់ដល់បានដើរឆ្លងថ្នល់ថយក្រោយនិយាយទៅឆ្លងកាត់ឡានច្រើនខ្លាំងមែនតើក៏ប៉ុន្តែគ្មានឡានណាមួយនឹងបានបុកគេទេគណៈដែល Mike ឯនេះវិញនឹងគឺបានដើរឆ្លងទាំងភ័យស្រែកផងឯងផងប្រាប់ទៅកាន់ Marcos នឹងថាកុំឲ្យធ្វើអញ្ចឹង Mike នៅកន្លែងនេះគឺមានការខឹងសម្បាជាមួយនឹង Marcos ខ្លាំងមែនតើអញ្ចឹងហើយគេនឹងក៏បានដកអំភ្លើងឡើងភ្ជុំក្បាលរបស់ Marcos ដែលបានប្រាប់ថាម៉េច Marcos ឯងអត់ស្លាប់ទេអញ្ចឹងបើសិនជាឯងបាញ់ក្បាលរបស់ Marcos ឯងឡើយនឹងគឺមិនស្លាប់ដែរមែនហើយ Marcos គេនឹងក៏កំពុងមនុស្សទៀតដែលបានបន្តឆ្លើយថាវាសនានឹងគឺបានកំណត់មកថា Mike ឯងនឹងមិនអាចបាញ់គ្នាបានទេមិនហ៊ានបាញ់គ្នាទេ Mike បន្តបញ្ជាក់ឆ្នាំ Marcos គេនឹងក៏បានទុកកំភ្លើងវិញនិងបានដើរចូលមកក្នុងទីតាំងនៅក្លឹបមកកន្លែងដើម្បីបរកអប៉ែ IT ដែលបន្តិចក្រោយមកពួកគេនឹងក៏បានឃើញអប៉ែ IT នឹងបានសួរនាំអំពីរឿងរ៉ាវអំពីព័ត៌មានដែល Captain Conrad នឹងបានប្រាប់គេនឹងឲ្យមកសួរនឹងឯងនៅកន្លែងហ្នឹងអប៉ែ IT នឹងក៏គោមិនធម្មតាដែរនិយាយទៅអត់ដឹងហើយនឹងធ្វើជាមិនដឹងធ្វើជាមិនដឹងថាពីអ្នកនឹងនិយាយពីអីអញ្ចឹងណារហូតទៅតែបន្តិចក្រោយមក Marcos នឹងគឺទ្រាំបាននឹងបានដកភ្លើងភ្ជុងទៅកាន់អប៉ែ IT នឹងគម្រាមថាប្រាប់មកកុំញ៉ៃច្រើនពេកកុំគោអូកាឡាច្រើនពេកបំប្រាប់ទេបាញ់ឥឡូវនឹងរំពេញនោះក៏ស្រាប់តែមានក្រអភ្លើងនឹងគឺបានទម្លុះលើក្បាលរបស់អប៉ែ IT នឹងដែលវាគឺបានធ្វើឲ្យ Marcos នឹងភ្ញាក់ព្រឹកតែម្ដងដែលបានហាត់កំភ្លើងរបស់គេថាមានឈ្ងៀមអីអត់អញ្ចឹងណាដោយសារតែគេគឺមិនបានបាញ់ទេដល់បន្តិចក្រោយមកយើងក៏បានដឹងថាតាមពិតទៅអ្នកដែលបានបាញ់អប៉ែ IT នឹងគឺជា Jam ហើយនឹងក្រុមរបស់គេនឹងឯងដែលសិតតែពួកគេនឹងគឺចង់ផ្ដាច់តម្រុយមិនឲ្យក្រុមរបស់ម៉ៃជាមួយនឹង Marcos នឹងអាចតាមបានដឹងរកឯកសារបន្ថែមពាក់ព័ន្ធជាមួយនឹងពួកគេឆាកប្រយុទ្ធរវាងក្រុមរបស់ម៉ៃ Marcos ជាមួយនឹងក្រុមរបស់ Jam នឹងគឺបានចាប់ផ្ដើមនៅកន្លែងហ្នឹងដែលពួកគេនឹងគឺបានបាញ់គ្នាផុងផង់ទៅវិញទៅមកក៏ប៉ុន្តែ Marcos គឺហាក់ដូចជាបែកអារម្មណ៍ខ្លាំងមែនតើក៏ព្រោះតែគេនឹងគឺបានឃើញរបស់ឆ្ងាញ់ឃើញទឹកផ្អែមហូរចេញមកហ្នឹងអញ្ចឹងហើយគេនឹងគឺបានយកដាតរបស់គេត្រង់អារបស់ទាំងអស់ហ្នឹងដើម្បីញ៉ាំក៏ព្រោះតែនៅផ្ទះរបស់គេហ្នឹងគឺប្រពន្ធរបស់គេមិនឲ្យញ៉ាំទេម៉ៃបន្ទាប់ឃើញអញ្ចឹងគេក៏បានស្រីសម្លុតទៅកាន់ Marcos តែអីអាគេកំពុងតែបាញ់គ្នាស្ទើរស្លាប់ស្ទើររស់នេះឯងអាឡៃតែគិតទៅហូបចុកអីណានេះបញ្ញាប់មកចូលស្មរភូមិវិញប្រវល់អារម្មណ៍មកបាញ់គ្នាវិញហើយ Marcos បើទោះជាបានលឺក៏ដោយហ្នឹងក៏គេមិនទាន់ខ្វល់ដែររហូតទៅតណ្ដាតរបស់គេនឹងបានប៉ះជាមួយនឹងទឹកផ្អែមបន្តិចទៅបានគេនឹងអស់ចិត្តនឹងបានងើបមកជាមួយនឹងធម៌ពលខ្លាំងមែនតើបូករួមជាមួយនឹងការដែលគិតថាខ្លួនឯងមានជីវិតអមតៈផងហ្នឹង Marcos នឹងគឺបានចេញមកបាញ់ប្រហារគ្នាជាមួយនឹងក្រុមរបស់ Jam បាញ់យកដែលគ្មានខ្លាចក្រកភ្លើងទេបន្តិចក្រោយមក Jam ជាមួយនឹងកូនចៅស្រីរបស់គេម្នាក់ដែលសារតែមើលឃើញថាក
លៈទេសៈហើយដូចជាមិនសូវស្រួលពួកគេនឹងក៏បានដកថយត្រឡប់ទៅវិញខណៈដែលកូនចៅប្រុសរបស់គេម្នាក់នឹងគឺបានដកថយដែរក៏ប៉ុន្តែដកមិនទាន់ទេត្រូវបានម៉ៃជាមួយនឹងម៉ាកូសនឹងបន្តដេញតាមរហូតមកដល់ទីតាំងនៃស្ពានមកកន្លែងនឹងសឹងតែចាប់បានទៅហើយក៏ស្រាប់តែម៉ៃនឹងគឺបានគាំងស្ដោកទៅម្ដងមិនដឹងតែគាត់នឹងផាំងដោយសាររឿងអីទេហើយដោយសារតែរឿងគាំងម៉ៃសឹងតែត្រូវបានចែមនឹងបើកឡានបុកស្លាប់ទៅហើយក៏មិនតែបានម៉ាកូសជួយទាន់ទេខណៈដែលចែមជាមួយនឹងគ្នារបស់គេទាំងប្រមាណនឹងគឺបានឆ្លៀតឱកាសបើកឡានចេញខ្លួនចេញពីកន្លែងនឹងបានតែជោគជ័យម៉ៃជាមួយនឹងម៉ាកូសបានត្រឡប់មកកាន់កន្លែងកើតហេតុវិញខណៈដែលក្រុមប៉ូលីសរបស់រីតានឹងក៏បានមកដល់ដែរហើយម៉ៃនឹងក៏បានព្យាយាមបញ្ចុះប្រាប់ទៅកាន់រីតាដែលថារឿងរ៉ាវដែលបានកើតឡើងតែប្រមាណនឹងគឺមានអ្នករៀបចំទម្លាក់កំហុសឲ្យទៅកាន់ Captain Conrad ហើយអ្នកដែលរៀបចំនោះគឺជាប៉ូលីសដូចគ្នាចំណែករីតានាងគឺចង់ជឿម៉ៃជាមួយនឹងម៉ាកូសដែរក៏ប៉ុន្តែមិនដឹងជឿថាម៉េចដោយសារតែផុសតាងនោះគឺបានដាក់បន្ទុកធ្ងន់ធ្ងរខ្លាំងមែនទែនទៅលើ Captain Conrad អញ្ចឹងហើយនាងក៏បានឈប់និយាយគ្នាជាមួយនឹងម៉ៃនិងបានចាក់ចេញពីកន្លែងហ្នឹងទៅបន្តិចក្រោយមកគ្នារបស់ម៉ៃជាមួយនឹងម៉ាកូសពីរអ្នកផ្សេងទៀតដែលជាអ្នកទុកចិត្តដែរហ្នឹងគឺបានរកឃើញ QR code មួយនៅខាងលើ banner ដែលបានយកមកបង្ហាញម៉ៃក៏ប៉ុន្តែម៉ៃហ្នឹងគឺបានប្រាប់ថាអីអត់ទេកុំតន់និយាយនេះនៅកន្លែងហ្នឹងក៏ព្រោះតែគេហ្នឹងគឺមិនទុកចិត្តខ្លាចថាមានរនុកក្នុងអីចឹងណាអញ្ចឹងហើយក៏បានបបួលគ្នាមកកាន់ទីតាំងមូលដ្ឋានរបស់ពួកគេនិងបាន scan QR code នោះមើលព្រមតែបានឃើញថាមានវីដេអូរបស់ Captain Conrad មួយទៀតនៅខាងក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងហើយពួកគេហ្នឹងក៏បានបើកមើលដែលនៅក្នុងវីដេអូហ្នឹង Captain Conrad ហ្នឹងក៏បានរៀបរាប់ស៊ីជម្រៅអំពីការតាមដានរបស់គាត់ទៅលើពួកតកូវចេញពីសាច់ពួកប៉ូលីសដែលសហការគ្នាជាមួយនឹងក្រុមអ្នកជួញដូរថ្នាំញៀនហើយគាត់ហ្នឹងគឺបានប្រមូលផុសតាំងបានច្រើនខ្លាំងមែនទែនក៏ប៉ុន្តែនៅមុនពេលដែលគាត់អាចកំណត់អត្តសញ្ញាណរបស់ប៉ូលីសនឹងបានគាត់គឺត្រូវបានគេសម្លាប់នឹងឯងបន្ទាប់ពីមើលចប់ម៉ៃបានប្រាប់ទៅកាន់ម៉ាកូជាមួយគ្នារបស់គេពីរអ្នកផ្សេងទៀតថាអ្វីដែលពួកគេបានមើលថ្ងៃហ្នឹងគឺដឹងតែពួកគេ4អ្នកបានហើយមិនអាចប្រាប់រឿងទាំងអស់ហ្នឹងទៅកាន់អ្នកផ្សេងបានទេដោយសារតែពួកគេហ្នឹងគឺមិនអាចទុកចិត្តថាអ្នកណាជាមិត្តអ្នកណាជាសត្រូវឡើយខ្សែរឿងមកកាន់ទីតាំងនៃគុកមកកន្លែងនៅបានបង្ហាញយើងឃើញថាក្នុងកំឡុងពេលដែល Amando កូនប្រុសរបស់ម៉ៃកំពុងតែហាត់ប្រាណតែម្នាក់ឯងក៏ស្រាប់តែមានអ្នកទោសពីរអ្នកហ្នឹងគឺបានចូលមកចង់សម្លាប់ Amando នឹងអញ្ចឹងណាក៏ប៉ុន្តែ Amando នឹងគឺបានដឹងមុននឹងបានធ្វើការវាយប្រហារចាត់ការពួកហ្នឹងឡើងទូសាច់នៅមុនពេលដែលគេត្រូវបានប៉ូលីសបង្ក្រាបនៅថ្ងៃបន្ទាប់ម៉ៃក្រោយពីបានដឹងថាមានឃាតករចង់សម្លាប់ Amando កូនប្រុសរបស់គេនៅក្នុងគុកហ្នឹងគេនឹងគឺបានមកជួបគ្នាជាមួយនឹង Rita ហើយនឹង Adam ដែលបានសុំអ្នកទាំងពីរអ្នកហ្នឹងឲ្យបញ្ជូនកូនប្រុសរបស់គេចេញពីគុកមួយហ្នឹងទៅកាន់ទីតាំងគុកផ្សេងទៀតដែលមានសុវត្ថិភាពជាងហ្នឹងម៉ៃបានបញ្ចុះបញ្ចូលថាមូលហេតុដែលមានមនុស្សចង់សម្លាប់ Amando ហ្នឹងគឺដោយសារតែ Amando កូនប្រុសរបស់គេហ្នឹងស្គាល់មុខរបស់ប៉ូលីសដែលពុកអលួយធ្វើការងារជាមួយនឹងពួកជនដូរថ្នាំញៀនក៏ប៉ុន្តែដោយសារតែ Amando អត់ស្គាល់ឈ្មោះរបស់ប៉ូលីសពុកអលួយរីតាមើលទៅហាក់ដូចជាស្ទាក់ស្ទើររហូតទៅនៅពេលដែលម៉ៃហ្នឹងបានបន្តបញ្ចុះម្ដងហើយម្ដងទៀតអាដាមហ្នឹងក៏បានសម្រេចចិត្តជំនួសដែលថាគេហ្នឹងគឺយល់ព្រមតាមសំណើរបស់ម៉ៃក្នុងការផ្លាស់ប្ដូរកូនប្រុសរបស់ម៉ៃ Amando ហ្នឹងទៅកាន់ទីតាំងនៃគុកផ្សេងដែលមានសុវត្ថិភាពជាងហ្នឹងមិនយូរប្រហែលម៉ៃម៉ាកូជាមួយនឹងក្រុមទាហានមួយក្រុមគឺត្រូវបានគេអនុញ្ញាតឲ្យអមដំណើរ Amando កូនប្រុសរបស់ម៉ៃហ្នឹងធ្វើដំណើរចេញពីគុកមួយហ្នឹងទៅកាន់ទីតាំងនៃគុកផ្សេងតាមរយៈធម្មភេកជ្ជៈក្នុងកំឡុងពេលនៃការធ្វើដំណើរយើងក៏បានឃើញថាក្រុមរបស់ Jam ហ្នឹងគឺបានឡើងមកលើធម្មភេកជ្ជៈហ្នឹងរួចជាស្រេចដែរដែលពួកគេហ្នឹងគឺបានធ្វើការគំរាមទៅកាន់ pilot ឲ្យនិយាយជាសម្លេងដាក់ចូលទៅក្នុងប្រអប់ខ្មៅប្រអប់ស្រាប់ថតសម្លេងពេលដែលមានគ្រោះថ្នាក់អាសន្នអីថាម៉ៃជាមួយនឹង Marcos ហ្នឹងគឺបានសម្រេចចិត្តប្លន់អ្នកទោសបានន័យថាជួយទៅលើ Amando កូនប្រុសរបស់គេដើម្បីគេចខ្លួនអញ្ចឹងណាក្រោយពីថតសម្លេងហើយក្រុមរបស់ Jam ហ្នឹងក៏បានសម្លាប់ pilot ហ្នឹងទៅបន្ទាប់មកពួកគេហ្នឹងក៏បានបន្តធ្វើការវាយប្រហារទៅកាន់ Mike Marcos ហើយនឹង Amando ឆាកប្រយុទ្ធប្រវត្តិទៅអស់រយៈពេលមួយសន្ទុះក្រោយមកយើងឃើញថាធម្មភេកជ្ជៈហ្នឹងគឺទទួលរងនឹងការខូចខាតច្រើនខ្លាំងមែនតើអញ្ចឹងហើយក្រុមរបស់ Jam ដែលបានត្រៀមឆាត់យករួចជាស្រេចហ្នឹងគឺបាននាំគ្នាលូតចុះពីលើធម្មភេកជ្ជៈហ្នឹងគេចខ្លួនបានតែជោគជ័យទុកឲ្យ Mike Marcos ជាមួយនឹង Amando ហ្នឹងគឺ struggle បានន័យថាកំពុងតែបន្ទិញបន្ទងវេទនាជាមួយនឹងធម្មភេកជ្ជៈដែលកំពុងតែរៀបធ្លាក់ក៏ប៉ុន្តែបើទោះជាយ៉ាងម៉េចក៏ដោយចុងក្រោយ Mike Marcos ជាមួយនឹង Amando ក៏នៅតែអាចចាត់ចែងធម្មភេកជ្ជៈមួយហ្នឹងធ្លាក់ចំទឹកដែលវាគឺបានធ្វើឲ្យពួកគេរួចជីវិតចេញពីបន្ទុះរបស់វាខ្សែរឿងមកកាត់រយៈពេល1ម៉ោងកន្លងផុតទៅយើងឃើញថាក្រុមប៉ូលីសរបស់ Rita ជាមួយនឹងក្រុមទាហានរបស់ Judy នឹងគឺបានមកដល់កន្លែងកើតហេតុហើយដោយសារតែរឿងហ្នឹងគឺជាប់ពាក់ព័ន្ធជាមួយនឹងក្រុមទាហានអញ្ចឹងហើយ Judy ទៅបានគេតែងតាំងឲ្យកាន់រឿងក្តីមួយហ្នឹងនៅកន្លែងហ្នឹង Judy ដោយសារតែមានគំនុំតខ្លួនចំពោះការដែល Amando បានបាញ់សម្លាប់ Conrad ឪពុករបស់គេផងបូករួមជាមួយនឹងផុសតាំងតាក់ទងជាមួយនឹងសម្លេងរបស់ pilot ផងនាងគឺបានដាក់ការសន្និដ្ឋានថា Mike ជាមួយនឹង Marcos នេះគឺពិតជាបានរំដោះ Amando រំដោះអ្នកទោសពិតប្រាកដមែនអញ្ចឹងហើយនាងក៏បានចេញបញ្ជាឲ្យក្រុមទាហានរបស់នាងតាមប្រម៉ាញ់ Mike Marcos ហើយនឹង Amando ត្រឡប់មកវិញថែមទាំងបានចុះផ្សាយព័ត៌មានប្រងព្រឹត្តពេញប្រទេសអំពីអ្នកទាំង3នាក់ផងដែរចំណែកក្រុមរបស់ James ឆ្លៀតឱកាសហ្នឹងពួកគេនឹងក៏បានបងសំណាញ់មកតង់ទៀតណាដែលបានបញ្ជូនព័ត៌មានទៅកាន់ក្រុម gangster ក្រុម mafia ក្រុមជើងកាងគ្រប់ទាំងអស់នៅក្នុងទីក្រុងមួយហ្នឹងឲ្យបានដឹងថាអ្នកណាក៏ដោយដែលអាចសម្លាប់ Mike Marcos ជាមួយនឹង Amando ហ្នឹងស្លាប់ក៏ដោយរស់ក៏ដោយគឺទទួលបានរង្វាន់ចំនួន$5 លានពីគេភ្លាមតែម្ដងត្រឡប់មកក្រុមរបស់ Mike ជាមួយនឹង Marcos នេះវិញពួកគេនឹងក៏បានបញ្ជុំគ្នាជាមួយនារីម្នាក់ដែលគេធ្លាប់តាក់ទងក្នុងកំឡុងពេលនៃការធ្វើការងារមួយគ្នាក៏ប៉ុន្តែក្រុមនារីម្នាក់នោះគឺជាក្រុម gangster ក្រុម mafia ណាដែល Mike នឹងក៏បានបញ្ចុះបញ្ចូលឲ្យនារីម្នាក់នោះជួយគេក្នុងការផ្ដល់មធ្យោបាយធ្វើដំណើរផ្ដល់កំភ្លើងលៃផ្សេងៗដើម្បីឲ្យពួកគេនឹងទប់ទល់ជាមួយនឹងក្រុមរបស់ Jam ក៏ប៉ុន្តែអ្វីដែលស្មានមិនដល់គឺទឹកលុយសម្រាប់ទឹកចិត្តរបស់ Mike បាត់ទៅហើយដោយសារតែក្រុមនារីម្នាក់នោះគឺបានទទួលដំណឹងតាក់ទងជាមួយនឹងរង្វាន់$5 លាននិងបាននាំគ្នាចាប់ Mike នឹងក្នុងគោលបំណងបកគោទៅឲ្យក្រុមរបស់ Jam ដើម្បីដោះដូរយកលុយហ្នឹងក្រុម gangster បាន
ណម៉ៃម៉ាកូជាមួយអាមែនដូនឹងចេញមកដល់ខាងក្រៅបំរុងនឹងយកទៅកាប់សាច់ទៅហើយក៏ស្រាប់តែមាន gangster មកកំផ្សេងទៀតហ្នឹងគឺបានចូលមកដដែលអញ្ចឹងហើយឆាកប្រយុទ្ធរវាងក្រុមទាំងពីរហ្នឹងក៏បានផ្ទុះឡើងដែលវាគឺបានផ្ដល់ឱកាសឲ្យក្រុមរបស់ម៉ៃម៉ាកូជាមួយអាមែនដូហ្នឹងបើកឡានមួយគេខ្លួនចេញពីកន្លែងហ្នឹងក៏ប៉ុន្តែបើទោះជាអញ្ចឹងក៏ដោយពួកគេហ្នឹងគឺគេចមិនទាន់ផុតនោះទេដោយសារតែក្រុមរបស់ gangster ហ្នឹងគឺបានបន្តដេញតាមបាញ់ប្រហារគេនៅតាមផ្លូវរហូតដល់បន្តិចក្រោយមកក្រុមប៉ូលីសរបស់ Judy ក្រុមទាហានរបស់ Judy ហ្នឹងក៏បានមកដល់ដែរនៅបានតាមប្រមាញ់ម៉ៃម៉ាកូហើយនឹងអាមែនដូជាមួយនឹងគេជាមួយនឹងឯងដែរក៏ប៉ុន្តែក្នុងកំឡុងពេលនៃការដេញតាមហ្នឹងក្រុមទាហានរបស់ Judy ហ្នឹងគឺបានប្រទះគ្នាជាមួយនឹងក្រុម gangster ដែលបានបាញ់គ្នាទៅវិញទៅមកដែលវាគឺបានផ្ដល់ឱកាសឲ្យម៉ៃម៉ាកូហើយនឹងអាមែនដូហ្នឹងគេចខ្លួនចេញពីកន្លែងហ្នឹងបានតែជោគជ័យមួយសន្ទុះក្រោយមកម៉ៃម៉ាកូជាមួយនឹងអាមែនដូហ្នឹងគឺបានមកជួបគ្នាជាមួយនឹងគ្នារបស់ពួកគេពីរនាក់ផ្សេងទៀតដែលពេលមកដល់ហ្នឹងគ្នារបស់ពួកគេពីរនាក់ហ្នឹងហាក់ដូចជាចម្រូងចម្រាសចំពោះវត្តមានរបស់អាមែនដូដោយសារតែអាមែនដូនេះគឺជាជនល្មើសណាក៏ប៉ុន្តែបន្ទាប់ពីនិយាយគ្នាចូលឡើងទៅពួកគេនឹងក៏បានសម្របសម្រួលគ្នានិងបានយល់ព្រមសហការធ្វើការងារជាមួយនឹងគ្នាទប់ទល់ជាមួយនឹងក្រុមរបស់ Jam ក្រុមរបស់ Mike បានប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពទាំងអស់នៅក្នុងទីក្រុងដើម្បីប្រមូលព័ត៌មានផ្សេងៗដែលមាននៅរយៈពេលហ្នឹងណាគណៈដែល Mike ជាមួយនឹង Amanda ក៏បានអង្គគ្នាមើលរូបថតមើលវីដេអូផ្សេងៗរបស់ក្រុមប៉ូលីសដើម្បីកំណត់អត្តសញ្ញាណរបស់អ្នកដែលជាតកចេញពីសាច់អ្នកដែលធ្វើការងារជាមួយនឹងក្រុមអ្នកជួញដូរថ្នាំញៀនហ្នឹងណានៅទីបំផុត Amanda ក៏អាចកំណត់អត្តសញ្ញាណរបស់ Jam បានដែលយើងក៏បានដឹងថា Jam ហ្នឹងគឺជាប៉ូលីសធ្វើការងារផ្នែកបង្ក្រាបគ្រឿងញៀននៅប្រទេសមេស៊ីកូណាដែលក្រោយមកគេនឹងក៏បានខ្លាយជាពុកឲ្យលួយធ្វើការងារជាមួយអ្នកជួញដូរថ្នាំញៀនតែម្ដង Mike បន្ទាប់ពីប្រមូលព័ត៌មានប្រមូលផុសតាំងបានគ្រប់ជ្រុងជ្រោយអស់ហើយហ្នឹងគេនឹងក៏បានតាក់ទងទៅប្រាប់រីតាដែលបាននិយាយថាឥឡូវហ្នឹងគេនឹងគឺមានផុសតាំងដើម្បីដាក់បន្ទុកទៅកាន់ Jam ដែលជារនុកក្នុងដែលជាមនុស្សធ្វើការងារជាមួយនឹងក្រុមអ្នកជួញដូរថ្នាំញៀនហ្នឹងបានហើយចឹងហើយរីតាហ្នឹងមកជួបគ្នាជាមួយនឹងគេដើម្បីយកព័ត៌មានអស់ហ្នឹងបំបីរឿងក្តីមួយហ្នឹងទាំងអស់គ្នាតែម្ដងបន្ទាប់ពីនិយាយទូរស័ព្ទហើយរីតាហ្នឹងក៏បានប្រាប់ទៅកាន់អាដាមអំពីរឿងរ៉ាវដែលបានកើតឡើងដែលយើងក៏បានដឹងថាអាដាមជាមួយនឹងរីតាហ្នឹងគឺជាសង្សារមួយគ្នាណាចឹងហើយគេនឹងក៏មានរឿងទៅលាក់បាំងគ្នាទេត្រឡប់មកក្រុមរបស់ម៉ៃវិញក្នុងកំឡុងពេលនៃការបណ្ឌិតមើលកាមេរ៉ាសុវត្ថិភាពនៅក្នុងទីក្រុងហ្នឹងពួកគេនឹងគឺបានចាប់អារម្មណ៍ឃើញថាមានមនុស្សមកក្រុមហ្នឹងប្រដាប់ដោយអាវុធពេញដៃបានលោកនេះចូលមកកាន់ទីតាំងនៅផ្ទះរបស់ម៉ាកូសចំណែកម៉ៃនៅពេលបានឃើញចឹងគេនឹងគឺបាននឹងច្បាស់តែម្ដងដែលថាគ្រីស្ទៀនប្រពន្ធរបស់គេនឹងក៏មិនរួចខ្លួនដែរចឹងហើយគេនឹងក៏បានព្យាយាមតាក់ទងទូរស័ព្ទទៅប្រាប់គ្រីស្ទៀនក៏ប៉ុន្តែគ្រីស្ទៀនគឺអត់បានលើកទេរីឯម៉ាកូសគេនឹងគឺឆ្លេឆ្លាខ្លាំងមែនតើបានតាក់ទងទូរស័ព្ទទៅប្រាប់លោកជីកូនប្រសាររបស់គេនឹងថាឲ្យនាំម្ដាយក្មេករបស់គេជាមួយនឹងប្រពន្ធរបស់គេនឹងទៅពួនហើយត្រៀមលក្ខណៈដើម្បីទប់ទល់ជាមួយនឹងពួកនឹងទៅចំណែករីជីដែលការវិវៈមុនគាត់ជាក្មេងប្រុសម្នាក់ដែលភ័យស្លន់ស្លោនៅពេលដែលម៉ាកូសស្លុតគេលេងហ្នឹងឥឡូវហ្នឹងមើលទៅគេបើទោះជាបានដឹងថាមានខ្មាំងកំភ្លើងចូលមកដល់ផ្ទះក៏ដោយហ្នឹងក៏គ្មានភ័យអីដែរនៅបានត្រៀមលក្ខណៈចាត់ការទៅលើពួកហ្នឹងនិយាយទៅវាយពួកហ្នឹងឲ្យទូសាច់នឹងបានបាញ់សម្លាប់ពួកហ្នឹងឲ្យស្លាប់ឲ្យបងជីវិតគ្មានសល់សំបីតែម្នាក់ដែលវាគឺបានធ្វើឲ្យម៉ាកូសជាមួយនឹងម៉ៃហ្នឹងមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងមែនទែនចំពោះសមត្ថភាពរបស់រីជីងាកទៅគ្រីស្ទៀននៅវិញមូលហេតុដែលនាងមិនទាន់បានលើកទូរស័ព្ទរបស់ម៉ៃស្វាមីរបស់នាងគឺដោយសារតែនាងកន្លែងតែជាប់និយាយគ្នាជាមួយនឹងកូនស្រីរបស់ Judy ដែលមកលេងផ្ទះរបស់នាងហើយបន្ទាប់ពីនិយាយគ្នាចប់នៅបានលើកទូរស័ព្ទអ្វីៗគឺយឺតពេលបាត់ទៅហើយដោយសារតែក្រុមរបស់ Jam ហ្នឹងគឺបានមកដល់កន្លែងហ្នឹងដែលបានចាប់គ្រីស្ទៀនជាមួយនឹងកូនស្រីរបស់ Julia ហ្នឹងបានជោគជ័យព្រមទាំងបាននិយាយទូរស័ព្ទជាមួយនឹង Mike ដែល Jam ហ្នឹងគឺបានកំព្រាមទៅកាន់ Mike ថាឲ្យបកគលឯកសារសាក់សីអីផ្សេងៗនិយាយទៅគឺឲ្យបកគល Amanda រួមជាមួយនឹងផុសតាំងផ្សេងៗដែលពួកគេឃើញហ្នឹងឲ្យមកគេអស់មកជាធ្នូជាមួយនឹងសុវត្ថិភាពក្រុមគ្រួសាររបស់គេ Amanda ដែលបានដឹងរឿងនឹងដែរហ្នឹងគឺបានប្រាប់ទៅកាន់ Mike ថាមិនអីទេបកគលគេជាមួយផុសតាំងផ្សេងៗហ្នឹងឲ្យទៅកាន់ក្រុមរបស់ Jam ហ្នឹងទៅដើម្បីការពារសុវត្ថិភាពរបស់ Christian ភរិយារបស់ Mike ហ្នឹងក៏ប៉ុន្តែ Mike គឺនិយាយប្រាប់ទៅកាន់ Amanda ដាច់ខាតតែម្ដងថាគេគឺមិនធ្វើអញ្ចឹងទេព្រោះតែគេហ្នឹងក៏ស្រឡាញ់កូនរបស់គេដែរ Mike ជាមួយនឹង Marcos បានបន្តចេញមកនិយាយគ្នានៅខាងក្រៅដែល Mike ហ្នឹងគឺបានបង្ហាញនៃការងឿងឆ្ងល់ខ្លាំងមែនតើគេហ្នឹងគឺបានប្រាប់ណាគេទេមិនបានរឿងហ្នឹងវាបែកខ្យល់ចាយអញ្ចឹងដែលបន្ទាប់ពីគិតចុះគិតឡើងគេក៏បាននឹងថាអូគេប្រាប់រីតាក៏ប៉ុន្តែប្រកាសណា Mike ហ្នឹងគឺគ្មានការសង្ស័យជាមួយនឹងរីតាសម្បីតែបន្តិចហើយគេហ្នឹងក៏បានដឹងអំពីទំនាក់ទំនងស្នេហារវាងរីតាហើយនឹងអាដាមដែរអញ្ចឹងហើយគេហ្នឹងគឺប្រកាសក្នុងចិត្តតែម្ដងដែលថាគ្មានណាគេទេរីតាច្បាស់ជាប្រាប់អាដាមហ្នឹងច្បាស់ជាធ្វើការងារជាមួយនឹងក្រុមរបស់ Jam ជាក់ជារំខានទេក្រោយពីបានដឹងអញ្ចឹង Mike ហ្នឹងគឺបានតាក់ទងទូរស័ព្ទមកបកស្រាយប្រាប់ទៅកាន់រីតាម្ដងទៀតហើយរីតានៅពេលដែលបានដឹងរឿងភ្លាមហ្នឹងមុខរបស់នាងគឺឡើងស្លេកនិងបានយកកំភ្លើងមកដាក់ជាប់ខ្លួនដើម្បីទប់ការពារចំណែកអាដាមគេមើលទៅគេហាក់ដូចជាមានការសង្ស័យចំពោះអរិយាប័ត្រប្លែកៗរបស់រីតាដែរអញ្ចឹងហើយក្នុងកំឡុងពេលនៃការជិះចដាយន្តទៅជាមួយនឹងគ្នាហ្នឹងអាដាមហ្នឹងក៏បានធ្វើការវាយប្រហារទៅកាន់រីតាដែលបានប្រទានបេតុងគ្នាទៅដើមកំភ្លើងវាយគ្នាទៅវិញទៅមករហូតដល់បន្តិចក្រោយមកនៅពេលដែលរីតាហ្នឹងគឺសឹងតែត្រូវបានអាដាមសម្លាប់ទៅហើយគឺស្រាប់តែគ្នារបស់ម៉ៃហើយនិងម៉ាកូសពីរនាក់នោះបានចូលមកដល់និងបានជួយសង្គ្រោះជីវិតរបស់រីតាបានជោគជ័យមួយសន្ទុះក្រោយមករីតាបានមកជួបជុំគ្នាជាមួយនឹងក្រុមរបស់ម៉ៃដែលពួកគេគឺថៃតែបានចាប់ខ្លួនអាដាមមកជាមួយផងដែរហើយនៅកន្លែងហ្នឹងបន្ទាប់ពីជួបជុំគ្នាហើយម៉ៃក៏បានចាប់ផ្ដើមរៀបចំផែនការចាត់ការក្រុមរបស់អាដាមជួយសង្គ្រោះគ្រីស្ទៀនភរិយារបស់គេមកវិញដែលពួកគេនឹងក៏បានប្រើប្រាស់បច្ចេកវិទ្យាផ្សំសំឡេងរបស់អាដាមបន្លំធ្វើជាអាដាមតាក់ទងទូរស័ព្ទទៅនិយាយគ្នាជាមួយនឹង Jam ដែលបានណាត់ Jam ហ្នឹងឲ្យនាំចំណាត់ខ្មាំងគឺនាំគ្រីស្ទៀនជាមួយនឹងកូនស្រីរបស់ Judy ហ្នឹងទៅកាន់ទីតាំងនៃមូលដ្ឋានរបស់ពួកគេនៅក្នុងប្រទេសគុយបានៅកន្លែងសួនសត្វខ្សែរឿងមកកាត់រយៈពេលប្រហែលម៉ោងកន្លងផុតទៅក្រុមរបស់ម៉ៃនេះគឺបានមកដល់កន្លែងសួនសត្វដែលត្រូវបានគេបោះបង់ចោលហើយពួកគេនឹងក៏បានបែងចែកគ្នាទៅតាមទីតាំងដែលពួកគេបានកំណត់រៀងៗខ្លួនគណៈដែលអាដាមម្ដងវិញនឹងក៏ត្រូវបានម៉ៃបខំឲ្យបញ្ឆោតក្រុមរបស់ Jam ហ្នឹង
ឲ្យនាំចំណាត់ខ្មាំងគឺនាំគ្រីស្ទៀនជាមួយនឹងកូនស្រីរបស់ជូលីហ្នឹងឡើងមកលើយន្តហោះមួយដែលពួកគេបានត្រៀមរួចជាស្រេចអ្វីដំណើរការទៅបានយ៉ាងរលូនរហូតដល់បន្តិចក្រោយមកក៏ស្រាប់តែមានសត្វក្រពើវែងបឹងមកក្បាលហ្នឹងគឺបានបង្ហាញខ្លួនដឹងចេញពីណាមកទេដែលវាហ្នឹងគឺបានហើរសម្ដៅទៅរកអាមែនដូដែលកំពុងតែពួននៅខាងក្រោមស្ពានហើយវាគឺបានធ្វើឲ្យជេមមានការសង្ស័យនិងបានឈប់ព្រមទាំងបានបញ្ជាប្រាប់ទៅកាន់កូនចៅរបស់គេនឹងឲ្យដើរមើលជុំវិញទីតាំងស្ពានហ្នឹងគេលោមានអីមិនស្រួលដែលចុងក្រោយកូនចៅរបស់ជេមហ្នឹងគឺបានប្រទះគ្នាជាមួយនឹងអាមែនដូដែលបានធ្វើឲ្យផែនការរបស់ម៉ៃហ្នឹងទទួលនឹងការបរាជ័យហើយឆាកប្រយុទ្ធរវាងភាគីទាំងពីរហ្នឹងក៏បានចាប់ផ្ដើមក្រុមរបស់ម៉ៃម៉ាកូជាមួយនឹងអាមែនដូហ្នឹងក៏បានធ្វើការបាញ់ប្រហារជាមួយនឹងក្រុមកូនចៅរបស់ជេមហ្នឹងបាញ់គ្នាទៅវិញទៅមកអស់រយៈពេលមួយសន្ទុះដែលម៉ៃហ្នឹងក៏ស្រាប់តែបានគាំងម្ដងទៀតហើយនិយាយទៅគាំងស្ញេញតែម្ដងមិនដឹងថាមានរឿងអីទៀតទេចំណែកម៉ាកូស្គៀនគឺដឹងច្បាស់តែម្ដងថាមូលហេតុដែលម៉ៃចេះតែគាំងអញ្ចឹងគឺដោយសារតែគេហ្នឹងអាឡែងតែគិតទៅកាន់រឿងអតីតកាលរឿងអាក្រក់ដែលបានកើតឡើងហើយបន្ទោសខ្លួនឯងអញ្ចឹងហើយម៉ាកូស្ហ្នឹងក៏បានទះកំភ្លើងរបស់ម៉ៃទះយកព្រមទៅបាននិយាយបញ្យល់ម៉ៃថារឿងអាក្រក់ដែលកើតឡើងនៅលើលោកហ្នឹងគឺជារឿងធម្មតាទេរឿងមកដាក់ខ្លួនម៉ៃគេគឺមិនត្រូវការម៉ៃដែលមានចិត្តទន់ខ្សោយទេគេត្រូវការម៉ៃដែលមានចិត្តរឹងប៉ឹងរឹងមាំត្រូវការម៉ៃដែលជា the best ចំណែកម៉ៃនៅពេលដែលបានលើអញ្ចឹងអាទឹកចិត្តមោះមុតរបស់គេហ្នឹងក៏បានត្រឡប់មកវិញដោយដំរីចុះព្រៃអញ្ចឹងដែលភ្លាមនោះម៉ៃជាមួយនឹងម៉ាកូស្ហ្នឹងក៏បានងើបឡើងនិងបានបន្តការបាញ់ប្រហារប្រយុទ្ធគ្នាជាមួយនឹងកូនចៅរបស់ជេនបាញ់យករហូតដល់តែពួកហ្នឹងស្លាប់បងជីវិតអស់គ្មានសល់សំបីតែម្នាក់នៅទីបំផុតម៉ៃជាមួយនឹងម៉ាកូស្ហ្នឹងក៏បានតាមទាន់ជេមក៏ប៉ុន្តែមិនអាចធ្វើអីបានទេដោយសារតែជេមហ្នឹងគឺបានយកគ្រីស្ទៀនធ្វើជាចំណាត់ខ្មាំងហើយជេមហ្នឹងក៏ថែមទាំងបានបោកគ្រាប់បាយបំផ្ទុះធ្វើឲ្យអ្នកទាំងពីរនាក់ហ្នឹងប៉ោងចេញទៅខាងក្រៅខណៈដែលគេហ្នឹងគឺបាននាំគ្រីស្ទៀនបន្តគេខ្លួនចេញពីកន្លែងហ្នឹងកន្លែងតាមែនដូនោះវិញគេហ្នឹងក៏កំពុងតែប្រយុទ្ធគ្នាជាមួយនឹងកូនចៅរបស់ជេមផ្សេងទៀតដែរដើម្បីជួយសង្គ្រោះជូឌីដែលត្រូវបានគេចាប់ធ្វើជាចំណាត់ខ្មាំងដែរហ្នឹងហើយការប្រយុទ្ធរបស់ពួកគេហ្នឹងគឺប្រព្រឹត្តទៅអស់រយៈពេលមួយសន្ទុះជេមហ្នឹងគឺត្រូវបានគេវាយឡើងទូសាច់ចាក់ឡើងទូសាច់ដែរក៏ប៉ុន្តែចុងក្រោយជេមគឺនៅតែអាចជួយសង្គ្រោះកូនស្រីរបស់ជូឌីហ្នឹងបានជោគជ័យហើយកូនស្រីរបស់ជូឌីហ្នឹងក៏បានគ្រាអាមែនដូដែលកំពុងតែមានរបួសហ្នឹងគេចខ្លួនចេញពីអាគារហ្នឹងចូលទៅពួននៅខាងក្នុងព្រៃត្រឡប់មកម៉ៃជាមួយនឹងម៉ាកូសរបស់យើងវិញក្នុងអំឡុងពេលដែលពួកគេកំពុងតែព្យាយាមដេញតាមជេមហ្នឹងម៉ាកូសហ្នឹងក៏បានប្រហែសធ្លាក់ខ្លួនចូលទៅក្នុងទឹកដែលភ្លាមនោះកពើសមកក្បាលហ្នឹងក៏បានបង្ហាញខ្លួនដែលម៉ៃក៏បានប្រាប់ទៅកាន់ម៉ាកូសថារើសកភ្លើរបស់គេដែលធ្លាក់នៅក្នុងទឹកហ្នឹងបាញ់កពើរឿងទៅក៏ប៉ុន្តែម៉ាកូសហ្នឹងគឺបានប្រកែកទៅគេហ្នឹងគឺមិនត្រូវការកភ្លើងអីទេដោយសារតែគេហ្នឹងគឺជីវិតអមតៈម៉ាកូសបានធ្វើដៃបញ្ជាទៅកាន់សត្វកពើហាក់ដូចជាគេហ្នឹងគឺជាអ្នកដែលមានអំណាចមានបនអញ្ចឹងដែលបានប្រាប់កពើហ្នឹងថាកពើកន្លែងហ្នឹងគឺមិនមែនជាកន្លែងរបស់ឯងទេឆាប់ត្រឡប់ទៅកាន់កន្លែងរបស់ឯងវិញភ្លាមទៅហើយវិច័យដងទៀតកពើហ្នឹងគឺនៅស្ងៀមហាក់ដូចជាស្ដាប់បញ្ជារបស់ម៉ាកូសហ្នឹងអញ្ចឹងក៏ប៉ុន្តែមានណាបន្តិចក្រោយមកកពើសហ្នឹងក៏បានហក់មកទៅបាក់ដៃរបស់ម៉ាកូសដែលម៉ៃនៅពេលដែលបានឃើញអញ្ចឹងក៏បានទម្លាក់ខ្លួនមកជួយណាដែលបានយកដែកនឹងចាក់ទៅលើកពើសរហូតតតែវាគេចខ្លួនចេញពីកន្លែងហ្នឹងទៅបាត់ទៅម៉ៃជាមួយនឹងម៉ាកូសបន្ទាប់មកក៏បាននៅគ្នាចូលទៅក្នុងព្រៃដើម្បីបន្តដេញតាមជេមក៏ប៉ុន្តែម៉ាកូសដោយសារតែឃើញថាខ្លួនឯងនឹងគឺមានរបួសមិនអាចដើរលឿនក៏បានប្រាប់ទៅកាន់ម៉ៃហ្នឹងឲ្យទៅមុនទៅគេចោលនៅកន្លែងហ្នឹងហើយងាកមកអាដាមម្នាក់វិញមុនហ្នឹងគេនឹងគឺបានសម្លាប់ទៅកងយន្តហោះឲ្យដឹកគេចេញពីកន្លែងហ្នឹងក៏ប៉ុន្តែត្រូវបានរីតាបាញ់ធ្លាក់ហើយឥឡូវហ្នឹងគេនឹងគឺមិនទាន់ស្លាប់ទេដែលព្យាយាមវាចេញពីយន្តហោះមកណាភ្លាមនោះរីតាគឺបានបង្ហាញខ្លួននៅកន្លែងហ្នឹងហើយអាដាមនឹងក៏បានព្យាយាមយកលេសប្រាប់ទៅកាន់រីតាថាអ្វីដែលគេបានធ្វើហ្នឹងគឺដោយសារតែកលៈទេសៈបខំគេទេហើយនៅពេលដែលរីតាមិនបានប្រយ័ត្នអាដាមនឹងក៏បំរុងរដកឲ្យភ្លើងធ្វើការបាញ់សម្លាប់រីតាដែលភ្លាមនោះរីតានឹងក៏បានធាក់អាដាមមកជើងធ្លាក់ចូលទៅក្នុងទឹករហូតដល់បន្តិចក្រោយមកសត្វកពើនឹងក៏បានបង្ហាញខ្លួននិងបានធ្វើការខំត្របាក់ទៅលើរាងកាយរបស់អាដាមបញ្ចប់ជីវិតរបស់គេនៅកន្លែងហ្នឹងទៅមួយសន្ទុះក្រោយមកក្រុមរបស់ជូឌីនឹងក៏បានមកដល់កន្លែងកើតហេតុដែរហើយជូឌីនឹងក៏បានចាត់ចែងឲ្យកូនចៅរបស់គេនឹងមើលការខុសត្រូវនៅកន្លែងហ្នឹងខណៈដែលគេនឹងក៏បានបន្តចូលទៅក្នុងព្រៃដើម្បីតាមរកកូនស្រីរបស់គេរីឯម៉ៃគេនឹងក៏បានបន្តតាមដានដំរីរបស់ជេមមកដល់ទីតាំងនៅមាត់ឆ្នេរមកកន្លែងក៏ប៉ុន្តែវាក់តែម្ដងដោយសារតែជេមនឹងគឺបានចាប់ម៉ាកូសបានម្នាក់ទៀតចឹងហើយជេមនឹងគឺមានចំណាត់ខ្មាំងដល់តែ2ឯណោះជេមបានគម្រាមប្រាប់ទៅកាន់ម៉ៃថាទម្លាក់ភ្លើងចូលភ្លាមបើមិនចឹងទេគេនឹងបាញ់សម្លាប់ម៉ាកូសចោលហើយម៉ៃទឹកនៅស្ថានភាពតានតឹងមិនដឹងតែធ្វើម៉េចហ្នឹងគេនឹងក៏បាននឹកឃើញទៅដល់ពាក្យសម្ដីរបស់ម៉ាកូសដែលម៉ាកូសនឹងបានប្រាប់ថាគេនឹងគឺជីវិតអមតៈមិនស្លាប់ចឹងហើយម៉ៃក៏បានបាញ់ចំអាវក្រោះរបស់ម៉ាកូសធ្វើឲ្យម៉ាកូសនឹងអោនចុះដែលវាគឺបានបើកឱកាសឲ្យម៉ៃដាក់មកគ្រាប់ទៀតទម្លុះលលាយក្បាលរបស់ជេមបញ្ចប់ជីវិតរបស់គេនៅកន្លែងហ្នឹងទៅក្នុងកំឡុងពេលដែលម៉ាកូសកំពុងតែរੂរទាំចំពោះការដែលម៉ៃបានបាញ់មកលើគេហ្នឹងក៏ស្រាប់តែម៉ៃនឹងបានទទួលឯកូនពីគ្នារបស់គេមកដែលថាឥឡូវហ្នឹងក្រុមរបស់ជូឌីហ្នឹងគឺបានចូលមកដល់ហើយចឹងហើយម៉ៃហ្នឹងគឺបានដឹងតែម្ដងថាជូឌីបើសិនជាជួបគ្នាជាមួយនឹងអាមែនដូកូនរបស់គេច្បាស់ជាមានបញ្ហាគេនឹងក៏បានបញ្ញាចូលទៅរកអាមែនដូខ្សែនឹងមកកាន់ជូឌីនេះគឺបានរកឃើញទីតាំងរបស់អាមែនដូហើយនឹងបានធ្វើការបាញ់ប្រមាណគ្រាប់សម្ដៅមកកាន់អាមែនដូរហូតដល់បន្តិចក្រោយមកនៅពេលដែលជូឌីបំរុងនឹងបាញ់សម្លាប់អាមែនដូទៅហើយហ្នឹងកូនស្រីរបស់នាងក៏បានមកពាំងគ្រាប់ភ្លើងមកបាំងមុខចឹងណាប្រាប់ថាមិនឲ្យសម្លាប់ទេដោយសារតែអាមែនដូហ្នឹងគឺបានជួយសង្គ្រោះជីវិតរបស់នាងបន្តិចក្រោយមកម៉ៃហ្នឹងក៏បានមកដល់ដែរនឹងបានបន្តនិយាយបញ្ចុះបញ្ចូលជូឌីបូករួមជាមួយនឹងកូនស្រីរបស់ជូឌីដែលនៅតែបន្តនិយាយអំបោជូឌីម្ដងហើយម្ដងទៀតនៅទីបំផុតជូឌីហ្នឹងក៏បានទម្លាក់ភ្លើងចូលទុកជីវិតឲ្យអាមែនដូហើយក្រៅពីនេះនាងគឺថាតែបានទុកឱកាសឲ្យអាមែនដូហ្នឹងគេចខ្លួនចេញពីកន្លែងហ្នឹងបានđểជោគជ័យទៀតផងខ្សែនឹងមកកាត់រយៈពេលមួយថ្ងៃកន្លងផុតទៅក្រុមគ្រួសាររបស់ម៉ៃជាមួយនឹងម៉ាកូសនឹងគឺបានមកជួបជុំគ្នាដើម្បីអាំងសាច់ញ៉ាំនៅទីតាំងនៃសួនច្បារសាធារណៈមកកន្លែងហើយម៉ៃជាមួយនឹងម៉ាកូសនឹងគឺកំពុងតែប្រកែកគ្នាដណ្ដើមជាក្រានអាំងសាច់ដែលពួកគេនឹងគឺចង់អាំងសាច់ផ្សេងៗគ្នាអញ្ចឹងណាដល់បន្តិចក្រោយមករីជីនឹងក៏បានចូលមក
ចង់សាច់ដែរហើយអ្នកទាំងពីរនាក់នោះក៏បានស្លាប់ទៅកាន់រាជីទៀតណាក៏ប៉ុន្តែបន្ទាប់ពីរាជីអត់ចេញពួកគេនឹងក៏បាននឹកឃើញទៅដល់ទឹកដៃរបស់រាជីដែលបានសម្លាប់ក្រុមខ្មាំងកាភ្លើងយ៉ាងផុយអូចឹងហើយពួកគេនឹងក៏បានដកខ្លួនទុកចក្រាននឹងរាជីអាំងតែម្នាក់ឯងទៅរីឯសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចនោះផងដែរជាចុងក្រោយមានស្មោកគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាការសម្ដែងសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្ទាប់បាយបាយ